កំឡោះជីអូនរបស់យើងគឺធុញទ្រាន់នឹងការងារការិយាល័យនេះខ្លាំងណាស់គាត់ចិត្តលីឈប់ទៅហើយមិត្តរួមការងារសួរពីការចេញមុនម៉ោងរបស់គាត់ប៉ុន្តែបរិះរបស់យើងកំពុងដើរចេញបាត់ទៅហើយមាត់ធំអ្នកប្រកែអួតប្រចាំការិយាល័យបានខាត់ជីអូនមុនពេលគាត់អាចគេខ្លួនបានគេបានប្រើល្បិចបង្ខំឲ្យចូលរួមញ៉ាំអាហារពេលល្ងាចរបស់ក្រុមហ៊ុនអាសាច់ដុំនោះបានចាប់គៀបកជីអូនជាប់ដើម្បីហៅទៅផឹកស៊ីក្រោយម៉ោងធ្វើការពេលនោះគូកនិយាយដើមគេប្រចាំការិយាល័យកំពុងតែនិយាយអាក្រក់ពីការលួចចេញមុនរបស់គាត់ឯកសារមួយកណូធំបញ្ជាក់យ៉ាងច្បាស់ថាហេតុអ្វីបានជាគ្រប់គ្នាហត់នឿយខ្លាំងម្ល៉េះស្រាប់តែមានដៃដកអាចកំបាំងមួយមកផ្ទះស្មារបស់គាត់ធ្វើជាអាណិតអាសូរគឺជាស្រីសម្ដីផ្អែមហើយជីអូនមើលទៅពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការចូលមកក្បែររបស់នាងនាងនិយាយវិចារគាត់ដោយប្រាប់ថានាងយល់ពីការខិតខំធ្វើការយ៉ាងនឿយហត់របស់គាត់ហើយកំឡោះជីអូនរបស់យើងពិតជាជឿស៊ុបតែម្ដងដោយគិតថាស្រីសម្ដីផ្អែមម្នាក់នេះគឺជាមនុស្សតែម្នាក់គាត់ដែលយល់ចិត្តគាត់ភ្លាមនោះនាងក៏បដូរសម្ដីដោយយកភាពហត់នឿយរបស់គាត់ធ្វើជាលេសដើម្បីទៅផឹកស៊ីពិតជាឆ្លាតមែនជីអូនទើបដឹងខ្លួនថាត្រូវគេបោកនាងគឺមានទំនិតឈួតដូចគ្នាបេះបិទទៅនឹងអាមាត់ធំនោះដែរបុរសរបស់យើងបានរត់គេចខ្លួនទាំងសង្ស័យថាហេតុអ្វីក្តីសម័យចង់បានការងារស្រួលរបស់គាត់បែរជាវឹកវរបែបនេះទៅវិញគាត់បានលួចដៃចេញយ៉ាងស្ងាត់បំផុតដើម្បីកុំឲ្យនរណាម្នាក់គាត់បានប៉ុន្តែជាយថាហេតុមានអតិថិជនពាក់អាវធំក្របក្បាលដ៏គួរឲ្យសង្ស័យម្នាក់បានលេចមុខមករារាំងច្រកចេញតែមួយគត់របស់គាត់ជីអូនចំណាំមុខជននោះបានហើយពន្លឺពណ៌ស្វាយបែបតួអាក្រក់នេះបញ្ជាក់ថារឿងអាក្រក់ចិត្តកើតឡើងហើយកំឡោះរបស់យើងព្យាយាមសម្រួលស្ថានភាពព្រោះដឹងថាជននេះកំពុងតែខឹងសម្បាយ៉ាងខ្លាំងស្រីសម្ដីផ្អែមនឹងអាមាត់ធំកំពុងនិយាយគ្នាលេងដោយមិនដឹងពីភាពតានតឹងនេះឡើយជីអូនប្រាប់អតិថិជនដែលកំពុងខឹងនោះឲ្យត្រឡប់ទៅផ្ទះវិញព្រោះគិតថាវានឹងមានប្រសិទ្ធភាពជីអូនព្យាយាមដោះសារប្រាប់អតិថិជនសង្ស័យនោះថាវាគ្រាន់តែជានីតិវិធីប៉ុណ្ណោះទាំងមុខមាត់ភ័យខ្លាចចង់នំដាក់ខោទៅហើយស្រីសម្ដីផ្អែមបានចូលមកជួយដោះស្រាយជាមួយអតិថិជននោះដោយប្រើសម្លេងបែបអាជីពថាយើងបិទទ្វារហើយភ្លាមនោះអាកប្បកិរិយាបែបអាជីពរបស់ស្រីសម្ដីផ្អែមត្រូវបានបំផ្លាញទាំងស្រុងមានរឿងមិនស្រួលកើតឡើងហើយអតិថិជនសង្ស័យនោះបានក្លាយជាមនុស្សឈួតលាហើយចាក់ពុះជីអូនដោយសារតែការប្រងើយកន្តើយដាក់គេទីបំផុតអ្នកការិយាល័យបានដឹងពីអ្វីដែលកើតឡើងហើយទីនោះទាំងមូលក្លាយជាភាពចលាចលអតិថិជនចម្លែកនោះនៅតែនិយាយតែឯងទាំងកាន់កបិតប្រឡាក់ឈាមដោយទម្លាក់កំហុសគ្រប់យ៉ាងលើគ្រប់គ្នាកំឡោះរបស់យើងកំពុងតែចិត្តស្លាប់ទៅហើយខណៈដែលអាឈួតនេះកំពុងបង្រៀនគាត់ពីរបៀបរស់នៅទៅវិញជីអូនកំពុងបាត់បង់ស្មារតីដោយឆ្ងល់ថាហេតុអ្វីក្តីស្រមៃចង់បានជីវិតស្ងប់ស្ងាត់ត្រូវបញ្ចប់ដោយការឃាតកម្មទៅវិញបំណងប្រាថ្នាចុងក្រោយរបស់គាត់បាននាំយើងទៅកាន់ភូមិបុរាណដ៏សន្តិភាពមួយដល់ពេលចូលពិភពថ្មីហើយកំឡោះរបស់យើងបានភ្ញាក់ឡើងក្នុងពិភពលោកនេះដោយដួលបោកមុខនឹងកៅអីសូមស្វាគមន៍មកកាន់ជីវិតថ្មីអាភ្លើជីអូនកំពុងអាយពោះខ្លួនឯងដោយមានអារម្មណ៍ឈឺចាប់សោកពីការត្រូវគេសម្លាប់ក្នុងជាតិមុនបុរសរបស់យើងកំពុងតែភ័យស្លន់ស្លោយ៉ាងខ្លាំងដោយនឹកឃើញដល់ពេលដែលអតិថិជនឈួតនោះបានបញ្ជូនគាត់មកទីនេះពេលនេះគាត់គឺអ៊ីលមុកប៉ុន្តែភាពតក់ស្លុតពីជីវិតចាស់ក្នុងនាមជាជីអូននៅតែតាមបន្លាយគាត់យ៉ាងខ្លាំងពូរបស់គាត់ឈ្មោះថេយ៉នបានប្រើគាត់ឲ្យទៅដងទឹកភ្លាមតែម្ដងគ្មានពេលសម្រាប់ទេសម្រាប់អ្នកចាប់ជាតិថ្មីយើងបានឃើញរូបភាពត្រឡប់ក្រោយបន្តិចពីអតិថិជនសង្ស័យដែលជ្រើសរើសអំពើហិង្សានិងចាប់ដើមការផ្សងព្រេងនេះឡើងតាមពិតមួយឆ្នាំពេញទៅហើយតាំងពីគាត់ត្រូវគេសម្លាប់ហើយចាប់ជាតិថ្មីជាខួបនៃការត្រូវគេចាក់លុយកប់កំឡោះរបស់យើងកំពុងគិតពីឱកាសទី2របស់គាត់ប្រហែលជាសង្ឃឹមថាទីនេះគ្មានការបង្ខំឲ្យញ៉ាំអាហារក្រុមហ៊ុនទៀតចុះពេលនេះគាត់ជាអ្នកដឹកជញ្ជូនក្នុងពិភពយុទ្ធគុណដែលជាការផ្លាស់ប្ដូរដ៏ធំពីបុគ្គលិកការិយាល័យធម្មតាម្នាក់សំណាងល្អគាត់ទទួលបានការចងចាំដើមរបស់អ៊ីលមុកដូច្នេះគាត់មិនបាច់ចាប់ផ្ដើមពីចំណុច0ដូចក្មេងថ្មីឡើយហើយការងារថ្មីរបស់គាត់គឺគ្រាន់តែធ្វើការទូចតាចក្នុងផ្ទះសំណាក់ប៉ុណ្ណោះបុរសរបស់យើងពិតជាទទួលបានជីវិតដ៏ស្ងប់ស្ងាត់ដែលគាត់បងប្រាថ្នាមែនអ៊ីលមុកកំពុងរស់នៅយ៉ាងសប្បាយចិត្តដោយទីបំផុតទទួលបានតុល្យភាពជីវិតនិងការងារដូចបំណងគាត់ពិតជាគិតថាខ្លួនឯងអាចរស់នៅសុខស្រួលរហូតហើយកំសត់ណាអូនហើយភ្លាមនោះអនាគតដ៏ស្ងប់ស្ងាត់របស់គាត់ក៏ត្រូវឆេះខ្ទេចក្នុងផ្សែងភ្លើងយ៉ាងសន្ធោសន្ធៅតែម្ដងតែចាស់ម្នាក់កណ្ដាលកំពុងឈរមើលកំទេចកំទីដែលកំពុងឆេះហាក់ដូចជាកំពុងសម្លឹងមើលសិល្បៈទំនើបអញ្ចឹងលោកតាម្នាក់នេះមើលទៅដូចជាទើបតែវាយឈ្នះមេធំហើយកំពុងរងចាំរឿងរបស់របរអញ្ចឹងអ៊ីលមុកកំពុងរត់សម្ដែងទៅរកភាពចលាជននោះព្រោះជីវិតថ្មីរបស់គាត់មិនអាចមានថ្ងៃស្ងប់ស្ងាត់សំបីមួយថ្ងៃកំឡោះរបស់យើងបានប្រឈមមុខជាមួយបរិសុទ្ធចំណាស់នោះដោយមានត្រឹមតែធុងទឹកពីរក្នុងដៃប៉ុណ្ណោះហើយកន្លែងដែលកំពុងឆេះនោះគឺជាផ្ទះសំណាក់របស់គាត់តែម្ដងព្រមលេខផ្សព្វផែនការចូលនិវត្តន៍របស់គាត់ណាអ៊ីលមុកសម្រេចចិត្តឈប់ធ្វើជាតួរងទៀតហើយចាប់ផ្ដើមធ្វើរឿងក្លាហានម្ដងក្នុងជីវិតគាត់កំពុងស្រែកហៅពូថេយ៉នដែលប្រហែលជាជាប់គាំងក្រមកំណោបាក់បែកទាំងនោះបាត់ទៅហើយបុរសចំណេះក្បាប់ដាវយ៉ាងណែនហាក់ដូចជាគាត់ចិត្តនឹងផ្ដល់ការវាតម្លៃផ្កាយមួយដ៏ខុសខើបំផុតក្នុងលោកតែចាស់ឈួតបានសង្កត់អ៊ីលមុកជាប់បញ្ជាក់ថាមណ្ឌលចាស់ជរាក្នុងពិភពនេះគឺមិនធម្មតាឡើយកំឡោះរបស់យើងនៅតែព្យាយាមធ្វើជាតួឯកដោយមិនដឹងខ្លួនសោះថាកំពុងតែនិយាយជាមួយមេធំប្រចាំតំបន់នេះរូបភាពអតីតកាលផុសឡើងហើយអ៊ីលមុកដឹងថាតាចាស់ចង្រៃនេះជាអ្នកសម្លាប់ពូថេយ៉នមូលហេតុដែលគាត់ខ្លាចជាតួអាក្រក់គឺព្រោះតែមីមិនឆ្ងាញ់បុរសម្នាក់នេះជ្រើសរើសយកអំពើហិង្សាជាងការថែមពីចេញអ៊ីលមុកពិតជាស្រឡាំងកាំងណាស់ដែលអាឈួតនេះដុតបំផ្លាញជីវិតគាត់ត្រឹមតែរឿងស៊ុបមួយចានតាចាស់នោះនៅតែបញ្ជាក់ថាគាត់បានដុតកន្លែងនោះចោលពិតជាឈួតមែនឥឡូវគាត់ព្យាយាមអ៊ូទៀនអៀមដោយថាគេខ្ជះខ្ជាយទេពកសលព្រោះចង់បានជីវិតសាមញ្ញការផ្ដោតជូនគឺឲ្យខ្លាចជាសិស្សរបស់ជនដែលទើបតែសម្លាប់គ្រួសារតែមួយគត់របស់គេហើយជំរឿផ្សេងពីការងារនេះគឺសេចក្តីស្លាប់ភ្លាមមួយរំពេចគេមិនអាចឈ្នះទេការភ័យខ្លាចកើតឡើងធ្វើឲ្យគេនឹកឃើញពេលត្រូវគេសម្លាប់ក្នុងជីវិតមុនបៀមិនដឹងថាគេទៅតែបដូរមនុស្សឈួតស្អប់ច្បាប់ទៅជាមនុស្សឈួតស្អប់សុបអន់មួយទៀតតែឈួតនៅតែយកដៅភ្ជុំដោយមិនខ្វល់ពីរឿងកំសត់របស់គេទេ
ហើយបរិយើងក៏ផ្ទុះកំហឹងដាក់ជនដែលបំផ្លាញផែនការចូលនិវត្តន៍របស់គេស្រែកស្ដីឲ្យតាឈួតនោះធ្វើដូចធ្លាប់ឮពាក្យទាំងនេះពីមុនអញ្ចឹងស្រាប់តែបរិពាក់បំណះភ្នែកម្នាក់លេចមុខមកអ៊ីលមកកំពុងខឹងពេកមិនបានមើលទេកំហឹងគេមិនមែនព្រោះតែការសងសឹកឬយុទ្ធធម៌ឡើយវាគឺរឿងតុល្យភាពការងារជីវិតបរិបំណះភ្នែកវាយកោគេមិនដៃសន្លប់តែម្ដងចាំបាត់សម្ដីវីរបរោះបំណោះភ្នែកឈរមើលគេដូចអ្នកគ្រប់គ្រងថ្មីកាន់កាប់កម្រងដែលបរាជ័យ ទោះសន្លប់ក៏អ៊ីមានមោទនភាពដែលហ៊ានបញ្ចេញមតិខុសពីពេលធ្វើបុគ្គលិកថ្នាក់ទាបដែរប រោះបំណាប់ភ្នែកសួរថាត្រូវធ្វើម៉េចជាមួយរាងកាយនេះពេលអ៊ីឡិចកំពុងយល់សប្តិពីការងារធម្មតាតែឈ្គួតកំពុងគិតពីជំរឿរបស់គាត់ប្រហែលជាសង្ស័យថាអ៊ីឡិចសមនឹងធ្វើកដាស្នាមឬអត់ហើយលទ្ធផលគឺការចាប់ជំរិតអបអអ៊ីលមីឆៃអ្នកត្រូវគេបង្ខំឲ្យធ្វើការហើយមានការរំលងពេលបរោះយើងត្រូវគេអស់ទៅកន្លែងធ្វើការថ្មីនោះអ៊ីមភ្ញាក់ពីគេងយ៉ាងត្រដាបត្រដួសដូចជាសត្វឆ្មាធ្លាក់ពីលើធ្នើអញ្ចឹងគេនៅតែស្រែកឡោឡាបង្វេងវង្វន់ខ្លាំងពីការត្រូវគេបង្ខំផ្លាស់ប្ដូរកន្លែងនេះបរោះយើងភ្ញាក់ផ្អើលដែលនៅរស់ពេលប្រឈមមុខនឹងជនឈួតដែលគំរាមសម្លាប់គេតែដែរនោះតែឈួតចាប់ផ្ដើមជាមួយការសុំទោសដែលជាសញ្ញាគ្រោះថ្នាក់បំផុតដែលខ្ញុំធ្លាប់ឃើញគាត់បដិសេធថាមិនបានដុតផ្ទះសំណាក់នោះទេធ្វើឲ្យអ៊ីមខួរក្បាលទាំងតែម្ដងតែចាស់ទម្លាក់កំហុសលើសម្ព័ន្ធភាព Marshall ដោយចាប់ផ្ដើមទូនាទីជាជនពាលសាងការផន់ច្រឡំតែម្ដងតែឈួតបង្កើតទ្រឹស្ដីថាខ្លួនត្រូវគេទម្លាក់កំហុសហើយអ៊ីលមូកំពុងឆ្ងល់ថាតើគាត់បាត់បង់សតិឬអត់អ៊ីមនឹកឃើញមនុស្សគួរឲ្យសង្ស័យនៅផ្ទះសំណាក់ហើយចាប់ផ្ដើមគិតថាតាឈួតនេះប្រហែលនិយាយត្រូវដែរតែចាស់នោះលែថាវាគ្រាន់តែជាការសាក់លបងសម្រាប់ការប៉ុនប៉ងសម្រាប់គេកាលពី5នាទីមុនប៉ុណ្ណោះបរោះយើងឆ្ងល់នឹងគំនិតរបស់ជនឈួតនេះណាស់តាឈួតថាគាត់ស្ងើចសរសើរដែលអ៊ីមសុខចិត្តស្លាប់ជាជាងទទួលការងារនេះពិតជាមេកំពូលមែនតែចាស់មានមោទនភាពនឹងការសម្រេចចិត្តរបស់គាត់ឯអ៊ីមចាត់ទុកគាត់ថាឈួតចន់ធ្ងន់តែម្ដងបន្ទាប់មកតាឈួតក៏បដិសេធការសរសើរនោះភ្លាមមួយរំពេចដោយនិយាយថាអ៊ីឡាគ្មានជំរឿនផ្សេងក្រៅពីនេះទេតាចាស់រៀបរាប់ពីរបៀបដែលអ៊ីលម៉ាច់តច្រកហើយនឹងត្រូវគេទម្លាក់កំហុសចំពោះការសម្លាប់រង្គាលនេះឥឡូវគេត្រឡប់មកការផ្ដោតជូនដើមវិញចូលរួមជាមួយជនឈួតដែលបំផ្លាញជីវិតគេឬត្រូវសម្លាប់ដោយសម្ព័ន្ធភាព Marshall នោះបរោះយើងតល់ច្រកតែម្ដងអ៊ីលដកដង្ហើមធំហើយដឹងថាគេគ្មានជំរឿក្រៅពីត្រូវលេងតាមលបែងរបស់ជនឈួតនេះទេបរោះយើងបដិសម្លេងទន់ភ្លន់ដោយអ្នកបម្រើតែតិជនដោយសួរឈ្មោះតាឈួតដោយកំពុងសម្ភារការងារអញ្ចឹងតាឈួតណែនាំខ្លួនថាគាត់ឈ្មោះហុករៀនអ៊ីលវីដែលស្ដាប់ទៅដូចជាឈ្មោះមេកំពូចុងក្រោយអញ្ចឹងអ៊ីមិនស្គាល់ឈ្មោះនេះទេប៉ុន្តែតាចាស់ថាងាររបស់គាត់ល្បីជាងនេះទៅទៀតដល់វគ្គជនពានិយាយម្នាក់ឯងហើយងាររបស់គាត់គឺបិសាចសួរបរោះយើងទើបត្រូវបានចាប់ចម្រិតដោយស្ដេចបិសាចក្បាច់គុណតែម្ដងយើងទទួលបានការបញ្យល់ខ្លីមួយថាបិសាចសួរគឺជាមេកំពូលចុងក្រោយនៃពិភពលោកនេះគាត់ក៏ជាមេដឹកនាំលទ្ធិបិសាចដែលពិតជាអាក្រក់ដូចឈ្មោះវាអញ្ចឹងតែស្គូតបញ្ជាក់យ៉ាងធម្មតាថាគាត់ជាមេលទ្ធិដោយកំពុងនិយាយពីអាកាសធាតុអញ្ចឹងគាត់អួតថាលទ្ធិរបស់គាត់មានអំណាចខ្លាំងលុះលុបជាងគេមុខរបស់អ៊ីលបញ្ជាក់គ្រប់យ៉ាងក្តីស្រមៃចង់បានជីវិតស្ងប់ស្ងាត់ត្រូវបំផ្លាញជាលើកទី2ហើយអ៊ីលកំពុងព្យាយាមរកហេតុផលដើម្បីចូលរួមដោយប្រាប់ខ្លួនឯងថាលទ្ធិបុរាណនេះមិនអាចអាក្រក់ដូចសម័យទំនើបទេតែស្គូតកំពុងសែកដែលបានបំផ្លាញជីវិតគេខណៈអ៊ីឡាច់នៅតែព្យាយាមរកលេសសម្រាប់ការងារនេះពួកគេមកដល់ទីស្នាក់ការលទ្ធិហើយការងារកម្មសិក្សាដែលអ៊ីលមិនចង់បានចិត្តចាប់ផ្ដើមហើយទីបំផុតបិសាចសួរឈ្មោះរបស់គេហើយ IM ក៏ប្រាប់តែឈ្មោះខ្លួនដោយសង្ឃឹមថាគេមិនចាប់អារម្មណ៍តែឈ្គួតហៅឈ្មោះគេហើយអ៊ីមកំពុងប្រុងប្រយ័ត្នពោះរងចាំរឿងដែលជិះមិនរួចហើយភ្លាមនោះខួរក្បាលបរោះយើងក៏គាំងតែម្ដងដោយសារអ្វីដែលគេកំពុងឃើញពេលនេះការស្វាគមន៍គឺជាកងទ័ពលទ្ធិអោនក្បាលគោរពពួកគេចប់បាត់ហើយការងារសាមញ្ញនោះអ្នកលទ្ធិចាប់ដើមស្រែកសរសើរឲ្យអ៊ីមដឹងថាគេបានជួបក្រុមអ្នកគាំទ្រដ៏ងប់ងល់បំផុតហើយបរោះយើងតក់ស្លុតណាស់វាធ្ងន់ធ្ងរជាងញ៉ាំអាហារល្ងាចនៅក្រុមហ៊ុនដែលគេធ្លាប់ជួបទៅទៀតបរោះយើងចាប់ដើមត្អូញត្អែពីភាពស្មុគស្មាញនេះហើយដូចជាគេកំពុងត្រូវបានបង្ខំឲ្យធ្វើការថែមម៉ោងអញ្ចឹងអែមនៅតែព្យាយាមលេបត្របាក់ការពិតថាមេកុយថ្មីរបស់ខ្លួនគឺជាបិសាចពេញទីខណៈដែល Psycho Grandpa កំពុងពេញចិត្តមេបិសាចសួរបានបញ្ជាក់ថាទីស្នាក់ការបករបស់ខ្លួនមិនមែនជាកន្លែងសម្រាប់មនុស្សដោយដែលអ៊ីមកំពុងតែគិតនោះទេ Psycho Grandpa នាំឡើងទស្សនាជុំវិញហើយអ៊ីមកំពុងភ័យបបួសរងចាំតែឃើញបន្ទប់ទរណកម្មប៉ុណ្ណោះគាត់ផ្ដល់ភូមិគ្រឹះដ៏ធំមួយឲ្យអ៊ីម៉ាច់រស់នៅដែលវាជាអត្ថប្រយោជន៍ដ៏អស្ចារ្យមួយសម្រាប់ការត្រូវគេបង្ខំឲ្យធ្វើការមេបិសាចសន្យាតាមដានរឿងឃាតករដែលខ្លួនមិនបានជួសសោះល្បែងបោកប្រាស់ខួរក្បាលនៅតែបន្តគាត់ប្រាល្បិចធ្វើជាអាណិតពូរបស់ IM ដែលបានស្លាប់ទោះជាតាចាស់នេះជាអ្នកសម្លាប់ក៏ដោយអ៊ីមកំពុងឆេះដុំតែតាចាស់យកការសងសឹកមកធ្វើជានុយលូមលោមហើយតួឯងយើងក៏ហ៊ាននឹងធ្លាក់ចូលអន្ទាក់ដែរស្រាប់តែបែបនេះឯងអ៊ីមលុតជង្គង់ហៅបរោះដែលបំផ្លាញជីវិតខ្លួនថាលោកម្ចាស់អាណិតណាស់គ្មានសេចក្តីក្លាហានសោះសូម្បីតា Psycho Grandpa ក៏ហួចចិត្តដែរដែលគេទទួលយកការងារដ៏នរកនេះលឿនម្លេះអ៊ីមគ្រាន់តែលេងតាមសាច់រឿងដោយគិតថាខ្លួននឹងអាចឆ្លងកាត់វាដូចជាការងារការិយាល័យកំពេចកំពុកមួយចោះជីវិតកម្មករបន្តដំណើរ Psycho Grandpa ពេញចិត្តណាស់ពេលឃើញអ៊ីមលុតជង្គង់ដោយធ្វើហាក់ដូចជាគាត់មានជំរឿអញ្ចឹងតាចាស់បង្វែររឿងចាប់ចម្រិតថាជាការមើលថែកូនចៅខ្លួនឯងទៅវិញការលៀងខួរក្បាលនេះគឺកម្រិតកំពូលមែនគាត់ចាត់តាំងអ្នកបម្រើផ្ទាល់ខ្លួនឲ្យអ៊ីម៉ាអ៊ីម៉ាបានដូចចរិតទៅជាកូនចៅលេមភ្លាមហើយថែមទាំងអរគុណបុរសដែលបានបំផ្លាញជីវិតខ្លួនឯងដល់រឹសគោទៀតផងកម្លៃយ៉ាងស្រាប់តែត្រូវតាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពេលបានឃើញមិត្តរួមការងារថ្មីបង្ហាញខ្លួនគាត់បានឃើញថាអ្នកបម្រើថ្មីរបស់គាត់គឺជាមនុស្សស្រីហើយក៏ភាំងស្មារតីយ៉ាងខ្លាំងពេលដឹងថាផ្នែកធនធានមនុស្សរបស់លទ្ធិមួយនេះពិតជាធ្វើការងារបានលឿនកប់សេរីខ្លាំងមែនទែនប្រសង្ហាយើងទុនជង្គង់ភ្លាមពេលដឹងថាអ្នកមើលថែថ្មីរបស់គាត់ជាស្រីស្អាតកម្រិតទេពធីតាអ៊ីមត្រូវដាស់ស្មារតីខ្លួនឯងឲ្យភ្ញាក់មកកាន់ការពិតដោយរំលឹកថាខ្លួនឯងគ្រាន់តែជាតាចាស់កំរើលម្នាក់ក្នុងរាងកាយក្មេងកំឡោះប៉ុណ្ណោះកុំធ្វើចរិតព្រាននារីពេកវើយអាសម្លាញ់
អ្នកបំរើដ៏ស្រស់ស្អាតណែនាំខ្លួនឯងដោយមិនបានដឹងសោះពីការស្រមាស្រមៃលងស្នេហ៍នៅក្នុងខួរក្បាលរបស់អ៊ីវ នាងណែនាំខ្លួនឯងថាឈ្មោះជីនហៃយ៉ានហើយកំឡោះយើងក៏ចាប់ផ្ដើមគិតគូរឡើងវិញពីផែនការចូលនិវត្តន៍ដ៏ឯការបស់គាត់បាត់ទៅហើយអ៊ីមចាប់ផ្ដើមរកលេខការពារចិត្តលោភលន់របស់ខ្លួនលើជីនហៃយ៉ានភ្លាមៗគោលដៅសំខាន់ៗរបស់ប្រុសយើងត្រូវរលាយអស់រលីងហើយ ជីនហៃយ៉ានកាត់ផ្ដាច់ការសន្មោសម័យរបស់គាត់ដោយទម្លាក់គ្រាប់បែកនៃសាលាវឹកហាត់មីគៀបិសាច់ដាក់គាត់តែម្ដងកំឡោះយើងវង្វេងស្មារតីឆឹងហើយឆ្ងល់ថាតើអាសកម្មភាពកំសាន្តជាកាតព្វកិច្ចដ៏ថ្មីស្រឡាងមួយនេះវាជាស្អីគេឲ្យប្រកាសទៅវៃការប៉ះទៅគាត់កំពុងត្រូវគេបញ្ជូនទៅកាន់សាលាហុកវត្តដ៏អាក្រក់បំផុតរបស់លទ្ធិសម្រាប់ពួកកម្ពុជាមនុស្សឈួតផ្ដាច់មុខតែម្ដង អ៊ីមចាប់ដើមត្អូញត្អែពីការរំពឹងទុកដ៏ខ្ពស់កប់ពពកនេះបាត់ទៅហើយព្រោះការខ្លាយជាលេខ1ស្ដាប់ទៅដូចជាការងារលំបាកខ្លាំងណាស់ ជីនហៃយ៉ានចង់សក់របស់នាងឡើងដែលវាជាសញ្ញាសកលបញ្ជាក់ថាស្ថានភាពដ៏តានតឹងកំពុងតែចូលមកដល់ហើយកំឡោះយើងមានអារម្មណ៍ពីការផ្លាស់ប្ដូរបរិយាកាសនេះហើយដឹងខ្លួនថាអ្នកបម្រើដ៏ថ្មីសន្លាងរបស់គាត់អាចនឹងកាចសាហាវជាងអ្វីដែលគាត់បានគិតទៅទៀតបរិយាកាសតែមួយប្រាទៅជារបៀបហ្វឹកហាត់យ៉ាងចាស់ដៃតែម្ដងហើយ IM គឺមិនបានត្រៀមខ្លួនសូម្បីតែបន្តិច ជីនហៃយ៉ានផ្លាស់ប្ដូរពីអ្នកបម្រើដ៏គួរឲ្យស្រឡាញ់ទៅជាគ្រូបង្វឹកដ៏កាចសាហាវដោយសន្យាថានឹងធ្វើឲ្យគាត់ក្លាយជាមនុស្សខ្លាំងបំផុតយើងបានឃើញបាវចនារបស់សាលានេះដែលអាចបកប្រែបានថាក្លាយជាកម្ពុជាអ្នកខ្លាំងឬក៏ត្រូវស្លាប់ ជីនហៃយ៉ានបញ្ចេញអត្តចរិតជាគ្រូបង្វឹកកាចសាហាវពេញទំហឹងតែម្ដងដោយបង្ខំឲ្យអ៊ីមសូត្របោវចនារបស់លទ្ធិគណៈពេលដែលគាត់កំពុងដេកកាប់មុខ កំឡោះយើងញ័រខ្លួនដោយកូនសត្វពេលកំពុងព្យាយាមអាវ៉ង់ឲ្យបានមួយដងការតស៊ូមួយនេះពិតជាលំបាកខ្លាំងមែនទែននាងសម្លឹងមើលគាត់ដោយកៅភ្នែកពីឃាតហើយចរិតអ្នកបម្រើដ៏គួរឲ្យស្រឡាញ់នោះត្រូវបានកប់ចោលជាផ្លូវការបាត់ទៅហើយប្រុសកំឡោះយើងកំពុងត្រូវគេស្រែកឡូឡាដាក់ដោយសារតែធ្វើខុសក្បួនខណៈពេលដែលកំពុងលាបទាំងថ្មដ៏ធំនៅលើខ្នងនេះមិនមែនជាជីវិតដ៏សនុកសុខស្រួលនោះទេហើយភ្លាមនោះអ៊ីមក៏ដួលបោកមុខពេញទំហឹងតែម្ដងប្រុសយើងមានកម្លាំងកាយសម្បទាខ្សោយដូចជាសរសៃមីស្រស់ទឹកក្តៅអញ្ចឹង ជីនហៃយ៉ានពិតជាខឹងឡើងឈួតបាត់ទៅហើយដោយឆ្ងល់ថាហេតុអីបានជាបុរសម្នាក់នេះជាអ្នកដែលបិសាចស៊ូគៀបានជ្រើសរើសទៅវិញ កំឡោះយើងបានបបងពីថ្មីទីមួយម្លេះដោយត្អូនត្អែថាគាត់មិនអាចធ្វើវាបានទៀតនោះទេនាងសួរចាក់ដល់ផ្លូវចិត្តគាត់ថាតើមាននរណាម្នាក់គំរាមកំហែងឯងឬអ្វីទើបបាន GEM លូកស្រែកក្នុងចិត្តថាបាទគឺមនុស្សគ្រប់គ្នាតែម្ដង ជីនហៃយ៉ានចាប់ទានគាត់ឡើងហើយក៏ផ្ដល់លើសន្ត្រកថាដាស់តឿនដ៏ classic មួយដែលតម្រូវឲ្យគាត់ខំមាត់ស៊ូទ្រាំបន្តទៀត អ៊ីឡាគ្រាន់តែសម្លឹងមើលទៅនាងទាំងគាំងមិនយល់ពីរបៀបលើកទឹកចិត្តបែបមនុស្សរស់ចិត្តនេះទេខួរក្បាលរបស់កំឡោះយើងគាំងលេងដំណើរការហើយក្រោយឮសម្ដីរោគចិត្តរបស់នាងគាត់ទប់លែងជាប់ហើយគេដួលកាប់មុខទៅលើនាងទាំងជាបតិនិកាយនេះរហូតដល់ដង្ហើមចុងក្រោយពិតជាវិធីស្លាប់ដ៏នឹកស្មានមិនដល់មែនភាពកាចសាហាវរបស់នាងក៏រលាយបាត់អស់តាមពិតនាងមានមោទនភាពចំពោះអលអិតដៃជើងទុនជ្រីម្នាក់នេះណាស់តាមពិតនាងកំពុងមកហាត់គេបែបមនុស្សកំពូលតែគេគ្រាន់តែជាមនុស្សប្រុសធម្មតាម្នាក់ប៉ុណ្ណោះពេលនេះនាងជឿជាក់ថារាងកាយគេជាអំណោយពីព្រះពិតមែនដែលមិនរលាយក្លាយជាប៉ះភ្លាមនោះ ជីនហៃយ៉ានចាប់ផ្ដើមរំភើបខ្លាំងដោយឆ្ងល់ថាតើលោកតារោគចិត្តរកឃើញក្របពេជ្រលាក់មុខនេះដោយរបៀបណានាងកំពុងលីសាកសពដែលសន្លប់បាត់ស្មារតីរបស់គេព្រមទាំងពោលសរសើរដល់វិស័យសូរ្យផងដែរជំនឿលើនិកាយនេះពិតជាខ្លាំងមែនយើងនឹងរំលងពេលវេលាបន្តិចនៅយប់នេះព្រោះកំឡោះយើងត្រូវការគេងយកកម្លាំងវិញក្រោយពីត្រូវគេវាយយ៉ាងចាស់ដៃរួចមកអ៊ីមភ្ញាក់ឡើងនៅលើគ្រែដោយឆ្ងល់ថាការវឹកហាត់នៅរូបនោះគ្រាន់តែជាសបិនអាក្រក់រីយ៉ាងណាមិនមែនទេមេបញ្ជាការកាច់សាហាវជីនហៃយ៉ានកំពុងម៉ាសាខ្នងឲ្យគេដោយប្រើពន្លឺពណ៌ខៀវវេទមន្ត អ៊ីមកំពុងស្រែកយ៉ាងខ្លាំងពេលដៃវេទមន្តរបស់មេបញ្ជាការម៉ាសាសាច់ដុំឲ្យគេដែលវាជាការម៉ាសាដ៏ជួយចាប់បំផុតក្នុងលោក វគ្គទារុណកម្មវេទមន្តត្រូវបានបញ្ចប់ហើយកំឡោះយើងឈរនៅទីនោះទាំងងឿងឆ្ងល់តែមានសាច់ដុំហាប់ណែនគួរឲ្យភ្ញាក់អើល ជីនហៃយ៉ានពន្យល់ថានាងគ្រាន់តែប្រើវេទមន្តព្យាបាលលើគាត់ប៉ុណ្ណោះនឹងហើយគឺព្យាបាលជឿចុះប្រុសយើងដឹងថាការសម្រាកមិនទាន់ចប់ទេហើយចាត់ទុកនាងជាគ្រូបង្វឹកដ៏សាហាវ ពេលប្អូនលហែមប្រយបានបញ្ចប់គាត់កំពុងនឹកឃើញយ៉ាងច្បាស់ពីជីវិតធ្វើទីហ៊ានពីមុនរបស់គាត់ដោយមាននាងជាមេបញ្ជាការទីបំផុតអីអាមទ្រាំលែងបានហើយប្រកាសថាខ្លួនមិនធ្វើជាទីសកលក្រុមហ៊ុនឬលទ្ធិទៀតទេប្រាប់នាងទៅសម្លាញ់បរិះយើងកំពុងតវ៉ាតែឯងទាមទារពេលសម្រាប់តលភាពជីវិតនិងការងារដ៏សំខាន់របស់គាត់គ្រូបង្វឹកបដិសេធយ៉ាងដាច់អហង្ការធ្វើឲ្យព្រលឹងកំឡោះយើងហោះចេញពីខ្លួនតែម្ដងនាងបញ្ជាក់យ៉ាងច្បាស់គាត់មានពេលមួយឆ្នាំដើម្បីវឹកហាត់ត្រៀមជួហកតដ៏អាក្រក់ដូច្នេះគ្មានពេលសម្រាប់ទេអ៊ីឡុងព្យាយាមសួរឲ្យនាងគិតថាចុះបើគាត់ស្លាប់ដោយសារហ្វឹកហាត់ហួសកម្លាំងមែននោះជាសំណួរដ៏ល្អគ្រូបង្វឹកជីនហៃយ៉ានប្រាប់ថាគាត់មិនខ្សោយដល់ថ្នាក់ស្លាប់ព្រោះការវឹកហាត់ប៉ុណ្ណឹងទេនាងថែមទាំងសន្យាថានឹងតាមគាត់ដល់ភ្នោទៀតផងអត្ថប្រយោជន៍ការងាររបស់លទ្ធិនេះគឺឈួតមែនតែនអ៊ីមហៅនាងថាជនងប់ងល់ព្រោះគំនិតស្មោះត្រង់របស់នាងគឺជ្រុលហួសប៉ុន្តែតកវិជាឈួតរបស់នាងធ្វើឲ្យប្រុសយើងមានគំនិតល្អមួយដើម្បីគេចពីនលក់នេះជីនហៃយ៉ានលេងចង់តវ៉ាត្រៀមស្ដាប់ផែនការល្ងងងរបស់គាត់បុរសយើងបោះសម្ដីថាចង់បោះបង់ចោលដោយព្យាយាមសម្ដែងធ្វើជាជនរងគ្រោះគួរឲ្យអាណិតគ្រូបង្វឹកវង្វេងបាត់ទៅហើយដោយមិនយល់ពីល្បិចកិច្ចវេះរបស់គាត់ឡើយផែនការធំរបស់គាត់គឺធ្វើជាបុគ្គលិកអាក្រក់ដើម្បីឲ្យគេបណ្ដេញចេញកំឡោះយើងពិតជាឆ្លាតមែនអ៊ីវចូលនៅទីនោះដោយក្មេងរឹងរូសពេលនាងគិតពីយុទ្ធសាស្ត្រដ៏ឆ្លាតវៃរបស់គាត់ភ្លាមនោះមុខរបស់គ្រូបង្វឹកក៏ប្រែជាកាច់សាហាវតែម្ដងគាត់ពិតជាធ្វើឲ្យនាងខឹងខ្លាំងអ៊ីលមូក៏ដកថយភ្លាមពីផែនការខ្លួនដោយធ្វើមុខដូចឃើញខ្មោចគ្រូបង្វឹកប្រែខ្លាយជាបិសាច់ពេញទីដោយខឹងគាត់ហ៊ានមើងងាយមេកំពូរបស់នាងមកចេញការវេទមន្តឲ្យសួរថាតើគាត់ពិតជាគិតថានាងនឹងបណ្ដោយឲ្យគាត់ខ្ជិលមែនទេព្រោះយើងមិនចេញសេចដុំពុះថ្មីឲ្យសួរថានាងនឹងធ្វើយ៉ាងណាការជឿជាក់របស់គាត់គឺខុសស្រឡះ
គាត់សួរថាតានាងនឹងសម្លាប់គាត់ឬហើយនាងក៏ហោះស្ទុះទៅរកគាត់ដោយក្របមីស៊ីលនាងចាប់កអាវគាត់ឲ្យទឹកមុខកំឡោះយើងបញ្ជាក់ថាហេខ្ញុំធ្វើខុសធ្ងន់ណាស់គ្រូបង្វឹកបញ្ជាក់ថានាងនឹងសម្លាប់គាត់ចោលដើម្បីលទ្ធិផ្នែកធនធានមនុស្សប្រកាសជាមិនចូលចិត្តរឿងនេះទេនាងចាប់ផ្ដើមច្បាច់កគាត់ដោយវេទមន្តនិយាយពីការការពារកិត្តិយសរបស់បិសាចសួរនាងឈួតនេះត្រៀមខ្លួនសម្រាប់ខ្លួនឯងសម្រាប់ការងារនេះភក្តីភាពនាងគឺជ្រុលហួសហើយព្រោះយើងកំពុងញញឹមលាក់ការជឿចាប់ផែនការរបស់មនុស្សឈួតនេះកំពុងដំណើរការល្អណាស់អ៊ីមប្រាចិត្តសាស្ត្របញ្ច្រាស់ដោយសួរថាតើនាងកំពុងផ្ដល់លេសឲ្យគាត់ឈប់មែនទេហើយនាងក៏វាយពោះគាត់មួយដៃភ្លាមនេះហើយយុទ្ធសាស្ត្រចរចាដ៏ឆ្លាតវៃរបស់គាត់គ្រូបង្វឹកលោតចុះដោយនីនចាត្រៀមវាយគាត់ដោយសារអកប្បកិរិយាមិនល្អនេះប៉ុន្តែប្រយើងគ្រាន់តែតម្រឹបសម្លៀកបំពាក់ធ្វើដូចការត្រកៀវវាយនេះជាផ្នែកនៃផែនការនាងជុតថ្មឹងអស់សំណើចនឹងភាពក្លាហានរបស់គាត់ហើយគិតថាតើគាត់ចង់ស្លាប់មែនទេកំឡុងយើងលេងសួយដោយដឹងថាបានរកឃើញចំណុចខ្សោយភក្តីភាពងប់ងួនចំពោះលទ្ធិរបស់នាងគាត់លួចគិតថាឱកាសតែមួយគត់គឺជាចំណូលចិត្តមេហើយគាត់ចិត្តនឹងប្រើវាតាមអំពើចិត្តឯងខុសក្បាលបុគ្គលិកគុំហ៊ុនរបស់គាត់ដំណើរការដោយសម្រេចចិត្តបង្កើតទស្សនវិជ្ជាអស្ចារ្យមួយដើម្បីឈ្នះចំនួនធនធានមនុស្សនេះហើយវាពិតជាជោគជ័យគ្រូបង្វឹកវង្វេងបាត់ហើយកំឡោះយើងដឹងថាគាត់បានបោកបញ្ឆោតនាងដោយជោគជ័យបរិះយើងខំដៃខ្លួនឯងដើម្បីកុំឲ្យសោចនឹងភាពងាយស្រួលក្នុងការបោកនាងឈួតនេះគ្រូបង្វឹកពិតជាកំពុងពិចារណាសំណើល្ងងរបស់គាត់ដោយព្យាយាមស្វែងរកគោលបំណងពិតប្រាកដអ៊ីឡាមដាក់ចេញសំណើពីរសម្រាប់ការងារបង្ខំនេះកំឡោះយើងកំពុងព្យាយាមតវ៉ាសំណើរបស់គាត់គឺគ្រាន់តែការសម្រាកនិងការគេងប៉ុណ្ណោះបុរសយើងកំពុងតស៊ូដើម្បីតុល្យភាពការងារនិងជីវិតគាត់ចាប់ផ្ដើមភ័យភ្លាមៗដោយសួរថាតើសំណើបន្តិចបន្តួចរបស់គាត់នេះជ្រុលពេកទេកុំតន់បោះបង់គាត់ត្រឡប់ទៅធ្វើចរិតបញ្ចោវិញដើម្បីបិទការចរចាហើយគ្រូបង្វឹកក៏ព្រមតាមគាត់ពិតមែននាងសម្លឹងគាត់ទៅខឹងសម្បាព្រមានគាត់កុំឲ្យខ្ជិលកិច្ចព្រមព្រៀងនេះគឺស្ថិតនៅលើភាពប្រថុយប្រថានបំផុតនាងប្រាប់គាត់ឲ្យដេកទទួលការព្យាបាលបន្តហើយប្រុសយើងដឹងថាគាត់ចាញ់បោកគេបាត់ទៅហើយអ៊ីមកំពុងស្ដាយក្រោយដោយឆ្ងល់ថាខ្លួនទើបតែចុះហត្ថលេខាលើលិខិតប្រហារជីវិតខ្លួនឯងឬនៅថ្ងៃបន្ទាប់គាត់ត្រូវជួបផ្ទាល់ជាមួយបិសាចសួររួចពីផ្ទះធ្លាក់ចូលភ្លើងលោកតាឈួតនេះមានមុខសោយចម្លែកដែលមានន័យថារឿងដ៏អាក្រក់ចិត្តកើតឡើងមិនខានលោកតាឈួតបង្ហាញខ្លួនដើម្បីពិនិត្យរបាយការណ៍ដោយឃើញអ៊ីមនិងគ្រូបង្វឹកអស់កម្លាំងរលីងតែម្ដងគ្រូបង្វឹកការពារគាត់ភ្លាមៗដោយប្រាប់មេថាអ៊ីឡៃកំពុងផ្ដោតអារម្មណ៍ខ្លាំងណាស់ពិតជាអ្នកធ្វើការល្អមែនប្រយើងគិតថាពិតប្រាកដណាស់ព្រោះគាត់ខំប្រឹងប្រែងដើម្បីតែម៉ោងសម្រាប់សហជីពរបស់គាត់ប៉ុណ្ណោះពេលនេះគាត់ហាត់ដោយសត្វសាហាវដោយសារតុល្យភាពការងារដែលគាត់បានតស៊ូទាមទារឃើញទេធនធានមនុស្សផែនការវិជោគជ័យគ្រូបង្វឹកកំពុងជួយគ្រាគាត់ដើរមើលទៅកំឡោះយើងទីបំផុតទទួលបានការគោរពបន្តិចបន្តួចពីនាងឯងលោកតាឈួតសម្រាប់ថាដល់ពេលឡើងកម្រិតគឺមេរៀនវិជ្ជាបិសាចមួយទល់នឹងមួយហើយទឹកមុខអ៊ីលបង្ហាញច្បាស់ថាគេដឹងរឿងនេះនឹងអាក្រក់ជាងគ្រាន់តែលើករបស់ធ្ងន់ទៅទៀតយើងបានស្ដាប់ប្រវត្តិដែលព្យាយាមបដូរមុខមាត់ប៉ាមីឲ្យទៅជាខាងមនុស្សល្អវិញអូខេជឿក៏បានអញ្ចឹងវិជាមាត្រង់តែជាឈ្មោះលក់សម្រាប់ក្បាច់គុណរបស់ពួកគេទេនេះគ្រាន់តែជាយុទ្ធសាស្ត្រក្រុមហ៊ុនប៉ុណ្ណោះកំឡោះយើងកំពុងដឹងថាប៉ាមីនេះមិនមែនចេះតែកាប់សម្លាប់ទេតែជាការធ្វើអាក្រក់មានរចនាសម្ព័ន្ធដែលរឹតតែយ៉ាប់កំឡោះយើងនៅតែមិនលងជឿការអូសទាញដោយបដិសេធមិនទុកចិត្តអ្វីទាំងអស់ពីប៉ាក់ដ៏ឈួតលីលានេះអ៊ីនសួរត្រង់ទៅតែឈួតថាតើក្បាច់គុណអាក្រក់របស់ពួកគេមានលក្ខល្បិចអីខ្លះតែឈួតសោយចំអកធ្វើដូចអ្នកលក់ឡានមួយទឹកដោយប្រាប់ថាវិជាស័ក្តិសិទ្ធិរបស់គេគឺល្អឥតឆោះកំឡោះយើងពិនិត្យមើលថាមពលថ្មីរបស់ខ្លួនហើយគិតថាការចូលប៉ាក់មីនេះប្រហែលជាមិនអាក្រក់ប៉ុន្មានទេនឹងហើយគិតខុសហើយតែឈួតនិយាយយ៉ាងរំភើថាវាអាចមានផលប៉ះពាល់បន្តិចបន្តួចហើយផលប៉ះពាល់នោះគឺធ្វើឲ្យប្រលឹងរបស់អ្នកផ្ទុះខ្ទេចតែម្ដងហើយតែឈួតគ្រាន់តែទះខ្នងគេតិចៗឲ្យកម្លាំងចិត្តបរិះយើងសួររោគលក្ខខណ្ឌច្បាស់លាស់ភ្លាមមុនពេលគេសម្រេចចិត្តលក់ប្រលឹងឲ្យប៉ាក់មីនេះតែឈួតធ្វើពុតជាចង់ប្រាប់ពីសុវត្ថិភាពឲ្យដឹងមុនស្រាប់ទៅហើយជឿអីតាចាស់កម្លាចយើងស្លៀកពាក់ឲ្យត្រៀមខ្លួនសម្រាប់ការជ្រើសរើសវគ្គសិក្សាដែលគ្រោះថ្នាក់បំផុតក្នុងលោកជំរឿទី1គឺជាក្បាច់ដាវដែលអាចកាប់ភ្នំឲ្យផ្ទុះបានមែនតែនជីវិតស្ងប់ស្ងាត់ចប់ត្រឹមនេះហើយហើយផលប៉ះពាល់គឺអ្នកនឹងខឹងក្តៅក្រហាយរហូតអញ្ចឹងអ្នកអាចកាប់ភ្នំឲ្យផ្ទុះឬក៏ផ្ទុះសរសៃឈាមខ្លួនឯងជំរឿទី2គឺជាវេទមន្តទឹកកកបាត់ដៃទទេដែលស្ដាប់ទៅដូចជាស្រួលជាងហើយផលប៉ះពាល់គឺអ្នកនឹងខ្លាចជាជនពាលពេញសង្គមតែម្ដងប្រសាទយើងគ្មានសំណាងសោះជំរឿទី3គឺជាក្បាច់ដាវដ៏អស្ចារ្យមួយទៀតព្រោះប៉ាក់មាននេះពិតជាចូលចិត្តរបស់មុតស្រួចណាស់ហើយផលប៉ះពាល់សម្រាប់មួយនេះគឺការស្រមៃស្រមៃគួរឲ្យខ្លាចអស់មួយជីវិតផ្នែកធនធានមនុស្សរបស់ប៉ាក់នេះពិតជាកំ pl ែងមែនទែនតាឈួតបានប្រាប់ការពិតថាគ្រប់បច្ចេកទេសទាំងអស់របស់ពួកគេនឹងធ្វើឲ្យអ្នកឈួតបាត់បង់សតិជារៀងរហូតអ៊ីលអេមទើបតែដឹងច្បាស់ថាគេមិនមែនកំពុងជ្រើសរើសក្បាច់គុណនោះទេគេកំពុងជ្រើសរើសជំងឺផ្លូវចិត្តពីបញ្ជីដ៏អាក្រក់បំផុតក្នុងលោកកំឡោះយើងបែកញើសប៉ុនក្របពោតពីព្យាយាមរើសយកជំរឿសដែលមិនសូវបំផ្លាញជីវិតពីមនុស្សឈួតលីលានេះគេសួរតាឈួតថាតើគាត់ចេះគ្រប់ក្បាច់បណ្ដាសាទាំងនេះហើយឬនៅហើយតាចាស់នោះគ្រាន់តែបញ្ចេញសាច់ដុំអួតគេតែម្ដងទីបំផុតអ៊ីមយល់ហើយមេថ្មីរបស់គេមិនមែនជាស្ដេចបិសាចទេគាត់គឺជាមន្ទីរពេទ្យឈួតចល័តតែម្ដងអាមព្យាយាមធ្វើមុខស្ងប់ស្ងាត់តែទឹកមុខរបស់គេបានបញ្ជាក់យ៉ាងច្បាស់ថាខ្ញុំមិនជឿសម្ដីអ្នកឯងសូម្បីមួយម៉ាត់តាឈួតបានប្រាប់គេឲ្យជឿជាក់លើគាត់តាក់ទងនឹងការជំនះបញ្ហាឈួតលីលានេះទាំងអស់យើងឃើញមានការបង្ហាញពីរបៀបហ្វឹកហាត់ថាតើត្រូវខ្លាចជាមនុស្សឈួតយ៉ាងម៉េចតាម3ជំហានងាយៗវគ្គទី1គឺជាកម្រិតបង្រៀនដែលអ្នកគ្រាន់តែចាប់ផ្ដើមរៀនពីរបៀបខ្លាចជាជនពាលប្រចាំសង្គមវគ្គទី2គឺពេលដែលអ្នកខ្លាចជាមនុស្សឈួតពេញលក្ខណៈហើយអង្គុយបាក់ទឹកចិត្តនៅគៀនកន្លែងណាមួយហើយវគ្គទី3គឺពេលដែលអ្នកស្វែងរកភាពស្ងប់ស្ងាត់ផ្លូវចិត្តក្រោយពីមានអារម្មណ៍ចង់សម្លាប់មនុស្សរួចមកអ្នកគ្រាន់តែត្រូវស៊ូទ្រាំនឹងជំងឺផ្លូវចិត្តដ៏កាចសាហាវនេះដើម្បីឈានទៅដល់ភាពស្ងប់ស្ងាត់បែបនេះបាន
បន្ទាប់មកអ្នកនឹងមានភ្នែកភ្លឺដូចក្នុងគំនូរជីវចលដើម្បីបង្ហាញថាអ្នកបានបញ្ចប់ការសិក្សាពីសាលាឈួតលីលានេះហើយពួកគេហៅវាថាការឈានដល់កម្រិតបិសាចកំពូលដែលនេះជាពាក្យពីរោះសម្រាប់និយាយថាលែងឈួតទៀតហើយកំឡោះយើងលើកដៃឡើងដោយកំពុងប្រជុំដោយសួរអំពីអត្រាទទួលបរាជ័យសម្រាប់កម្មវិធីសិក្សាមួយនេះតាឈួតតែក្នុងគេតិចៗដូចជាមេកុយដ៏ល្អហើយកំឡោះយើងមើលទៅគឺពិតជាមិនស្រួលចិត្តសោះឡើយតែចេះនិយាយថាគាត់រើសយក IM ប្រហែលមកពីគាត់មើលឃើញថាគេនឹងខ្លាចជាមនុស្សឈួតដូចគាត់ដែរគាត់រំលឹកពីការសាកល្បងនោះម្ដងទៀតដោយចាត់ទុកការប៉ុនប៉ងឃាតកម្មថាជាលំហាត់កសាងចរិតលក្ខណៈទៅវិញអ៊ីមក៏សួរនៅសំណួរដ៏សំខាន់បំផុតមួយតើនឹងមានរឿងអ្វីកើតឡើងបើគេបរាជ័យហើយត្រូវខ្លាចជាមនុស្សឈួតជារៀងរហូតនោះតើឈួតកិច្ចវេះមិនឆ្លើយសំណួរនេះទេហើយប្រាប់ឲ្យគេប្រញាប់រើសក្បាច់គុណភ្លាមទៅកន្លះយើងដកដង្ហើមធំរួចរាល់ក្នុងការជ្រើសរើសជំងឺផ្លូវចិត្តដែលគេនឹងត្រូវទ្រាំរស់នៅជាមួយអស់មួយជីវិតហើយគេក៏រើសយកក្បាច់ដាវឆក់បលឹងព្រោះច្បាស់ណាស់គេជ្រើសរើសយកមួយដែលលោជាងគេនៅក្នុងបញ្ជីតែម្ដងយើងឃើញផ្ទាំងចំណងជើងជាផ្លូវការសម្រាប់ភាពឈួតលីលាថ្មីរបស់គេរឿងនេះប្រកាសជាល្អមើលមិនខានទេក្បាច់នេះគឺផ្ដោតលើការវាយប្រហារយ៉ាងរលូនដែលអាចឆក់យកប្រលឹងរបស់គូប្រកួតបានយ៉ាងពិតប្រាកដហើយផលប៉ះពាល់គឺជំងឺ OCPD បរិះយើងទៅតែដូរពីភាពតានតឹងក្នុងការងារទៅជាជំងឺបុគ្គលិកលក្ខណៈដែលពេទ្យទទួលស្គាល់ទៅវិញអ៊ីលព្យាយាមរកលេសការពារជំរឿសរបស់ខ្លួនដោយគិតថាការវង្វេងវង្វាន់កម្រិតមធ្យមគឺអាចទប់ទល់បានធម្មតាសម្ដីចុងក្រោយដល់ល្បីល្បាញហើយច្បាស់ណាស់គេទទួលស្គាល់ភ្លាមថាគេមិនដឹងថាផែនការដ៏វៃឆ្លាតនេះនឹងបានផលឬអត់នោះទេតែឈួតបានត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្ដើមមេរៀនដោយប្រាប់អ៊ីលមកឲ្យមើលឲ្យបានច្បាស់ដល់មករៀនក្បាច់ដើមមីហើយកន្លះយើងធ្វើខ្លួនជាកូនសិស្សសំណប់ចិត្តខណៈដែលគ្រូវឹកវឿនសម្លឹងមើលគេយ៉ាងយកចិត្តទុកដាក់តើឈួតណែនាំក្បាច់ទី1គឺការដកដាឆក់ប្រលឹងដែលស្ដាប់ទៅវាពិតជាកាយសាហាវខ្លាំងណាស់សម្រាប់អ្នកចាប់ផ្ដើមដំបូងមេរៀនចាប់ផ្ដើមជាមួយក្បាច់ជើងមូលដ្ឋានព្រោះអ្នកត្រូវរៀនដើរសិនមុនពេលអ្នកអាចក្លាយជាមនុស្សឈួតបានគាត់បង្ហាញក្បាច់នេះជាមួយបែបផែនគំនូរជីវចលយ៉ាងតាក់ទាញដែលធ្វើឲ្យវាមើលទៅលយជាងការពិតឆ្ងាយណាស់តើឈួតបញ្ចប់ក្បាច់នេះជាមួយនឹងរូបរាងដ៏រឹងមាំអស្ចារ្យគាត់ធ្វើឲ្យក្បាច់មួយនេះមើលទៅពិតជាងាយស្រួលមែនទែនតែចាស់សួរថាតើកំឡោះយើងអាចធ្វើតាមបានឬអត់ហើយអេឡាមក៏ប្រញាប់ឆ្លើយយល់ព្រមភ្លាមបរិះយើងមើលស្រាវរឿងទាំងអស់នេះភ្លាមដោយគិតថាវាគ្រាន់តែជាការដកដាវធម្មតាមួយប៉ុណ្ណោះអាឡុងនេះចិត្តស្គាល់ការពិតហើយលោកតាចិត្តសាហាវកំពុងតែស្ដីបន្ទោគេដែលធ្វើខុសតាំងពីជំហានដំបូងនៃក្បាច់ដ៏សាមញ្ញនេះកំឡោះយើងវង្វេងបាត់ទៅហើយដោយដឹងថាក្បាច់ដកដាវនេះគឺស្មុគស្មាញជាងការមើលឃើញឆ្ងាយណាស់បុរសចំណាត់ត្រូវចាប់កែទម្រង់ដៃគេផ្ទាល់តែម្ដងដូចជាកំពុងបរៀនកូនក្មេងឲ្យចេះកាន់ស្លាបព្រាយ៉ាងចឹងលោកតាចិត្តសាហាវកំពុងទេសនាប្រាប់ពីមុំដាវហើយកំឡោះយើងគ្រាន់តែព្យាយាមធ្វើខ្លួនកុំឲ្យមើលទៅល្ងងពេកដោយមានលោកតាជួយចាប់បង្វិលដូចអាយ៉ងទីបំផុតអ៊ីលអាចបញ្ចេញក្បាច់នេះបានដោយមិនមានរបួសកំឡោះយើងគ្រាន់តែត្រូវគេសរសើរមួយម៉ាត់ក៏ធ្វើខ្លួនដោយកូនសិស្សសំណប់ចិត្តភ្លាមអាការៈចង់បះបោរលីបាត់អស់លោកតាចិត្តសាហាវសម្រាប់ចិត្តបង្កើនការលំបាកឲ្យកំឡោះយើងក៏រំភើបខ្លាំងសម្រាប់ការវាយដំលើកក្រោយពេលនេះពួកគេកំពុងរត់បដារំដាបដាយ៉ាងស៊ីចង្វាក់គ្នានេះជាឈុតហ្វឹកហាត់ដ៏ចម្លែកបំផុតបរិះចំណាស់ទប់ការវាយប្រហារគេយ៉ាងងាយដោយរំលឹកអ៊ីលមកថាគេនៅតែជាក្មេងខ្ចីនៅឡើយប្រុសសង្ហាយើងបែកញើប៉ុនក្រពោតដោយដឹងថាមេរៀននេះគ្រាន់តែជាការបញ្ចេញរៀងរបស់លោកតាចិត្តសាហាវប៉ុណ្ណោះកន្លះយើងចាប់ផ្ដើមយល់ពីក្បាច់ដាវដ៏សាហាវនេះហើយមើលទៅគេដូចជាតួឯកក្នុងរឿងអានីមេយ៉ាងចឹងអ៊ីលកំពុងតែអួតខ្លួនឯងដោយគិតថាគេជាទេពកោសលពីកំណើតក្នុងរឿងស្រូបយកប្រលឹងនេះលោកតាចិត្តសាហាវសម្រេចចិត្តបញ្ចប់ការបង្រៀនសាក់លបងហើយរៀបចំបង្ហាញក្បាច់ដាវពិតប្រាកដដល់គេការប្រឡងបញ្ចប់របស់លោកតាគឺព្យាយាមកាប់ប្រហារគេដោយដាវយៈពិតជាគ្រូដ៏ល្អមែនកំឡោះយើងកំពុងឃើញរូបភាពជីវិតខ្លួនឯងផុសឡើងជាបន្តបន្ទាប់ស្របពេលដែលតាចិត្តសាហាវនោះវាយសម្រុកចូលហើយប្រុសសង្ហាយើងគឺជាអាចទប់បានមែនដែលបញ្ជាក់ថាគេមានជំនាញលើពីការរស់រានក្នុងនាមជាបុគ្គលិកក្រុមហ៊ុនទៅទៀតលោកតាចិត្តសាហាវពិតជាស្ងើចសរសើរដោយប្រាប់ឲ្យគេបន្តធ្វើបែបនេះហាក់ដូចជានេះមិនមែនជាការប៉ុនប៉ងជីវិតអញ្ចឹងលោកតានៅតែបន្តកាប់ហើយកំឡោះយើងនៅតែបន្តទប់ឈុតហ្វឹកហាត់នេះគឺកាច់សាហាវខ្លាំងណាស់អ៊ីលដឹងថារាងកាយរបស់គេកំពុងកម្រើកដោយខ្លួនឯងដូចជាគេបានបើកសោជំនាញសាច់ដុំកម្រិតតួឯកអញ្ចឹងកំឡោះយើងទៅបានមួយក្បាច់ទៀតហើយចាប់ផ្ដើមគិតថាខ្លួនឯងជាអច្ឆរិយៈហើយកុំវាយរឹកពេកល្ងងលោកតាចិត្តសាហាវឲ្យបន្ទុកជាប់វគ្គបង្រៀនមូលដ្ឋានដោយចាប់អារម្មណ៍នឹងដំណក់ញើសរាប់លានដែលកំឡោះយើងបានបន្សល់ទុកប្រុសសង្ហាយើងអស់កម្លាំងនៅលីងប៉ុន្តែលោកតាបានសរសើរគេមួយម៉ាត់ដែលកម្រនឹងមានព្រោះគេអាចរស់រានពីការវឹកហាត់នេះអ៊ីលព្រោះទៅជាទម្រង់បុគ្គលិកលេបខូចភ្លាមដោយអរគុណមេកុយដែលបានប៉ុនប៉ងយកជីវិតគេកំឡោះយើងនៅតែរន្ធត់ដែលរាងកាយគេដំណើរការដោយស្វ័យប្រវត្តិហើយទប់ការវិបហាកម្រិតមេធំបានលោកតាចិត្តសាហាវប្រកាសថាដល់ម៉ោងរៀនវេទមន្តហើយអ៊ីលក៏ត្រៀមខ្លួនសម្រាប់នរកថ្មីនេះលោកតាចូលមកគៀកយ៉ាងចម្លែកហើយកំឡោះយើងមើលទៅដូចជាកំពុងត្រៀមខ្លួនទទួលរងការបៀតបៀននៅកន្លែងធ្វើការអញ្ចឹងលោកតាចិត្តសាហាវផ្ដល់ការបញ្ចូលធម្មពលផ្ទាល់ខ្លួនដែលស្ដាប់ទៅដូចជាការសាត់លបងទំនុកចិត្តរបស់និកាយគាត់ចាប់ផ្ដើមបញ្ចូលធម្មពលដ៏សាហាវនោះដោយផ្ទាល់ទៅក្នុងខ្លួនកំឡោះយើងនេះអាចជាការបង្កើនកម្លាំងឬជាបណ្ដាសាបុរសចំណាស់ប្រាប់គេឲ្យតស៊ូឡើងព្រោះការបញ្ចូលវេទមន្តនេះនឹងកាន់តែសាហាវខ្លាំងមិនខានភ្លាមនោះកំឡោះយើងទទួលបានការផ្ទេរម៉ាណាដោយផ្ទាល់ពីមេបិសាចសួរតែម្ដងការផ្ទេរធម្មពលដ៏សាហាវកំពុងដំណើរការពេញទំហឹងហើយកំឡោះយើងកំពុងទទួលកម្លាំងយ៉ាងពេញលេញដូចជាអ្នកស្នងមរតកប្រុសសង្ហាយើងកំពុងស្ថិតក្នុងពិភពវិញ្ញាណដោយរៀបចំផែនទីធម្មពលរាងកាយដូចជានៅក្នុងវគ្គបង្រៀនលេងហ្គេមអញ្ចឹងគេពិតជាកំពុងអរគុណតាសាហាវនោះសម្រាប់ការបង្កើនកម្លាំងនេះដោយភ្លេចឈឹងថានេះគឺជាមនុស្សតែមួយដែលផ្ដាច់សង្ខារពូរបស់គេហើយមើលនោះទៅធម្មពលវេទមន្តរបស់តាសាហាវនោះកំពុងតែផ្ដល់ផលប្រយោជន៍ដ៏ធំធេងដល់គេហើយ
ទីបំផុតលោកតាចាត់សាហាវក៏ដកដៃចេញបញ្ចប់ការម៉ាសាក្នុងដ៏គ្រោះថ្នាក់បំផុតលើលោកកំឡោះយើងបង្កើតបានដុំធម្មពលតូចមួយហើយធ្វើអាក់ដូចជាគេទើបនឹងរកឃើញភ្លើងអញ្ចឹង ហបអសាទរជាមួយក្របសណ្ដីវេទមន្តថ្មីណាសម្លាញ់គេត្រឡប់ទៅហៅលោកតាថាគ្រូធំវិញហើយទម្លាប់លេបខួយបែបបុគ្គលិកក្រុមហ៊ុនកាន់តែខ្លាំងជាងមុនទៅទៀត លោកតាចិត្តសាហាវដាក់គំនាបគេជាមួយអ្វីដែលគេខ្លាចបំផុតនោះគឺអាហារពេលល្ងាចជាកាតព្វកិច្ចជាមួយមិត្តរួមការងារថ្មីរបស់គេ អ៊ីមកកំពុងរៀបចំផែនការទុកជាមុនដោយត្រៀមខ្លួនដើម្បីភ្ជាប់ទំនាក់ទំនងជាមួយពួកមនុស្សសាហាវក្នុងនគរផ្សេងទៀតកំឡោះយើងយល់ព្រមចូលរួមការកសាងក្រុមគណៈដែលលោកតាចិត្តសាហាវមើលទៅមានមោទនភាពចំពោះបុគ្គលិកថ្មីរបស់គាត់ ភាពភ័យខ្លាចនៅកន្លែងធ្វើការរបស់អ៊ីលអ៊ុំលេចឡើងភ្លាមគ្រាន់តែលើពាក្យថាអាហារពេលល្ងាចកាត់តបកិច្ចប្រុសសង្ហាយើងមិនអាចគេចផុតឡើយ គេកំពុងកវាយតម្លៃមិត្តរួមការងារថ្មីថាជាដៃគូប្រកួតប្រជែងទៅហើយចរិតអ្នកធ្វើការក្នុងការិយាល័យពិតជាកែម្លងមែនមេបញ្ជាការផ្ដល់ជំនួយរៀបចំខ្លួនឲ្យគេហើយកំឡោះយើងក៏សប្បាយចិត្តនឹងជំនួយនេះប្រុសសង្ហាយើងនៅតែត្អូញត្អែអំពីជីវិតដ៏សំណុកសុខស្រួលរបស់គេខណៈពេលដែលកំពុងត្រូវបានគេបណ្ដោះបណ្ដាលសម្រាប់ការដណ្ដើមអំណាចដ៏សាហាវគេសួរមេបញ្ជាការអំពីធម្មពលរបស់នាងហើយនាងប្រាប់គេថាវាគ្រាន់តែជាក្បាច់តកកបន្តិចបន្តួចប៉ុណ្ណោះអ៊ីលអ៊ុំភ្ជាប់សាច់រឿងអំពីតកកនៅលើខ្លួននាងហើយនាងក៏ឆ្លើយតបថាមែនហើយទីបំផុតគូក្បាលកំឡោះយើងក៏នឹកឃើញដោយចងចាំថាក្បាច់នោះមាននៅក្នុងបញ្ជីក្បាច់ដ៏សាហាវពីមុនគេសម្លឹងមើលមេបញ្ជាការហាក់ដូចជានាងជាគ្រាប់បែកពេលវេលាហើយនាងមិនបានដឹងខ្លួនសោះឡើយ គេចងចាំថាផលប៉ះពាល់គឺខ្លាចជាការគំរាមកំហែងដល់សាធារណជនហើយនាងគ្រាន់តែឈរនៅទីនោះដោយមើលទៅគួរឲ្យស្រឡាញ់ ឈុតនេះកាត់ទៅបន្ទប់ទឹកដ៏ប្រណិតមួយដែលមានទឹកពណ៌បៃតងភ្លឺផ្លែកនេះអាចជាថ្ងៃស្ប៉ាឬជាការប្រយុទ្ធជាមួយមេធំកំឡោះយើងទទួលបានការធ្វើស្ប៉ាពីមេបញ្ជាការដោយមិនបានដឹងពីការរំលោភបំពានសិទ្ធិការងារដែលគេរៀបនឹងសម័យខឹងតតែសោះគេកំពុងតែភ័យស្លន់ស្លោពេញទំហឹងតែម្ដងពេលដឹងថានាងកំពុងប្រើបជាភ្លឹងងងឹតខួរក្បាលប្រុសយើងក៏គិតដល់រឿងរ៉ាវសិកស៊ីភ្លាមដោយសម័យថាផលប៉ះពាល់នឹងធ្វើឲ្យនាងខ្លាចជាបិសាចស្រីជញ្ជក់ឈាមដ៏តាក់ទាញ គាត់គិតថារឿងរ៉ាវប្រកបជាកាន់តែវឹកវរហើយតែនាងបែរជាឈរកាន់ធុងទឹកធ្វើមុខស្ងើទៅវិញ ហើយនេះក៏ចាក់ទឹកកំទេចក្តីសម័យដ៏រស់រាយរបស់គាត់ចោលដោយទឹកត្រជាក់មួយធុងពេញតែម្ដងគ្រូបង្ហាត់ស្រីបែរជាប្រាប់ការពិតដ៏គួរឲ្យភ្ញាក់ផ្អើលថាសម្រាប់មនុស្សស្រីគឺវាខុសគ្នាដែលជួយសង្គ្រោះគាត់ពីគំនិតឈួតឈួតខ្លួនឯង ប្រយើងទៅទឹកជោគពេញខ្លួនហើយសួររកព័ត៌មានលម្អិតប្រហែលជាធូរទ្រូងហើយដែលមិនត្រូវគេរំលោភបំពាន ការពិតទៅផលប៉ះពាល់សម្រាប់មនុស្សស្រីគឺគ្រាន់តែខ្លាចជាមនុស្សប្រើហេតុផលខ្លាំងពិតជាគួរឲ្យខកចិត្តណាស់សម្រាប់អាឡុងនេះដូច្នេះជំនួសឲ្យការឈួតនាងបែរជាខ្លាចជាមនុស្សឈាមត្រជាក់និងបកាយកណនីទៅវិញនេះហើយជាមូលហេតុដែលនាងកែដោយគ្រូទាហានអ៊ីលម៉ាន់ក៏ផ្ដាំឆ្ងល់ហើយសួរថាហេតុអ្វីបានជាផលប៉ះពាល់របស់នាងស្រាម្ល៉េះបើធៀបនឹងរឿងបំផ្លាញជីវិតអ្នកដទៃនោះគ្រូបង្ហាត់ធ្វើមុខធុញទ្រាន់ដាក់គាត់ហើយត្រៀមខ្លួនបង្រៀនមេរៀនដល់អាឡងងមួយនេះ ព្រោះយើងតែដឹងថាពាក្យថាប្រើហេតុផលខ្លាំងគ្រាន់តែជាពាក្យបិទបាំងនៃភាពឈួតលីលាដែលគ្មានក្តីមេត្តាតែប៉ុណ្ណោះ នាងហៅវាថាជាឥទ្ធិពលបន្ទាប់បន្សំដែលនេះជាការផ្លាស់ប្ដូរឈ្មោះផលប៉ះពាល់ដ៏ឈួតបំផុតដែលខ្ញុំធ្លាប់ឮអ៊ីលឹមកំពុងស្រែកក្នុងចិត្តថានាងគ្រាន់តែបោកប្រាស់គាត់ដោយប្រើពាក្យពេចន៍ផ្លូវការប៉ុណ្ណោះទីបំផុតប្រុសយើងយល់ហើយ ពេលនេះច្បាច់ក៏គាត់មុននេះតាមពិតនាងចង់សម្លាប់គាត់មែនទែនព្រោះយើងក៏ប្រាប់ខ្លួនឯងថាត្រូវតែប្រយ័ត្នខ្លួន24ម៉ោងក្នុងក្រុមមនុស្សឈួតនេះហើយ អ៊ីលម៉ាបានរៀបចំខ្លួនរួចរាល់សម្រាប់អាហារពេលល្ងាចដោយមានអ្នកហាត់ការដ៏ឈួតលីលីរបស់គាត់ដើរពីក្រោយប្រុសយើងកំពុងធ្វើមុខមាំត្រៀមខ្លួនបង្កើតទំនាក់ទំនងជាមួយពួកមនុស្សឈួតកម្រិតខ្ពស់ផ្សេងទៀត យើងទទួលបានការបញ្ជាក់ជាផ្លូវការហើយប្រុសយើងគឺជាសិស្សទី8នៅក្នុងបណ្ដាញដ៏ឈួតលីលាមួយនេះ ហើយអត្រារត់រៀនសម្រាប់ការងារនេះគឺ 50% ដោយសិស្សពាក់កណ្ដាលបានស្លាប់ឬខ្លាចជាឈួតបាត់ទៅហើយជាឱកាសដ៏ល្អមែន អ៊ីមិនដឹងថាការងារថ្មីនេះមានអត្រាស្លាប់ 50% ដែលវាហាក់ដូចជាអាក្រក់ជាងកន្លែងធ្វើការចាស់របស់គាត់ទៅទៀត ប្រុសយើងកំពុងដើរចូលទៅក្នុងរូងខ្លាដោយព្យាយាមធ្វើខ្លួនឲ្យរឹងមាំខណៈដែលគ្រូបង្ហាត់កំពុងដើរតាមពីក្រោយគាត់កំពុងលើកទឹកចិត្តខ្លួនឯងដោយបដិញ្ញាថានឹងរស់រានមានជីវិតពីការជួបជុំដល់នរកនេះឲ្យបាន ប្រុសយើងនៅតែហៅខ្លួនឯងថាជីអ៊ុនដែលបញ្ជាក់ថាអ្នកអាចយកបុគ្គលិកចេញពីការិយាល័យបានតែមិនអាចយកទម្លាប់ការិយាល័យចេញពីគេបានឡើយ គាត់ដើរចូលយ៉ាងអស្ចារ្យប៉ុន្តែក្នុងចិត្តនៅតែគិតរកវិធីដើម្បីគេចវេះពីការងារដដែលនេះហើយជារឿងសំខាន់របស់គេ តាឈួតកំពុងធ្វើខ្លួនជាប្រធានក្រុមហ៊ុនដ៏អស្ចារ្យដោយប្រាប់ពួកឈួតដតីឲ្យស្វាគមន៍កូនជាងថ្មីតាចាស់បានណែនាំអ៊ីលមេដែលកំពុងខំប្រឹងធ្វើខ្លួនឲ្យស័ក្តិសមនឹងក្រុមឃាតករមួយនេះ មាននរណាម្នាក់ចាប់ផ្ដើមសាច់ហើយប្រុសយើងមើលទៅហាក់ដូចជាចិត្តត្រូវរងគ្រោះដោយសិស្សច្បងដ៏ឈួតទៅហើយមិត្តរួមការងារទី1ជាបរិសុទ្ធសាច់ដុំឈ្មោះជីនហាក់បានណែនាំខ្លួនថាជាសិស្សច្បងធំហើយផលប៉ះពាល់របស់គេគឺកង្ហឹងដែលក្តៅក្រហាយជារៀងរហូត ការប្រាស្រ័យតាក់ទងលើកដំបូងរបស់ប្រុសយើងគឺជាមួយមនុស្សយក្សយើងឃើញរូបភាពអតីតកាលរបស់ជីនហាក់ដែលកំពុងឈួតវាយប្រហារលើក្រុមក្មេងស្ទីវយ៉ាងសាហាវពេលនេះគាត់ពោពេញដោយស្នាមញញឹមប៉ុន្តែការពិតនោះគឺគាត់នៅតែអាចផ្ទុះកំហឹងគ្រប់ពេលប្រសិនបើមានរឿងអាក្រក់កើតឡើង ចឹងហើយសិស្សច្បងថ្មីរបស់ប្រុសយើងគឺជាក្របបែកវេលាយ៉ាងពិតប្រាកដជាផ្នែកធនធានមនុស្សដ៏អស្ចារ្យមែន បងប្រុសកំហឹងកំពុងធ្វើល្អប៉ុន្តែយានការិយាល័យរបស់អ៊ីមយុងកំពុងស្រែកប្រាប់ថានេះគឺជាអន្ទាក់តែប្រុសយើងសម្រេចចិត្តភ្លាមៗថាបរិយាកាសនេះគឺធម្មតាទៅវិញអាឡងងនេះមិនរៀនសូត្រអ្វីសោះឡើយអ៊ីមូឃើញមិត្តរួមការងារម្នាក់ទៀតដោយសង្ឃឹមថាម្នាក់នេះនឹងមិនសម្លាប់គាត់ពីកំពុងគេងនោះទេគាត់បានណែនាំខ្លួនទៅកាន់សិស្សច្បងទី3ដែលមានធម្មពលពណ៌ស្វាយដ៏ចម្លែកបញ្ចេញមកក្រៅ ប្រុសយើងគិតលេងចេញដោយឆ្ងល់ថាហេតុអ្វីការរាក់ទាក់របស់គាត់ត្រូវបានគេមើលរំលងបុរសម្នាក់នោះសួរថាហេតុអ្វីគាត់ជម្រាបសួរពីរដងធ្វើឲ្យខួរក្បាលរបស់អ៊ីលមុកយ៉ាងតែម្ដង ជប់ជាមួយស៊ីអានភျុងដែលជាសិស្សច្បងទី3ដែលមើលទៅហាក់ដូចជាចិត្តនឹងសម្លាប់គាត់ដោយប្រើចង្កឹះទៅហើយយើងទទួលបានព័ត៌មានអំពីវិជារបស់សិស្សច្បងទី3ដែលជាបច្ចេកទេសលួចសម្លាប់យ៉ាងស្ងៀមស្ងាត់បំផុតដូច្នេះគាត់គឺជាមេកាយប្រចាំក្រុមហើយផលប៉ះពាល់របស់គាត់គឺការភ័យខ្លាចហួសហេតុប្រុសយើងត្រូវគេបង្កើតមកឲ្យគិតថាអ្នកគ្រប់គ្នាកំពុងតាមសម្លាប់គាត់អ៊ីមឺននឹងថាឈួតនេះបានសម្រេចវិជារបស់គេហើយដែលមានន័យថាការភ័យខ្លាចនេះគឺជារៀងរហូត
មែនហើយគាត់ចប់បាត់ទៅហើយ សាច់រឿងសួរថាហេតុអ្វីបានជាគាត់ចាប់ហាក់ដូចជាយើងមិនបានដឹងពីមហន្តរាយដែលចិត្តមកដល់ចឹងដែរ បងប្រុសដែលពោពេញដោយការភ័យខ្លាចចោលប្រកាន់គាត់ថាចង់រៀបចំបុណ្យសពគេគ្រាន់តែដោយសារគាត់សួស្ដីពីដងនេះគឺជាតក្កវិជ្ជាដ៏ឈួតបំផុតឥឡូវនេះគាត់កំពុងគម្រាមប្រុសយើងដោយប្រាជ្ញចង្កឹះហើយអ៊ីលមុខដឹងថាធ្វើក៏ខុសមិនធ្វើក៏ខុសគឺចប់ដូចតែគ្នា ព្រោះយើងកំពុងបែកញើសពុនក្រពោតដោយព្យាយាមរកចម្លើយដែលមិនប៉ះពាល់ដល់ជីវិតសម្រាប់ការសួស្ដីធម្មតានេះគាត់ដឹងថាវាជាអន្ទាក់ អាចឈួតនេះនឹងកន្លែងគ្រប់ចម្លើយឲ្យខ្លាចជាលេសសម្រាប់ប្រើហិង្សាបរិសុទ្ធវិញម្នាក់ទៀតក៏ជួបមកសម្របសម្រួលមុនពេលប្រុសយើងត្រូវគេចាក់ដល់ចង្កោះម្នាក់ថ្មីនោះទម្លាក់កំហុសនៃអាកប្បកិរិយាឈួតនេះទៅលើការឃ្លានហើយក៏ហុចចង្កឹះថ្មីឲ្យគាត់ពិតជាអាជីពមែន បងប្រុសកំហឹងស្អីក្អាកកាយប៉ុន្តែប្រុសយើងនៅតែព្យាយាមស្វែងយល់ពីគោលការណ៍របស់ក្រុមហ៊ុនតាក់ទងនឹងការចាក់គ្នានៅកន្លែងធ្វើការ ប្រុសយើងនៅតែកំពុងគិតថាត្រឹមតែការសួស្ដីធម្មតាសឹងតែធ្វើឲ្យគាត់ត្រូវទៅចាប់ជាតិជាលើកទី3បាត់ទៅហើយ ស្រាប់តែបងប្រុសភ័យខ្លាចនោះសុំទោសទៅវិញដែលនេះជារឿងដែលនឹកស្មានមិនដល់បំផុតនៅក្នុងអាហារពេលល្ងាចដ៏ឈួតលីលាមួយនេះ អាឡាត់យើងពិតជាគៀងហ្មងពេលឃើញមនុស្សមើលទៅធម្មតាម្នាក់ក្នុងសាសនាដ៏ឈួតលីលានេះ ហើយក៏ប៉ុន្តែបងប្រុសមើលទៅធម្មតានឹងមានស្នាមញញឹមដែលកំពុងលាក់ភាពឈួតទុំជោគរបស់គាត់ អាឡាអិតយើងក៏តោងបរោះថ្មីជុងរាជូភ្លាមដោយគិតថារកឃើញមិត្តរួមការងារជាមនុស្សធម្មតាហើយមនុស្សស្លូតនោះក៏ចាប់ទាញគេភ្លាមឲ្យទៅជួបអាឈួតម្នាក់ទៀតតាមបញ្ជីហ្មង អាបងស្លូតឥឡូវខ្លាចជាអ្នកនាំផ្លូវសម្រាប់កម្មវិធីជួបពួកអាឈួតនេះគាត់បានណែនាំបងទី4ឲ្យស្គាល់ដែលមើលទៅវាត្រឹមជាកៅអីទទេមួយសោះ អាបងស្លូតសើចធ្វើដូចជារឿងកំ pl ែងអាឡាអិតយើងវិញកំពុងឆ្ងល់ថាតើទីជាតួកំ pl ែងនឹងមែនអាបងស្លូតកំពុងនិយាយជាមួយកៅអីតទេអាឡាត់យើងឆ្ងល់ថាតើគាត់ឈួតបាត់ទៅហើយទេដឹងអេមនឹកឃើញថាបងទី4តាមពិតស្លាប់អត់ហើយតែធ្វើឲ្យរឿងនេះកាន់តែព្រឺក្បាល10ដងយើងក៏បានដឹងពីក្បាច់គុណអាបងស្លូត ដាវឆក់រលឹងនេះស្ដាប់ទៅទំនងជាល្អណាស់អាបងស្លូតសួរថាម៉េចមិនសំពះខ្មោចហើយអាឡអិតយើងក៏ដឹងថាផលរំខានកំពុងតែមកដល់ហើយភ្លាមនោះអាបងស្លូតក៏ចាប់ផ្ដើមឈួតមែនតែនដោយបង្ខំឲ្យអាឡអិតយើងសំពះខ្មោចដែលគាត់កំពុងមើលឃើញនោះផលរំខាននោះគឺជំងឺឈួតពេញទំហឹងតែម្ដងអាមនុស្សមើលទៅធម្មតាបែរជាឈួតជាងគេបំផុតទៅវិញអាបងកំហឹងកំពុងតែសោយចង់ខ្យល់គោព្រោះគិតថាពិធីទទួលកូនពៅឈួតនេះពិតជាកំ pl ែងខ្លាំងណាស់អាបងស្លូតក៏ដឹងខ្លួនវិញដោយបន្ទោសការឈួតរបស់គាត់ទៅលើការនឹកមិត្តដែលស្លាប់ទៅតាឈួតហៅពិធីទទួលកូនពៅដ៏ព្រឺព្រួយនេះថាជារឿងគួរឲ្យរំភើបទៅវិញ គ្រួសារនេះពិតជារញ៉េរញ៉ៃខ្លាំងណាស់អាឡអិតយើងត្រូវបង្ខំចិត្តលេងតាមដោយគិតថានេះជាការជួបជុំដ៏ឈួតលីលាបំផុតដែលគេធ្លាប់ឃើញ អាឡអិតយើងចាប់ផ្ដើមសង្ស័យថាអាហារពេលល្ងាចគ្រួសារដ៏ឈួតនេះជាគំនិតល្អដែរអត់ប្រាប់ឲ្យដឹងមុនចុះវាមិនល្អតតែសោះ យ៉ាងហោចណាស់ពួកវាមានលុយទិញម្ហូបលយដែរម្ហូបនេះមើលទៅទំនងមែនតែនអាឡអិតឃ្លានស្ទើរដាច់ពោះទៅហើយតែគេរវល់ប្រយ័ត្នខ្លាចត្រូវមិត្តរួមការងារថ្មីសម្រាប់ជាងទៅមិនបានញ៉ាំគេសុកចិត្តតមអាហារមួយពេលសម្រាប់កម្មវិធីនេះដោយគិតថាវាជាអាហារពេលល្ងាចក្រុមហ៊ុនធម្មតាឥឡូវស្ដាយក្រោយមែនតែនហើយការពិតទៅពួកគេកំពុងនិយាយពីការងារអាឡអិតយើងមិនអាចគេចផុតពីការងារក្រុមហ៊ុនទេសូម្បីតែនៅក្នុងបាក់ខ្មោចនេះក៏ដោយអាបងកំហឹងដាក់ចកចោលដើម្បីរៀបការងារប្រាប់ចវាយភាពសប្បាយរីករាយត្រូវបានបញ្ចប់ជាផ្លូវការហើយគេកំពុងធ្វើរបាយការណ៍ប្រចាំត្រីមាសខណៈដែលអាឡអិតយើងស្រែកក្នុងចិត្តចង់ឲ្យគេហុចចានត្រីឲ្យអាការៈតក់ស្លុតពីកន្លែងធ្វើការចាស់របស់គេកំពុងរើឡើងវិញហើយ ការនិយាយរឿងការងារពេលញ៉ាំបាយគឺជាបទល្មើសអាបងស្លូតនិងអាបងកំហឹងសម្រាប់ចិត្តទីងគុណជាងថ្មីចូលទៅក្នុងការប្រជុំក្រុមដ៏អាក្រក់បំផុតក្នុងលោក អាឡិតយើងធ្វើមុខយកចិត្តដោយធ្វើពុតជាចង់ស្ដាប់រឿងក្រុមហ៊ុនឈួតទាំងនេះណាយើងក៏បានដឹងខ្លះៗពីរបៀបដែលពួកវារៀបចំដំណើរកំសាន្តធុរកិច្ចដ៏អាក្រក់នេះពេញផ្ទៃប្រទេសតែម្ដងអាឡិតយើងដឹងខ្លួនថាគេគឺជាបញ្ហាដែលបានបំផ្លាញការជាប់ត្រួតពិនិត្យចុងក្រោយរបស់តាឈួតអញ្ចឹងអាហារពេលល្ងាចនេះគ្រាន់តែជាការវាតម្លៃប្រចាំត្រីមាសនិងជាពិធីទទួលគុណជាងថ្មីប៉ុណ្ណោះខួបបាក្រុមហ៊ុនរបស់អាឡិតយើងគ្រាន់តែគិតថាបាទហើយក៏បិទការគិតទាំងស្រុងតែម្ដងហើយចាប់ទៅអាបងស្លូតក៏សួរយោបល់គេភ្លាមធ្វើឲ្យគេគាំងតែម្ដង តែឈួតបញ្ជាក់ថែមដោយទីមទីយោបល់ពីសមាជិកថ្មីលើផែនការអាជីវកម្មដ៏អាក្រក់នេះសំណួរនោះគឺទំនាក់ទំនងសាធារណៈរបស់យើងជាមួយអ្នកភូមិយ៉ាងម៉េចដែរ ហើយមនុស្សពេញមួយតុកកំពុងសម្លឹងមើលអាបងសង្ស័យនិយាយថាពួកគេចង់បានគំនិតថ្មីតែនេះគឺជាអន្ទាក់សុទ្ធសាធបើតាមខ្ញុំមើលទៅក្រុមគណៈកម្មការឈួតកំពុងតែសម្លឹងមួយដោយរងចាំមើលថាគេអាចធ្វើអីពេញចិត្តឬក៏ត្រូវស្លាប់ អាឡិតយើងបែកញើសពុនគ្រាប់ពួតដោយដឹងថាចម្លើយនេះនឹងកំណត់ថាគេមានជីវិតឬអត់ អាឡិតយើងដឹងថានេះជាសំណួរសម្ភាសចុងក្រោយសម្រាប់ការងារឈួតលីលានេះគេទើបដឹងថាវាមិនមែនការងារទេវាជាចិន្តាក្រុមហ៊ុនដែលគ្រប់គ្នាចង់សម្លាប់នាយកប្រតិបត្តិប៉ុន្តែអាឡិតយើងនៅតែជាបុគ្គលិកដ៏ស្មោះត្រង់ពីក្នុងចិត្តគេគ្រាន់តែចង់ចេញពីធ្វើការមិនមែនចង់គ្រប់គ្រងទេគួរចំហផ្លូវការរបស់គេចំពោះសង្គ្រាមស៊ីវីក្នុងសាសនានេះគឺបន្តឲ្យពួកវាវាយគ្នាទៅក្តីសម័យរបស់គេគឺពិតជាចង្កៃផ្លូវអ្នកគ្រូបង្វឹកខណៈដែលមនុស្សផ្សេងទៀតកំពុងតែនាំគ្នាបុកគ្រឹះធ្វើការទៅវិញតែគេដឹងថាអ្នកគ្រូបង្វឹកនិងពួកអាឈួតផ្សេងទៀតមិនបណ្ដោយឲ្យគេនៅសុខទេដូច្នេះគេត្រូវការផែនការមួយយុទ្ធសាស្ត្រដ៏អស្ចារ្យរបស់គេគឺខ្លាយជាអ្នកគ្រប់គ្រងកម្រិតកណ្ដាលជារៀងរហូតមិនឡើងតំណែងមិនត្រូវគេបណ្ដេញចេញគ្រាន់តែធ្វើការល្មមអាឡិតយើងប្រើបទពិសោធន៍ធ្វើការចាស់របស់គេដោយរៀបចំគម្រោងធ្វើខ្លួនឲ្យធម្មតាបំផុតដើម្បីកុំឲ្យគេចាប់អារម្មណ៍គេនឹងដើរតួជាបុគ្គលិកថ្មីដ៏សកម្មម្នាក់ដែលពូកែតែនិយាយតែមិនមែនជាការគំរាមកំហែង គោលដៅគឺធ្វើខ្លួនឲ្យប្រកែល្មមកុំឲ្យគេបណ្ដេញចេញតែត្រូវល្ងងល្មមដើម្បីកុំឲ្យត្រូវបានគេដំឡើងតំណែងឲ្យ ផែនការរបស់អាឡិតយើងគឺធ្វើជាមនុស្សដែលរវល់រហូតប៉ុន្តែមិនដែលបញ្ចប់រឿងសំខាន់អ្វីមួយឡើយគេនឹងខ្លាចជាស្ដេចបុតបង្ហាញដ៏លយតែគ្មានខ្លឹមសារអ្វីទាំងអស់ល្អមើលតែមិនឆ្ងាញ់គោលដៅចុងក្រោយរបស់គេគឺខ្លាចជាអ្នកបរាជ័យកម្រិតកំពូលអាឡិតយើងកំពុងប្រើប្រាស់ភាពទន់ខ្សោយជាអាវុធហើយគេត្រៀមបង្ហាញប្រព័ន្ធកិច្ចវះពីការទទួលខុសត្រូវដ៏ឆ្លាតវៃនេះទៅកាន់នាយកប្រតិបត្តិឈួតនោះតែម្ដង
ឥឡូវយើងក្រោយឈរឡើងហើយត្រៀមធ្វើបទបង្ហាញបែបក្រុមហ៊ុនដ៏លួយបំផុតដែលសាសនានេះមិនដែលធ្លាប់ឃើញពីមុនមក ដំណោះស្រាយតែឆ្លាតវៃសម្រាប់បញ្ហានេះគឺប្រព័ន្ធការិយាធិបតេយ្យកូរ៉េគេកំពុងតែទាញយកផ្នែកធនធានមនុស្សចូលក្នុងសាសនាវិស័យនេះ គេអះអាងថាវាជាវិធីជួយឲ្យពួកឈួតចាស់ចោះថយការងារយុទ្ធសាស្ត្រនេះក្លាហានណាស់ចាំមើលថាវាបានផលឬអត់ បងមុខខឹងជឿស្លងតាមការអស់ទាញរឿងមិនថយការងារនេះហើយពួកម៉ាក់យើងវាយចំចំណុចខ្ជិលរបស់ពួកគេតែម្ដងថែមទាំងមានអំណាងដែលត្រូវចិត្តអាបងពូកែសង្ស័យនោះទៀតផងបុគ្គលិកក្រុមហ៊ុននេះពិតជាឆ្លាតមែនហ៊ានយកវិធានការប្រឆាំងអំពើពុករលួយមកបង្ហាញដល់ក្រុមលទ្ធិមរណៈទៅវិញភាពក្លាហានរបស់គាត់ពិតជាមិនធម្មតាលោកតាចិត្តសាហាវនោះបែរជាជឿពាក្យបច្ចេកទេសក្រុមហ៊ុនអំពីរចនាសម្ព័ន្ធរបាយការណ៍និងគំរូឯកសារទៅវិញ ប្រុសស្អាតយើងលក់ប្រព័ន្ធដ៏ល្អឥតខ្ចោះរបស់គេជាមួយនឹងចំណងចំណូលចិត្តដោយមនុស្សចិត្តបានឡើងឋានៈអញ្ចឹង ហើយក្នុងចិត្តរបស់គេក៏សារភាពភ្លាមៗថាការធ្វើបទបង្ហាញនេះគ្រាន់តែជាការភូតកុហកបែបក្រុមហ៊ុនប៉ុណ្ណោះផែនការរបស់គេគឺចង់ណែនាំសិល្បៈក្រុមហ៊ុនពីបុរាណក្នុងការរុញទម្លាក់កំហុសចូលទៅក្នុងគំលទ្ធិមរណៈមួយនេះ គេកំពុងតែឃើញដល់នរកកន្លែងធ្វើការដែលពាក្យថាមិនមែនការងារខ្ញុំជាបវចនារបស់ក្រុមហ៊ុនពួកម៉ាក់យើងនៅតែលងបន្លាចដោយភាពវឹកវរនៃការផ្លាស់ប្ដូរផ្នែកនិងការផ្ទេរការងារដែលគ្មានតម្លាភាពគេនៅតែខឹងសម្បាដែលត្រូវខំកកាយរករបាយការណ៍ចាស់ៗគ្រាន់តែដើម្បីចង់ដឹងថាការងាររបស់ខ្លួនជាអ្វីឲ្យប្រកាស ហើយកុំឲ្យគេរំលឹកដល់អ្នកកាន់តំណែងមុនដែលមិនបន្សល់ទុកអ្វីទាំងអស់ក្រៅពីទុកធ្វើការទៅទេស្អាតនិងបណ្ដាសាមួយនោះឲ្យសោះ ពេលនេះគេត្រៀមខ្លួនបង្រៀននាយកប្រតិបត្តិថ្មីថ្មោងដែលមិនដឹងអីនេះអំពីសិល្បៈដ៏ប៉ិនប្រសប់នៃការបំផ្លាញក្រុមហ៊ុនកំឡុងយើងចិត្តនឹងផ្ដល់មេរៀនពិសេសដល់វិស័យសុគ្រាអំពីមូលហេតុដែលកំណត់ដ៏អស្ចារ្យរបស់គេនឹងត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរកំឡុងយើងបញ្យល់ពីចំណុចខ្សោយនៅក្នុងប្រព័ន្ធរបស់ខ្លួនឯងនេះជាក្បាច់គប់កេងរបស់ក្រុមហ៊ុនដើម្បីគេចវេះពីការងារជាក់ស្ដែងគេពិតជាតាំងចិត្តក្នុងការសម្ដែងនេះណាដល់ថ្នាក់សុកចិត្តឲ្យគេវាយដើម្បីបញ្ជាក់ពីទ្រឹស្ដីក្រុមហ៊ុនរបស់ខ្លួនហើយលោកតាចិត្តសាហាវក៏ជឿស្លងតែម្ដងគាត់ថែមទាំងអង្អែលក្បាលគេធ្វើដូចជាក្មេងល្អម្នាក់អញ្ចឹងបងមុខខាងបានអោបឬក៏របស់គេដោយភាពស្និទ្ធស្នាលពិតជាចាប់អារម្មណ៍នឹងពាក្យកុហករបស់អ្នកហាត់ការថ្មីនេះមែនបងមុខខាងសរសើរការបង្ហាញពីការប្រឆាំងអំពើពុករលួយរបស់គេខណៈដែលអ៊ីឡាច់ដឹងថាផែនការធ្វើខ្លួនជាមនុស្សធម្មតារបស់គេកំពុងតែបរាជ័យយ៉ាងធ្ងន់ធ្ងរ លោកតាចិត្តសាហាវគិតថានេះគ្រាន់តែជាផលរំខានរបស់ជំងឺ OCPD ប៉ុណ្ណោះមិនមែនជាការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរពីកន្លែងធ្វើការនោះទេ សូម្បីតែមានវិជាការហ្វឹកហាត់ក៏ចាប់អារម្មណ៍ដែរហើយកំឡោះយើងកំពុងអង្វរក្នុងចិត្តសូមឲ្យពួកគេឈប់ផ្ដល់ការសរសើរដល់គេទៀតទៅ មេកន្ត្រាក់ធ្វគេឲ្យសញ្ញាថានឹងមានការប្រជុំច្រើនទៀតដែលនេះជាការបំផ្លាញក្តីស្រមៃចង់លួចខ្ជិលរបស់គេជាផ្លូវការតែម្ដង ការប្រជុំដ៏សែននរកទីបំផុតបានបញ្ចប់ទៅហើយប៉ុន្តែកំឡោះយើងនៅតែស្រែកទាមទាររកផ្លូវរត់គេចពីវប្បធម៌ការងាររបស់ក្រុមលទ្ធិនេះដដែល ហើយយើងក៏លត់រំលងពេលវេលាបន្តិចព្រោះកំឡោះយើងចិត្តនឹងចាប់ផ្ដើមអាជីពថ្មីដោយមិនចង់បាននៅក្នុងការគ្រប់គ្រងក្រុមបិសាចហើយកំឡោះយើងនៅតែមានអំណួតបែបបុគ្គលិកក្រុមហ៊ុនដោយគិតថាការយាធិបតេយ្យគឺជាចំណុចកម្ពស់នៃអរិយធម៌គេដឹងថាក្រុមលទ្ធិមរណៈនេះគ្មានប្រព័ន្ធការងារទេគឺមានត្រឹមនាយកប្រតិបត្តិវិកលចរិតម្នាក់ដែលសម្ដីរបស់គាត់ចាត់ទុកជាច្បាប់ពួកម៉ាក់យើងក៏ក្រេបតែរបស់គេបន្តទីបំផុតក៏ព្រមទទួលស្គាល់ថាខ្លួនបានចូលរួមជាមួយក្រុមហ៊ុនថ្មីដែលច្បុកច្បល់បំផុតក្នុងលោកមេបញ្ជាការប្រាប់គេកុំឲ្យយឺតពេលសម្រាប់ការវឹកហាត់បន្ថែមដោយបន្ទោសគេចំពោះបន្ទុកការងារថ្មីរបស់នាង កំឡោះយើងចាប់ដើមរអ៊ូតមពីការវិភាគរបស់គេទៅហើយដោយនៅតែតស៊ូទាមទារពេលវេលាសម្រាប់និងការងារឲ្យមានតុល្យភាពគេđãរហេតុរហូតរកមើលថ្ងៃឈប់សម្រាកលំហែខួរក្បាលព្រោះហត់នឿយខ្លាំងជាមួយនឹងការហាត់ការដ៏ឈួតលីលាមួយនេះហើយភ្លាមៗនោះសភាវគតិបែបបុគ្គលិកក្រុមហ៊ុនរបស់គេក៏ចាប់អារម្មណ៍នឹងអ្វីដែលថ្មីនៅក្នុងតំបន់នោះគេសម្លឹងឃើញនារីចំណូលថ្មីម្នាក់នៅក្បែរមាត់ទឹកហើយអ្នកក៏ដឹងដែរថាអ្វីដែលសំខាន់សម្រាប់គេគឺចិត្តនឹងផ្លាស់ប្ដូរហើយក្មេងស្រីចំណូលថ្មីនោះងាកមកហើយខួរក្បាលរបស់កំឡោះយើងក៏គាំងលែងដំណើរការជាលើកទី2ហើយនៅក្នុងសប្តាហ៍មួយនេះ nếuមើលទៅហាក់បីដូចជាអ៊ីនខ្មាស់ហើយអ្នកក៏អាចឃើញហើយថាផែនការចូលនិវត្តន៍របស់ Ilmach នឹងត្រូវពន្យាពេលម្ដងទៀតជាក់ជាមិនខាន ពួកម៉ាក់យើងកំពុងនិយាយលើកទឹកចិត្តខ្លួនឯងដោយព្យាយាមបញ្ចុះបញ្ចូលថាគេមានវ័យចំណាស់ពេកហើយមិនអាចទៅលងស្នេហ៍ក្មេងស្រីចំណូលថ្មីបានទេគេសម្រេចចិត្តថាវិធីដ៏ល្អបំផុតគឺត្រូវប្រើអាកប្បកិរិយាបែបចាស់ទុំដើម្បីលួងឲ្យនាងស្ងប់អារម្មណ៍ប៉ុន្តែរឿងនេះវានឹងក្លាយជាមហន្តរាយចាស់ជាមិនខានកំឡោះយើងកំពុងក្រហមសម្លេងត្រៀមខ្លួនបញ្ចេញភាពរអាក់រអួលបែបបុគ្គលិកក្រុមហ៊ុនដែលជាស្ទីលប្រចាំខ្លួនរបស់គេគេញញឹមដាក់នាងជាមួយនឹងស្នាមញញឹមដ៏គួរឲ្យខ្លាចបំផុតហើយអាកប្បកិរិយាចាស់ទុំរបស់គេមើលទៅដូចជាការបំពេញច្បាប់រដ្ឋបាលថ្មីមួយអញ្ចឹង ក្មេងស្រីចំណូលថ្មីមានអារម្មណ៍ថាចម្លែកមែនទែនហើយការបញ្ចេញមុនស្នេហ៍របស់កំឡោះយើងកំពុងបរាជ័យយ៉ាងអាម៉ាស់នាងមិនបានខ្លាចគេនោះទេនាងកំពុងចង្អុលទៅអ្វីមួយហើយកំឡោះយើងរវល់តែធ្វើខ្លួនគួរឲ្យខ្លាចពេកទៅមិនបានចាប់អារម្មណ៍តាមពិតទៅនាងកំពុងតែចង្អុលទៅគំនូដីសមួយដែលគូពីរូបមនុស្សម្នាក់កំពុងធ្លាក់ពីលើផ្ទាំងថ្មសោះនេះវាដូចឈុតក្នុងរឿងគំនូជីវចលអញ្ចឹងគេក៏បដូរមកហៅខ្លួនឯងថាអូប៉ាភ្លាមព្រោះវាមិនចម្លែកទាល់តែសោះឡើយសម្រាប់មនុស្សចាស់នៅក្នុងរាងកាយក្មេងនោះ ក្មេងស្រីចំណូលថ្មីកំពុងភ័យស្លន់ស្លោហើយព្យាយាមរមានគេប៉ុន្តែខួរក្បាលរបស់កំឡោះយើងកំពុងតែរអាក់រអួលគិតមិនទាន់ចេញនៅឡើយទេហើយគេក៏អត់អិលជើងដួលព្រុសធ្លាក់ចូលទៅក្នុងទឹកភ្លាមតែម្ដងគំនូមួយនោះតាំងពិតគឺជាស្លាកសញ្ញាព្រមានសោះឲ្យចង្រៃយកក្មេងស្រីចំណូលថ្មីកំពុងអោបតុក្កតារបស់នាងខណៈដែលកំឡោះយើងកំពុងរឹតទឹកចេញពីសម្លៀកបំពាក់ភាពថ្លៃថ្នូររបស់គេត្រូវបានលាងជម្រះបាត់អស់ទៅហើយពួកម៉ាក់យើងកំពុងជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពេលដឹងថាការព្យាយាមធ្វើខ្លួនសង្ហារបស់គេបានបញ្ចប់ទៅដោយរូបរាងដូចជាសត្វកណ្ដោធ្លាក់ទឹកអញ្ចឹង គេព្យាយាមធ្វើអាកប្បកិរិយាធម្មតាប៉ុន្តែក្មេងស្រីចំណូលថ្មីបាននិយាយពីអរគុណទាំងអៀនខ្មាស់ដែលគេបានជួយសង្គ្រោះតុក្កតារបស់នាង
នាងកំពុងអរគុណគេដែលបានជួយយកតុក្កតារបស់នាងហើយខួរក្បាលកំឡោះយើងចាប់ផ្ដើមគណនាពីឱកាសចែកចង់បាត់ទៅហើយអ៊ីលបាននឹងអើក្បាលនាងថ្នមហើយនិយាយថាវាពិតជាស័ក្តិសមនឹងធ្វើមែនគោលដៅដ៏សំខាន់របស់ពួកម៉ាក់យើងត្រូវបានរលាយបាត់អស់ទៅហើយគេក៏សួរថានាងកំពុងធ្វើអ្វីម្នាក់ឯងហើយនាងតបថាគ្រាន់តែលេងកំសាន្តប៉ុណ្ណោះនេះគឺជាឱកាសរបស់គេដើម្បីធ្វើជាបងប្រុសដ៏សង្ហាកំឡោះយើងចាប់ផ្ដើមសម្រក់ទឹកភ្នែកពេលដឹងថានាងក៏ត្រូវជាប់ឃុំនៅក្នុងជីវិតដែលមានតែការវឹកហាត់និងគ្មានភាពសប្បាយរីករាយនេះដែរគេកំពុងតែរំជួលចិត្តខ្លាំងណាស់គេណែនាំខ្លួនឯងហើយក្មេងស្រីចំណូលថ្មីសេយ៉ាណាក៏ប្រាប់ឈ្មោះរបស់នាងទៅគេវិញ ផែនការគុំធ្វើខ្លួនឲ្យគួរឲ្យខ្លាចត្រូវបានបោះចោលបាត់ទៅហើយអ៊ីលបានសុំនាងណាត់ជួបលើកទី2ភ្លាមៗហើយស៊ីអាណាមើលទៅហាក់ដូចជាមិនចង់ជឿនឹងសំណាងរបស់ខ្លួនឯងតតែសោះ អាប្រយើងលេងអត់ដៃហ្មងស្ម័គ្រចិត្តធ្វើមិត្តលេងជាមួយនាងរាល់ថ្ងៃផែនការជួននិវត្តន៍របស់គេឥឡូវនេះមានអ្នកពឹងផ្អែកថ្មីមួយទៀតហើយសៀណាយកព្រមជាមួយអណ្ដាតដ៏វែងចម្លែកហើយប្រយើងក៏ជាប់កាតព្វកិច្ចមើលក្មេងជាផ្លូវការតែម្ដងអាប្រយើងញញឹមបិទមាត់មិនចិត្តរៀបចំកាលវិភាគលេងរាល់ថ្ងៃហើយបំផ្លាញផែនការចូលនិវត្តន៍របស់ខ្លួនចោលរលីងតែម្ដងក្មេងស្រីថ្មីរំភើបចិត្តខ្លាំងណាស់ហើយភ្លាមៗនោះប្រុសយើងក៏មានបន្ទុកថ្មីមួយទៀតនៅក្នុងលទ្ធិដ៏ព្រៃផ្សៃមួយនេះពួកគេសន្យាគ្នាដោយធ្ពក់កូនដៃធ្វើឲ្យការងារក្រៅម៉ោងជាមិត្តលេងនេះคล้ายជាកាតព្វកិច្ចពេញច្បាប់គ្រូបង្វឹកស្រីបានចាប់កំហុសគេព្រោះឃើញគេមានក្តីសុខខ្លាំងខុសធម្មតានៅពេលថ្មីនេះនាងដឹងថាមានរឿងកើតឡើងហើយនាងសួរថាមានរឿងអីបានជាញញឹមទាំងដែលគេគួរតែកំពុងខំប្រឹងហ្វឹកហាត់យកសាច់ដុំហាមសបាយនៅចំពោះមុខនាងហើយប្រុសយើងក៏ទម្លាក់ថ្មវឹកហាត់ដ៏ធំរបស់គេចោលភ្លាមមែនហើយគេពិតជាបែកអារម្មណ៍មែនគេដោះសារថាគេគ្រាន់តែសប្បាយចិត្តនឹងសាច់ដុំរបស់គេប៉ុណ្ណោះអាប្រុសយើងនេះក៏ហក់មិនសមសោះគ្រូបង្វឹកធ្វើមុខស្មារដាក់គេហើយនិយាយថាយល់ព្រមតាមតែឯងនិយាយទៅមិនជឿសម្ដីកុហករបស់គេសូម្បីមួយវិនាទីប្រុសយើងសាច់ខ្លាំងពេកហើយដូចព្យាយាមបិទបាំងការពិតដែលថាគេកំពុងតែលងស្នេហ៍ក្មេងថ្មីនោះប្រុសយើងកំពុងតែបែកញើសដល់ដឹងខ្លួនថាគេទើបតែកុហកគ្រូបង្វឹកដ៏កាយសាហាវរបស់គេទាំងស្រស់គេចាប់ផ្ដើមភ័យខ្លាចថាគ្រូបង្វឹកនឹងដឹងរឿងហើយលុបចោលការងារក្រៅម៉ោងមើលក្មេងៗរបស់គេនេះអាប្រុសយើងចាត់ទុកម៉ោងលេងជាមួយក្មេងស្រីថ្មីនោះជាពេលវេលាព្យាបាលផ្លូវចិត្តអាទិភាពរបស់គេពិតជាវឹកវរអស់ហើយពេលនេះគេបដិញ្ញាការពារពេលវេលាលេងកំសាន្តនេះក្តីសម័យចង់បានជីវិតស្កប់ស្ងាត់គឺរលាយបាត់ទៅហើយគ្រូបង្វឹកប្រាប់ដំណឹងល្អមួយតែប្រុសយើងមិនដឹងថាមាននរោអ្វីកំពុងរងចាំទេតាចាស់ឡប់សតិលេចមុខមកហើយពួកគេទាំងពីរក៏ក្រាបដល់ដីភ្លាមតែម្ដងសភាពគតិលេបខែតកាយគឺខ្លាំងក្លាណាស់មេសរសើរសម្ដីយកចិត្តរបស់គេពីញ៉ាំអាហារហើយផែនការធ្វើខ្លួនជាមនុស្សធម្មតារបស់អ៊ីមបន្តបរាជ័យយ៉ាងធ្ងន់ធ្ងរប្រុសយើងចាប់ផ្ដើមភ័យស្លន់ស្លោពេលមេនិយាយថាផែនការលួចខ្ជិលរបស់គេគឺមិនស៊ីនឹងការពិតហើយភារកិច្ចថ្មីរបស់គេគឺខ្លាចជាទីប្រឹក្សាគ្រប់គ្រងសម្រាប់លទ្ធិដ៏ព្រៃផ្សៃទាំងមូលនេះតែម្ដងអ៊ីឡំត្រឡប់ទៅប្រើស្ទីលលេបខែភ្លាមដោយយល់ព្រមយកការងារថែមដូចជាទីសកលក្រុមហ៊ុនពិតអ៊ីមខំញញឹមទាំងជឿចាប់ពេលត្រូវបានគេប្រាប់ឲ្យរៀបចំអីវ៉ាន់សម្រាប់ដំណើរពីសកកម្មនរកថ្មីរបស់គេគ្រូបង្វឹកបញ្ជាក់ថានាងនឹងទៅជាមួយដើម្បីបំផ្លាញម៉ោងទំនេររបស់គេហើយពលឹងប្រុសយើងក៏ហកបាត់ទៅប្រុសយើងលុតជង្គង់បាត់ទៅហើយដោយខ្លាចការវឹកហាត់ហោះហើរថ្មីនេះជីវិតដ៏សែនស្ងប់ស្ងាត់របស់គេខ្លាចជាអតីតកាលហើយគេកំពុងតែនឹកមិត្តលេងថ្មីឈ្មោះស៊ីអាណារហូតភ្លេចគិតពីទុកលំបាករបស់ខ្លួនឯងឈឹងតែម្ដងយើងងាកមកមើលកាលនាងណាត្រូវបានគេស្ដីបន្ទោសក្នុងម៉ោងវឹកហាត់របស់នាងវិញម្ដងមើលទៅអ្នកគ្រប់គ្នាក្នុងលទ្ធិនេះសុទ្ធតែកំពុងប្រឹងប្រែងគ្រូបង្វឹកថ្មីម្នាក់បានលេចមុខមកស្ដីបន្ទោសកាលនាងណាដែលមិនផ្ដោតអារម្មណ៍ផ្នែកគ្រប់គ្រងរបស់លទ្ធិនេះពិតជាតឹងរឹងខ្លាំងណាស់ស៊ីអាណាសុំទោសតែមើលទៅនាងរៀបនឹងធ្វើរឿងឈួតម្យ៉ាងហើយភ្លាមនោះក្មេងស្រីដ៏គួរឲ្យស្រឡាញ់នេះក៏បញ្ចេញធម៌ពលដូចក្នុងរឿងអានីមេតែម្ដងនាងបញ្ចេញធម៌ពលយ៉ាងខ្លាំងទៅលើទីម៉ងវឹកហាត់ក្មេងមួយនេះពិតជាមិនអាចមើលងាយបានទេគ្រូបង្វឹកថ្មីបានត្រឹមតែឈោមើលស៊ីអាណាបំផ្លាញឧបករណ៍ហ្វឹកហាត់ខ្ទេចខ្ទីអស់អូខេតាមពិតនាងគឺជាក្មេងអច្ឆរិយៈគ្រូបង្វឹកថ្មីមើលទៅដូចកំពុងស្ដាយក្រោយការសម្រេចចិត្តក្នុងជីវិតដែលនាំឲ្យនាងត្រូវមកមើលថែក្មេងអច្ឆរិយៈនេះនាងហើយស៊ីអាណាដែលមើលទៅដូចទើបត្រូវគេចាប់បានថាកំពុងស្រមើស្រមៃដល់មិត្តលេងថ្មីរបស់ខ្លួនគ្រូបង្វឹកថ្មីធ្វើរឹកធម្មតាដោយប្រាប់នាងថាគ្មានរឿងអីទេមុនពេលចាក់ចេញទៅនាងប្រាប់ក្មេងនោះឲ្យបន្តវឹកហាត់ដោយទុកនាងចោលឲ្យនៅជាមួយទីងម៉ងវឹកហាត់ដ៏កំសត់ទាំងនោះហើយភ្លាមនោះគ្រូបង្វឹកថ្មីក៏ដើរចេញទៅយ៉ាងលយដោយទុកឲ្យក្មេងអច្ឆរិយៈនោះធ្វើអ្វីតាមចិត្តពេលនេះនាងកំពុងនិយាយម្នាក់ឯងនៅតាមផ្លូវដើរមើលទៅដូចជារៀបនឹងឡប់សតិដោយសារកូនសិស្សថ្មីរបស់នាងទៅហើយគ្រូបង្វឹកថ្មីកំពុងតែតានតឹងព្រោះស្ទើរតែបំពេញច្បាប់លទ្ធិទៅហើយការហ្វឹកហាត់របស់ក្មេងនេះច្បាស់ជាមានលក្ខខណ្ឌលាក់កំបាំងធ្ងន់ធ្ងរមិនខានមើលទៅវាហាក់ដូចជាពេលវេលាដ៏សំខាន់ដែលនៅក្នុងលទ្ធិនេះមានន័យថានរណាម្នាក់រៀបនឹងឈួតឬក៏ទទួលបានធម៌ពលថ្មីចំណែកស៊ីណាវិញកំពុងតែវាយបំបាយឧបករណ៍វឹកហាត់យ៉ាងចាស់ដៃដូចជាវាជំពាក់លុយនាងអញ្ចឹងនាងសំទោសទីម៉ងនោះបន្ទាប់ពីវាយក្បាលវាដាច់បាត់ទៅហើយអូខេក្មេងនេះពិតជាខុសប្លែកពីគេមែនស៊ីអាណានៅតែបន្តវាយទីម៉ងហ្វឹកហាត់នេះឡើងចាស់ដៃក្មេងនេះជ្រើសរើសយកហិង្សាតែម្ដងនាងប្រាប់ខ្លួនឯងឲ្យស៊ូទ្រាំដែលជាសញ្ញាបញ្ជាក់ថាធម៌ពលដ៏កាយសាហាវចិត្តលេចចេញមកហើយផ្នែកមួយទៀតរបស់ទីម៉ងហ្វឹកហាត់ក៏ដាច់ខ្ទាតទៅទៀតកញ្ចប់ថាវិការជួសជុលរបស់លទ្ធិនេះច្បាស់ជាអស់ច្រើនមិនខានក្មេងអច្ឆរិយៈបានត្រឹមឈរនៅទីនោះប្រហែលកំពុងឆ្ងល់ថាហេតុអីប្រដាប់ក្មេងលេងរបស់នាងចេះតែផ្ទុះយើងបានឃើញដៃបិសាចដ៏គួរឲ្យខ្លាចមួយគណៈពេលនាងកំពុងគិតដល់ប្រុសយើងមែនហើយនេះមិនមែនជាការលួចស្រឡាញ់ធម្មតាទេហើយយើងក៏ផ្លាប់ដូចឈុតយ៉ាងលឿនព្រោះរូបភាពបំបញ្ញមិញនេះគឺដូចសាច់រឿងក្នុងគុនខ្មៅទៅហើយប្រុសយើងនិងគ្រូបង្វឹកកំពុងធ្វើដំណើរក្នុងបេសកកម្មការងារនរកដែលក្រុមហ៊ុនបានកំណត់ឲ្យប្រុសយើងកំពុងត្អូញត្អែអំពីកាលវិភាគដ៏រវល់ព្រោះតុល្យភាពជីវិតការងាររបស់គេត្រូវបានរំខានម្ដងទៀតហើយគេមានអារម្មណ៍ខុសឆ្គងដែលមិនបានសំបីតលាមិត្តលេងថ្មីរបស់គេជីវិតជាអ្នកតាមយកចិត្តគេនេះពិតជាលំបាកណាស់
គេបដិញ្ញាថានឹងត្រឡប់មកវិញដោយមិនដឹងសោះថាមិត្តលេងរបស់គេគឺជាអាវុធប្រឡាយលោកដ៏ទូចច្រឡឹងមួយ កំឡោះយើងបានជួបអង្គរៈថ្មីសម្រាប់ការចុះបេសកកម្មនេះហើយម្នាក់ក្នុងចំណោមពួកគេពាក់ម៉ាស់យ៉ាងកាលីបាត់ទៅហើយ អង្គរៈទី1ឈ្មោះចាងហ៊ុយបានណែនាំខ្លួនឯងជាមួយនឹងស្នាមញញឹមដ៏ធម្មតាបំផុតសម្រាប់និកាយឃាតករមួយនេះចំណែកអង្គរៈទី2ឈ្មោះគួនមូលជាប្រភេទមនុស្សស្ងៀមស្ងាត់និងពាក់ម៉ាស់ជាប់ជានិច្ច អ្នកដឹងទេគេប្រកាសជាមានអតីតកាលកំសត់មិនខានកូនចៅថ្មីទាំងនោះកំពុងអោនក្បាលនឹងស្បត់ស្មាស្មោះហើយកំឡោះយើងក៏ចាប់ផ្ដើមធ្វើចរិតជាមេកើយបាត់ទៅហើយអ៊ីមសម្ដែងតួជាមេដ៏ល្អប៉ុន្តែអ្នកដឹងទេគេកំពុងរៀបចំផែនការប្រើអំណាចនេះធ្វើបាបគេឯងបាត់ទៅហើយពេលដឹងថាលោកតាចាស់នោះមិនមកគ្រូបើគេក៏បដូរទៅរកការដើរលេងតែម្ដងផែនការធំរបស់គេគឺបោះបង់ការងារចោលហើយដើរលេងកំសាន្តដោយចាយលុយក្រុមហ៊ុនតែម្ដងពិតជាវិបរោះក្រុមហ៊ុនមែនគោលដៅដំបូងគឺដៅទិញអីវ៉ាន់ឲ្យកូនចៅថ្មីរបស់គេការប្រឹងប្រែងយកចិត្តគឺមិនចេះឈប់ទេប៉ុន្តែមេបញ្ជាការស្រីបានបញ្ឈប់ផែនការគេខ្លួនរបស់គេភ្លាមៗដោយយកដៃបាំងមុខហាមស្បាយដាច់ខាតនាមប្រាប់គេថាត្រូវរត់រហូតតាមផ្លូវដែលធ្វើឲ្យបេសកកម្មនេះคล้ายជាការរត់ម៉ារ៉ាតុងនរកយ៉ាងពិតប្រាកដអ៊ីមវឹងវិញអស់ហើយក៏សួរថាការរត់រហូតតាមផ្លូវនឹងមានន័យយ៉ាងម៉េចខួរក្បាលរបស់គេនៅតែគិតរឿងដើរលេងដដែលមេបញ្ជាការស្រីអង្គុយក្នុងរទេះហើយប្រាប់អ្នកបរឲ្យបន្ថែមលបឿនបោះបង់គេចោលឲ្យហិតតែធូលីដីឥឡូវនេះកំឡោះយើងកំពុងរត់យ៉ាងលឿនដោយដឹងថាបេសកកម្មរបស់ខ្លួនបានคล้ายជាការរត់ម៉ារ៉ាតុងបាត់ទៅហើយគេស្រែកដាក់នាងប៉ុន្តែនាងគ្រាន់តែធ្វើមុខស្ងួតហើយប្រាប់ថានេះជាការវឹកហាត់ថ្មីការដើរលេងត្រូវលុបចោលហើយនាងប្រាប់ឲ្យគេប្រើជំនាញហក់លោថ្មីរបស់គេដើម្បីតាមឲ្យទាន់គណៈអង្គរៈឈោមើលសុបិនអាក្រក់នេះកំឡោះយើងរត់ឡើងចប់ស្អិតទៅហើយឯនាងវិញកំពុងរីកគុណកាយវិការរត់របស់គេពីលើកៅអីដ៏ស្រួលមេបញ្ជាការស្រីកំពុងសម្លក់គេយ៉ាងកាចដើម្បីឲ្យប្រកាសថាគេមិនខ្ជិលសូម្បីតែមួយវិនាទីនាងប្រាប់ថាការសម្រាកតែមួយគត់ដែលគេទទួលបានគឺសម្រាប់ការធ្វើសមាធិប៉ុណ្ណោះពេលវេលាសម្រាប់របស់គេខ្លាចជាអតីតកាលទៅហើយយើងលោតពេលទៅដល់ពេលថ្ងៃលិចព្រោះនាងលប់សតិនេះពិតជាបង្ខំឲ្យគេរត់ពេញមួយថ្ងៃតែម្ដងហើយកំឡោះយើងក៏បានឡើងលើវេពីការរត់តាមរទេះទៅជារត់លើដំបូលរទេះតែម្ដងនេះជាលទ្ធផលពិតប្រាកដទីបំផុតពួកគេបានមកដល់គោលដៅហើយកំឡោះយើងក៏ដួលកាប់មុខភ្លាមៗដោយសារការហត់នឿយការរត់ម៉ារ៉ាតុងគឺបានបញ្ចប់ហើយមេបញ្ជាការស្រីឈរពីលើរាងកាយរបស់គេខណៈគេត្អូញត្អែថាការសម្រាកនេះគ្រាន់តែជាការធ្វើទីរនកម្មប៉ុណ្ណោះគេសូម្បីតែធ្វើសមាធិក៏មិនបានស្ងប់ដែរការសម្រាករបស់គេគឺគ្រាន់តែជាការព្យាយាមកុំឲ្យបែកក្បាលក្នុងរទេះប៉ុណ្ណោះអង្គរៈមុខញញឹមចាំងហ៊ុយបានជួយគ្រាគេឡើងហើយមួយផ្លេតនោះមើលទៅដូចជាគេទទួលបានការអាណិតអាសូរនាងបន្តការងូតទឹកនិងម៉ាសាឲ្យគេហើយកំឡោះយើងគិតថាទីបំផុតគេរកឃើញមនុស្សល្អក្នុងនិកាយនេះហើយប៉ុន្តែនាងប្រាប់ថាគេមានពេល2ម៉ោងប៉ុណ្ណោះមុនពេលបន្តការសិក្សាទៀតកាយសង្ឃឹមបានរលាភ្លាមទឹកមុខកំឡោះយើងបង្ហាញថាកំពុងលេងសើចជាមួយខ្ញុំមែនទេការប្រឹងប្រែងធ្វើការគឺគ្មានទីបញ្ចប់ឡើយគេត្រូវបានទិញតែកិច្ចប្រជុំបន្ទាប់ដោយចាញ់ព្រៀបបទធរការងាររបស់និកាយនេះទាំងស្រុងនៅថ្ងៃបន្ទាប់កំឡោះយើងបានស្លៀកពាក់ស្អាតបាតនិងត្រៀមខ្លួនសម្រាប់ថ្ងៃដំបូងក្នុងនាមជាទីប្រឹក្សាគ្រប់គ្រងបេសារបស់គេអ៊ីម៉ៃកំពុងដើរជាមួយក្រុមថ្មីរបស់គេដែលមើលទៅដូចជាត្រៀមខ្លួននាំនរកការងារមកកាន់សាខាថ្មីនេះទីបំផុតកំឡោះយើងទទួលបានថ្ងៃសម្រាប់ខួរក្បាលដោយគិតថាការដើរលេងជុំវិញទីក្រុងអាចជួយព្យាបាលគេបានខួរក្បាលការងាររបស់គេគឺស្ថិតក្នុងមួតខ្ជិលច្អូសទាំងស្រុងដោយសម្រាប់ចិត្តមិនបញ្ចេញយោបល់អ្វីដែលបង្កើតការងារថែមនោះទេមេបញ្ជាការស្រីកំពុងសម្លក់គេពីជំហៀងដោយដឹងច្បាស់ថាគេគ្រាន់តែព្យាយាមរកលេសដើម្បីមិនធ្វើអ្វីសោះតែប៉ុណ្ណោះនាងខ្សឹបដាក់ទៅជាគេដើម្បីសុំយោបល់ជំនាញហើយអ្នកដឹងស្រាប់ហើយថានេះគឺជាការលបងប្រាជ្ញាសុទ្ធសាធគេបានឆ្លើយតបនៅចម្លើយដែលមិនចំគោលដៅសោះកំឡោះយើងពិតជាតាំងចិត្តធ្វើជាមនុស្សធម្មតាខ្លាំងណាស់នាងពន្យល់ថាសាខានិកាយនេះគ្រាន់តែជាអ្នកចាប់ចោលធម្មតាទេប៉ុន្តែដោយសារជាតំបន់សុវត្ថិភាពពួកគេច្រើនតែធ្វើការងារសហគមន៍និងការងារទំនាក់ទំនងសាធារណៈប៉ុណ្ណោះពិតជាការងារស្រួលមែនកំឡោះយើងកំពុងអង្គុយញ៉ាំនំលេងដោយគិតថាការចោះត្រួតពិនិត្យនេះនឹងក្លាយជារឿងដ៏ងាយស្រួលបំផុតមេបញ្ជាការស្រីបានបំផ្លាញក្តីសុបិនគេភ្លាមៗដោយប្រាប់ថាការងារពិតប្រាកដចាប់ផ្ដើមនៅថ្ងៃស្អែកនិងបញ្ជាក់ថាការដើរលេងត្រូវបញ្ចប់ខណៈដែលកំឡោះយើងកំពុងព្យាយាមគិតរឿងនេះទាំងអាហារពេញមាត់នៅឡើយមេបញ្ជាការស្រីនិយាយធម្មតាថាបេសកកម្មនេះបានក្លាយជាការធ្វើដំណើរកាត់ប្រទេសដ៏មហានរកទៅហើយព្រលឹងកំឡោះយើងហោះចេញពីខ្លួនពេលនេះហើយឈ្មោះគោលដៅដែលនៅឆ្ងាយរាប់ពាន់ម៉ៃនោះគេចាប់នាងអង្វរសុំក្តីមេត្តាព្រោះខួរក្បាលរបស់គេមិនអាចទទួលយកការថែមម៉ោងច្រើនយ៉ាងនេះទេហើយភ្លាមនោះខួរក្បាលដ៏ខ្ជិលរបស់គេក៏បានបង្កើតល្បិចថ្មីដើម្បីគេចពីការងារនេះឥឡូវនេះគេកំពុងសួរអំពីសាខាក្នុងតំបន់ដោយព្យាយាមប្រមូលព័ត៌មានសម្រាប់ផែនការស៊ីជម្រៅបន្ទាប់របស់គេបានសុំសម្ភារៈការិយាល័យដោយត្រៀមខ្លួនសរសេរផែនការដ៏សាមញ្ញបំផុតដើម្បីកុំឲ្យធ្វើការងារអ្វីទាំងអស់គេកំពុងនិយាយតែឯងពីគំនិតផ្សេងៗដែលបញ្ជាក់ថាល្បិចថ្មីកំពុងមកដល់ហើយគេចាប់ផ្ដើមរកលេសថាមិនអាចអនុវត្តផែនការបានពេញលេញទេល្បិចក្រុមហ៊ុនសុទ្ធសាធកំឡោះយើងមើលទៅជឿជាក់ដោយគិតថាគំនិតរាក់កំភែរបស់គេគឺល្អជាងការធ្វើការផ្ទាល់គេកំពុងសរសេរសំណើបណ្ដាត្អូញត្អែថាវាមិនល្អឥតខ្ចោះបណ្ដាហើយមេបញ្ជាការស្រីគ្រាន់តែឈរមើលគេរៀបចំផែនការប៉ុណ្ណោះមេបញ្ជាការស្រីកំពុងគិតអំពីបញ្ហាដែលអាចកើតមានជាមួយផែនការគេដោយព្យាយាមរកមើលចំណុចខ្សោយរបស់វាចំណែកកំឡោះរបស់យើងវិញគឺកំពុងសម្ដែងជាបុគ្គលិកគំរូយ៉ាងស៊ុបតែម្ដងនាងពិតជាស្ញើសរសើរណាស់ដែលគេប្រឹងប្រែងធ្វើការខ្លាំងបែបនេះក្រោយពេលចុះស្រាវជ្រាវត្រឹមតែកន្លះថ្ងៃអង្គរៈមុខញញឹមជាងហ៊ុយលេចមុខមកហើយជឿលើពាក្យចចាមអារ៉ាមពីភាពឆ្លាតវៃរបស់កន្លោះយើងបាត់ទៅហើយគេនៅតែបន្តសរសើរគំនិតប្រព័ន្ធរបាយការណ៍របស់អ៊ីមខណៈកំឡោះយើងកំពុងកែច្នៃផែនការស៊ីដេកនៅខាងក្នុងប៉ុន្តែអង្គរៈពាក់ម៉ាស់គួរមកយកបាននិយាយកាត់ថាការមានគំនិតច្រើនពេកមិនមែនសិតថាជារឿងល្អនោះទេ
កំឡោះពាក់ម៉ាស់ចង់បញ្ជាក់ថាគំនិតត្រូវតែមានប្រយោជន៍មិនមែនគ្រាន់តែជាពាក្យបោកប្រាស់ឡើយអង្គរៈមុខញញឹមថាគេតឹងតែងពេកហើយប៉ុន្តែកំឡោះពាក់ម៉ាស់គ្រាន់តែនិយាយការពិតប៉ុណ្ណោះគ្រូបង្ហាត់ក៏យល់ស្របជាមួយកំឡោះពាក់ម៉ាស់ដែរដោយនិយាយថាការមានមតិច្រើនពេកអាចជារឿងអាក្រក់ បន្ទាប់មកនាងបែរជានិយាយថាលោកម្ចាស់ IM គឺពិសេសខុសពីគេដោយខ្លាចជាអ្នកគាំទ្រគេពេញទំហឹងតែម្ដង គ្រូបង្ហាត់កំពុងញញឹមដោយសួរថាតើគេមានហេតុផលអ្វីសម្រាប់ភាពជឿជាក់ភ្លាមៗនេះនាងកំពុងញញឹមកោតសរសើរព្រមទាំងជឿទាំងស្រុងលើការសម្ដែងជាបុគ្គលិកដ៏ឧស្សាហ៍របស់គេ អ្នករៀបរាប់បានបញ្ជាក់ថាកំឡោះយើងជាកំពូលអ្នកខំប្រឹងធ្វើការគ្រាន់តែដើម្បីគេចពីការងារនៅថ្ងៃមុខ ពេលវេលាក៏បានរំលងទៅជាមួយអង្គរៈទាំងពីរដែលកំពុងអង្គុយលេងលើរទេះសេះដើម្បីរងចាំលទ្ធផលសូម្បីតែអង្គរៈពាក់ម៉ាស់ក៏ស្ញាច់សរសើរដែរដោយចាត់ទុកផែនការបោកប្រាស់នេះថាជាផែនការដ៏ល្អឥតខ្ចោះគ្រូបង្ហាត់កំពុងកាន់សំណើរបស់គេយ៉ាងថ្លាក់ថ្នមបំផុតព្រមទាំងចាត់ទុកថាវាជាផែនការដ៏អស្ចារ្យ តែទម្លាប់ចង់បានភាពឥតខ្ចោះរបស់គេបានរើឡើងដោយគិតថាផែនការស៊ីដេកនេះមិនទាន់ល្អឡើយ គេចាប់ផ្ដើមភ័យស្លន់ស្លោខ្លាំងដោយសង្ស័យថាវិជាដាវឈួតលីលានោះធ្វើឲ្យគេខ្លាចជាមនុស្សចង់បានភាពឥតខ្ចោះហើយគេប្រញាប់ដោះសារភ្លាមដោយទម្លាក់កំហុសទៅលើផែនការតាក់ទងនឹងក្មេងៗដែលជាល្បិចការពារខ្លួនដ៏សាមញ្ញបំផុតគេបានលើករឿងសយនាមកនិយាយឲ្យគ្រូបង្ហាត់ក៏សម្លឹងមើលគេបែបយល់ពីអត្ថន័យដែលគេចង់និយាយតែម្ដងគ្រូបង្ហាត់បានចាប់កំឡោះយើងដោយប្រាប់ឲ្យគេនៅស្ងៀមទាំងដែលគេគ្រាន់តែចង់ស៊ីដេកដោយសន្តិភាពប៉ុណ្ណោះនាងកំពុងលួចមើលតាមបង្អួចដូចជាបានឃើញរឿងមិនស្រួលចំណែកអេមគឺមិនដឹងអីទាំងអស់ហើយមែនហើយកងទ័ពសេះមួយហ្វូងកំពុងបោសសម្ដៅមករកពួកគេដំណើរជំនួយដ៏ស្ងប់ស្ងាត់ត្រូវបញ្ចប់ត្រឹមនឹងហើយក្រុមដែលទទួលភ្ញៀវវាយជាក្រុមចោលប្លន់ទៅវិញដំណើរនេះគឺច្បាស់ជាជួបរឿងសួយតាំងពីដើមទីមកម្លេះគ្រូបង្ហាត់ប្រាប់ថាពួកវាមិនមែនជាចៅធម្មតាទេតែជាទាហានរត់ចៅជួពិតជាចៅអាជីពតែម្ដង អង្គរៈមុខញញឹមត្រៀមខ្លួនប្រយុទ្ធរួចរាល់ដោយគិតថាគេទាំងពីរអាចចាត់ការបញ្ហាតូចតាចនេះបានយ៉ាងងាយផែនការដ៏ឆ្លាតវៃរបស់កំឡោះយើងគឺអង្គុយលេងហើយបណ្ដោយឲ្យកូនឈ្នួលបញ្ចេញស្នាដៃឲ្យសមនឹងប្រាក់ខែពិតជាអ្នកគ្រប់គ្រងកម្ពុជាមែនអៀមកំពុងធ្វើមុខឌឺដោយត្រៀមធ្វើរឿងលីលាអ្វីមួយហើយគ្រូបង្ហាត់ក៏មិនទាន់ត្រៀមខ្លួនទប់ទល់ដែរហើយពេលនេះពួកគេត្រូវបានឡោមព័ទ្ធជាតិឆឹងតែម្ដងមែនហើយផែនការដែលទុកឲ្យពួកគេចាត់ការកំពុងតែមើលទៅមិនស៊ូស្រួលទេមេចៅប្លន់បាននិយាយឃ្លាដ៏សាមញ្ញគឺសម្លាប់ប្រុសហើយចាប់ស្រីធ្វើជាទាសករពិតជាថ្មីស្រឡាងមែនពួកម៉ាក់មេចៅក៏តែកំភ្លៀងកូនចៅខ្លួនឯងភ្លាមព្រោះតែនិយាយខុសសាច់រឿងអាប្អូននេះក៏ពុះព្យាយាមកែប្រែក្រុមចៅខ្លួនឲ្យទៅជាចៅមានសិលធម៌ជាមួយនឹងបេសកកម្មបែបក្រុមហ៊ុនត្រឹមត្រូវកូនចៅរបស់វាកំពុងតែបែកញើសជោគដោយព្យាយាមធ្វើតាមគោលការណ៍ក្រុមហ៊ុនដ៏ចម្លែករបស់វាមេចៅប្លន់កំពុងព្យាយាមធ្វើខ្លួនឲ្យមើលទៅក្លែកនោះដូចជាវីរៈបរិះ Robin Hood ជាជាងចៅធម្មតាវាបានងាកមកគំរាមពួកគេវិញដោយនិយាយថាវាហួសពេលក្នុងការស្ដាយក្រោយទៅហើយអាប្អូននេះពិតជាឆាប់ប្រែប្រួលអារម្មណ៍មែនវាយកលេសប្លន់ដើម្បីចិញ្ចឹមកូនចៅខណៈដែលពួកវាកំពុងតែបាញ់ប្រហារមកលើរទេះសេបាត់ទៅហើយមេចៅប្លន់នៅតែបន្តរៀបរាប់ពីអតីតកាលដ៏កំសត់របស់វាដើម្បីទាមទារការអាណិតអាសូរពីពួកគេអង្គរៈពាក់ម៉ាស់ស្ដាប់លេងយកតិចហើយក៏ស្ទុះទៅសម្ដៅក្បាលរបស់មេចៅប្លន់នោះភ្លាមតែម្ដងអង្គរៈមុខញញឹមលោតចេញមកស្រែកកុំឲ្យសម្លាប់ពួកវាដោយព្យាយាមបញ្ឈប់បញ្ហាដែលដៃគូខ្លួនទើបតែបង្កើតមេចៅអាចរងការវាយប្រហារបានយ៉ាងងាយដោយបញ្ជាក់ថាវាមិនមែនជាចៅកំពឹកកំពកដែលមានសាច់រឿងកំសត់ឡើយកូនចៅកំពុងតែភ័យស្លន់ស្លោយ៉ាងខ្លាំងពេលឃើញមេរបស់វាទើបតែត្រូវគេវាយខ្ទៀតកំឡោះយើងសួរថាហេតុអីបានជាពួកវាជ្រើសរើសប្រើហិង្សាខណៈដែលពួកចៅកំពុងស្រែកអំពីលទ្ធិបិសាចអង្គរៈទាំងពីរកំពុងតែបញ្ចេញស្នាដៃវាយបំបាក់ពួកចៅទាំងនោះយ៉ាងងាយស្រួលបំផុតអេមប្រាប់ពួកវាឲ្យនៅស្ងៀមហើយដូចជាគេកំពុងវាតម្លៃការងារជាជាងការទស្សនាឈុតវាយតបគ្នាយ៉ាងចឹងអង្គរៈពាក់ម៉ាស់ចាប់មុខមេចៅជាប់ដោយត្រៀមនឹងបញ្ជូនវាទៅឋាននរកហើយគេក៏បានវាមេចៅមួយដៃពេញទំហឹងធ្វើឲ្យវាហោះខ្ទាតចេញទៅឆ្ងាយអ៊ីមចាត់ទុកការវាយតបនេះថាជាការបញ្ចប់ផែនការរបស់គេកំឡោះយើងយកស្នាដៃដាក់ខ្លួនទាំងអស់តែម្ដងពេលវេលាក៏បានរំលងដល់យប់ព្រោះមើលទៅវាប្រើពេលប៉ុណ្ណឹងដើម្បីដោះស្រាយបញ្ហារួចរាល់មេចៅនៅរស់ទេព្រមទាំងកំពុងខឹងខ្លាំងណាស់វាច្បាស់ជាកំពុងលួចរៀបផែនការខណៈខ្លួនប្រានកំពុងគាំងដោយសារវេទមន្តលទ្ធិឈួតលីលានោះមែនហើយអង្គរៈពាក់ម៉ាស់បានទុកកដោបន្តិចបន្តួចឲ្យវាកំឡោះយើងកំពុងឈរពីលើមេចៅដែលគាំងខ្លួននោះដោយនិយាយឃ្លាសាមញ្ញថាទីបំផុតឯងដឹងខ្លួនហើយអ៊ីមហៅឈ្មោះពេញចៅនោះធ្វើឲ្យវាភ្ញាក់ផ្អើលយ៉ាងខ្លាំងកំឡោះយើងពិតជាបានត្រៀមខ្លួនទុកមុនមែនចៅសួរថាដឹងយ៉ាងម៉េចហើយអ៊ីមធ្វើខ្លួនលយដូចជាទើបតែចូលរកមើលក្នុង Google យ៉ាងឯងអញ្ចឹងកំឡោះយើងឆ្លើយថាគ្រាន់តែសួរកូនចៅវាប៉ុណ្ណោះហើយវាមិនជឿថាវាងាយស្រួលបែបនេះសោះការពិតគ្រូបង្ហាត់បានសុកប៉ាន់កូនចៅវាទាំងអស់ដោយឲ្យពោតស៊ីកូនចៅវាលក់ឧត្តមកតេត្រឹមតែចំណេញបន្តិចបន្តួចប៉ុណ្ណោះអ៊ីមចាប់ផ្ដើមអានប្រវត្តិកំសត់របស់វាដោយទំព័រ Wikipedia ធ្វើឲ្យអាចៅនោះគាំងតែម្ដងគាត់កំពុងទម្លាយរឿងទាំងអស់ពីរបៀបដែលបរិះនេះត្រូវកូនអ្នកធំធ្វើបាបនៅកន្លែងធ្វើការចាស់ទូឯងយើងគ្រាន់តែចាក់សាំងបន្ថែមយ៉ាងរំភើយពេលបញ្យល់ថាមេចៅខ្លាចជាអ្នករត់គេចខ្លួនយ៉ាងម៉េចមេចៅកំពុងចាប់ដើមក្តៅក្រហាយហើយសួរថាតើគាត់ចង់មានន័យយ៉ាងម៉េចឲ្យប្រកបអ៊ីមក៏បញ្ចេញស្នាមញញឹមរបៀបថាខ្ញុំកំពុងចង់ផ្ដល់ការងារឲ្យឯងធ្វើដល់ពេលត្រូវក្តោបក្តាប់ក្រុមហ៊ុនហើយទូឯងយើងអូសទានគេដោយសួរថាចង់ចូលរួមជាមួយក្រុមដ៏អាក្រក់របស់យើងទេដោយអ្នកជ្រើសរើសបុគ្គលិកដ៏ចំណានគាត់បញ្ចេញអំណាចក្នុងនាមជាសិស្សដោយនិយាយថាខ្ញុំជាមេការហើយខ្ញុំមានការងារមួយឲ្យឯងធ្វើអ៊ីមសន្យាលុបចៅទោសទាំងស្រុងនឹងឲ្យប្រាក់ខែពេញបើគាត់គ្រាន់តែបំពេញភារកិច្ចដ៏ងាយស្រួលមួយនេះក៏ប្រយុទ្ធសាស្ត្រវាយលុបផ្លូវចិត្តដោយរំលឹកមេចៅថាកូនចៅរបស់គេសុខចិត្តស្លាប់រស់ដើម្បីគេមេចៅពិតជាកំពុងពិចារណាបដូរការងារនេះមែនប្រហែលជាធុញទ្រាន់នឹងជីវិតជាចៅដែលគ្មានផលប្រយោជន៍មេចៅបានសួរសំណួរដ៏សំខាន់បំផុតថាហេតុអ្វីទុកចិត្តមនុស្សទៅជួបគ្នាក្រោយពេលគេបំរុងប្លន់ឯង
តួឯងយើងបញ្ចេញទឹកមុខញញឹមបែបខ្ញុំគិតគូរួចរាល់អស់ហើយគាត់បញ្យល់ពីទស្សនៈជ្រើសរើសបុគ្គលិកស្របពេលដែលគ្រូបង្វឹកកំពុងព្យាបាលពួកភ្លីភ្លើដែលលក់គាត់ដើម្បីដូរយកពោតគ្រូបង្វឹកសម្លឹងមើលបែបដឹងរឿងហាក់ដូចជានាងកំពុងចូលរួមក្នុងផែនការទាញយកបុគ្គលិកនេះដែរចំណុចចុងក្រោយរបស់ឯងកូនចៅគេល្ងងពេកមិនអាចបំរើមនុស្សអាក្រក់ពិតបានទេជាការសរសើរបែបចំអកមែនមេចរដកដង្ហើមធំឲ្យទទួលយកតួនាទីថ្មីជាកូនអុកផ្លូវការនៅក្នុងក្រុមបិសាចនេះតួឯងយើងចាប់ផ្ដើមហៅបុគ្គលិកថ្មីថាជាបងប្អូនរបស់ខ្លួនគាត់កំពុងបង្កើតបកពួកដ៏ធំមួយតែម្ដងអេមួយចេញទៅមុខរបៀបថាអ្វីៗលេចរូបរាងហើយផែនការស៊ីដេករបស់គាត់ពេលនេះត្រូវការរៀបចំរចនាសម្ព័ន្ធថ្មីផែនការដ៏ធំរបស់គាត់គឺបើកសាលារៀនមួយដែលជាភាសាលាក់កំបាំងសម្រាប់មជ្ឈមណ្ឌលលៀងខួរក្បាលក្មេងគាត់បញ្ជាក់ថាក្រុមនេះពូកែសម្រាប់ចោលខ្លាំងពេករហូតដល់ពួកគេអស់ឱកាសក្នុងការផ្សព្វផ្សាយឈ្មោះដោយសារគ្មានគ្រូថ្នាក់ទៀតក្មេងៗលេងចង់ចូលរួមជាមួយក្រុមដូចឪពុកម្ដាយគេហើយយុវវ័យជំនាន់ថ្មីកំពុងចោទជាសំណួរដែលធ្វើឲ្យប្រជាប្រិយភាពរបស់ក្រុមធ្លាក់ចុះដល់ពេលអប់រំឡើងវិញហើយដំណោះស្រាយគឺបង្កើតសាលាមួយដែលពួកគេនឹងរៀនអានរៀនសរសេរនិងរៀនធ្វើជាសមាជិកក្រុមដ៏ល្អមួយជាផែនការវែងឆ្ងាយដើម្បីលេងខួរក្បាលយុវជននិងធានារក្សាសមាជិកពេលអនាគតនេះជាការគ្រប់គ្រងបុគ្គលិកដ៏កាចសាហាវតួឯងយើងកំពុងពិនិត្យមើលសំណើអាជីវកម្មខ្លួនដោយខ្លាចជាទីប្រឹក្សាផ្លូវការរបស់ក្រុមលោកតាចិត្តអាក្រក់បានយល់ព្រមផ្លូវការលើសំណើសាលារៀននេះបទបង្ហាញរបស់កូនជាងគឺទទួលបានជោគជ័យតួឯងយើងកំពុងអួតខ្លួនឯងរួចក៏បដិសេធភ្លាមៗថាភាពល្អឥតខ្ចោះក្នុងការងារមិនមែនជាឥទ្ធិពលភាពគត់លីលាទេប៉ុន្តែមេធំមិនទាន់បញ្ចប់ការវិតម្លៃទេដោយចង្អុលបង្ហាញពីព័ត៌មានលម្អិតមួយនៅក្នុងសំណើនោះលោកតាសួរថាតើកម្មវិធីសិក្សានេះមានអ្វីក្រៅពីការឃោសនានិងការលាងខួរក្បាលដែរទេអ៊ីមឆ្លើយតបថាចាំបន្តិចវានៅមានទៀតគាត់ត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញដំណាក់កាលបន្ទាប់នៃសាលារបស់គាត់គំនិតដ៏អស្ចារ្យរបស់គាត់គឺបដូរឈ្មោះក្បាច់គុណជាការអប់រំកាយបុរសនេះកំពុងប្រែក្លាយក្រុងបិសាចឲ្យទៅជាសាលារៀនតែម្ដងលោកតាមានការសង្ស័យភ្លាមៗដោយសួរថាតើគេពិតជាចង់បង្រៀនវិជ្ជាបិសាចដល់ក្មេងៗមែនទេបរិសុទ្ធចំណាស់បញ្ជាក់ថាការផ្ដល់ធម៌ពលបិសាចដល់ក្មេងៗដោយគ្មានការយល់ដឹងត្រឹមត្រូវគឺជាចំណុចចាប់ផ្ដើមនៃក្តីវិនាសតួឯងយើងបញ្ជាក់ប្រាប់ភ្លាមៗដោយព្យាយាមលួងលោមមេធំមុនពេលគាត់បោះបង់ផែនការនេះចោលទាំងស្រុងគាត់បញ្យល់ថាពួកគេនឹងរៀនត្រឹមក្បាច់គុណមូលដ្ឋានប៉ុណ្ណោះមិនមែនក្បាច់ស្រូបរលឹងទេវាជាកម្រិតក្មេងលេងលោកតាក៏បញ្ចេញស្នាមញញឹមបន្តិចដោយលង់ជឿទាំងស្រុងលើគំនិតមណ្ឌលថែទាំក្មេងនេះបរិសុទ្ធចំណាស់លាន់មាត់ភ្លាមថាអញ្ចឹងយើងកំពុងបង្កើតកងទ័ពក្មេងហើយតានេះពិតជាលឿនខ្លាំងមែនតួឯងយើងត្រូវបញ្យល់សារជាថ្មីថាវាគ្រាន់តែជាការផ្ដើមអនុវត្តគម្រោងសិស្សបិសាចប៉ុណ្ណោះគាត់កំពុងលើកឡើងពីការលាងខួរក្បាលរយៈពេលវែងដើម្បីប្រែក្លាយក្មេងទាំងនេះជាសមាជិកក្រុមថ្ងៃមុខបរិសុទ្ធម្នាក់នេះពិតជាប្រកែកខាងនឹងមែនហើយគាត់ថែមទាំងមានបុគ្គលិករួចរាល់ទៀតផងគឺជាក្រុមចៅដែលគាត់ទើបតែបង្ខំឲ្យចូលរួមក្នុងគម្រោងថ្មីនេះអ៊ីមពន្យល់ថាពួកចៅគឺស័ក្តិសមបំផុតព្រោះការវឹកហាត់របស់ពួកគេគ្មានផលប៉ះពាល់ស្មារតីទេលោកតាកំពុងអង្អែលពុកចង្ការដោយយល់ព្រមទាំងស្រុងក្នុងការប្រើអតីតចៅធ្វើជាគ្រូបង្រៀនក្មេងមេធំសរសើរគាត់មួយម៉ាត់ទៀតហើយផែនការស៊ីដេករបស់តួឯងយើងនៅតែបន្តទទួលបានជោគជ័យលើការរំពឹងទុកជារង្វាន់បរិសុទ្ធចំណាស់បានផ្ដល់សិទ្ធិឲ្យគាត់ដាក់ឈ្មោះសាលារៀនដ៏អាក្រក់នេះតួឯងយើងត្រូវគេទម្លាក់សម្ពាធដោយព្យាយាមរកនឹកឈ្មោះថ្មីមួយសម្រាប់មជ្ឈមណ្ឌលលៀងខួរក្បាលក្មេងរបស់ខ្លួនតួឯងយើងបញ្យល់ថាគំនិតដ៏អស្ចារ្យរបស់គេគ្រាន់តែជាក្លឹបតៃកុនដូដែលគេចម្លងពីជីវិតចាស់ប៉ុណ្ណោះគាត់កំពុងនឹកស្រមៃទៅដល់អតីតកាលដ៏រុងរឿងប្រហែលជាពេលចុងក្រោយដែលគាត់មិនទាន់ក្លាយជាទាសករការងារគាត់កំពុងអូសទាញគំនិតកងទ័ពក្មេងនេះដោយស្នាមញញឹមដ៏ស្រស់ស្រាយសម្រាប់ក្មេងៗពិតជាឈួតមែនហើយឈ្មោះដែលគាត់ជ្រើសរើសគឺសាលាតេក្វាន់ដូបរិសុទ្ធម្នាក់នេះពិតជាគ្មានគំនិតច្នៃប្រឌិតសោះតែម្ដងគាត់ហត់នឿយខ្លាំងពីការធ្វើដំណើរបេសកកម្មរហូតផ្ដួលខ្លួនដេកលើគ្រែទាំងសម្លៀកបំពាក់នៅជាប់ខ្លួនគ្រូបង្វឹកព្យាយាមដាស់តឿនពីអនាម័យផ្ទាល់ខ្លួនប៉ុន្តែតួឯងយើងហត់ខ្លាំងពេកសូម្បីតែកម្រើកខ្លួនក៏មិនរួចដែរនាងពិតជាលេងគាត់មែនប្រហែលជាដឹងថាគាត់ចិត្តនឹងឈួតបាត់ទៅហើយបើនាងនៅតែសង្កត់កទីបំផុតតួឯងយើងបានគេមកតិចហើយយល់សពឃើញថ្ងៃបញ្ចប់ការងារដ៏គួរឲ្យខ្លាចរបស់គេហើយប្រកាសណាស់គំនិតដំបូងរបស់គេគឺនឹកដល់មិត្តលេងថ្មីឈ្មោះសៀណាជីវិតអ្នកតាមញ៉ែមិនចេះចប់ទេគេកំពុងរត់តាមច្រករបៀងទាំងកាន់កាដូរួចជាស្រេចដើម្បីលួងចិត្តក្មេងស្រីដែលគេទើបនឹងបោះបង់ចោលកាលពីមុនអ៊ីមទាញកាដូដែលគេខំទិញឲ្យសេណាចេញមកបេសកកម្មតាមលួងចិត្តគឺចាប់ផ្ដើមម្ដងទៀតហើយតួឯងយើងគ្រាន់តែសង្ឃឹមថាមិត្តលេងថ្មីរបស់គេនឹងមិនសូវអន់ចិត្តខ្លាំងពេលដែលគេបាត់មុខនោះទេអាឡិននេះពិតជាវង្វេងមែនហើយពេលវេលាដ៏ស្ងប់ស្ងាត់របស់គេត្រូវរំខានភ្លាមៗដោយនាងចាឈួតម្នាក់នៅក្នុងបន្ទប់គេងរបស់គេប្រូយើងកំពុងបែកញើសប៉ុនគ្រាប់ពោតឆ្ងល់ថាយប់ថ្មនេះហើយមិនបានជាមានមិត្តរួមការងារមកឈរក្នុងបន្ទប់គេអញ្ចឹងអូយចប់ហើយគឺអាបងប្រុសប្រកែសង្ស័យដែលស្ទើរតែយកចង្កឹះចាក់គេឲ្យធ្លុះដោយប្រហាត់អាំងទៅហើយអាបងពូកែសង្ស័យប្រាប់ថាគេលួចចូលមកផុតភ្លេចអ្នកយាមប៉ុន្តែតួឯងយើងដឹងច្បាស់ថាអ្នកយាមទាំងនោះគ្រាន់តែជាចារកម្មរបស់អាមនុស្សឈួតនេះប៉ុណ្ណោះគេឲ្យមើលចិត្តខុសធម្មតាហើយប្រាប់ថាមេធំមានមោទនភាពចំពោះគេខ្លាំងណាស់ដែលស្ដាប់ទៅដូចជាការគំរាមកំហែងអញ្ចឹងពេលចេញពីមាត់អាមនុស្សម្នាក់នេះអ៊ីលមឹងភ្លាមថាអាមនុស្សឈួតនេះគ្រាន់តែចំណែននឹងភាពជោគជ័យក្នុងការងាររបស់គេហើយមកទីនេះដើម្បីរអ៊ូទាន់ប៉ុណ្ណោះអាបងសង្ស័យនេះកាន់តែខឹងហើយអាចនឹងសម្លាប់គេគ្រប់ពេលចំណែកឯប្រុសយើងក៏ចាប់ផ្ដើមមើលឃើញសញ្ញាគ្រោះថ្នាក់ដែរក្នុងពេលកំពុងស្លន់ស្លោអ៊ីលក៏ហុចកាដូនោះទៅឲ្យគេដោយសង្ឃឹមថាវាអាចបង្វែរចំណាប់អារម្មណ៍អាមនុស្សឈួតនេះបានអាបងសង្ស័យបនិតមើលកាដូនោះហាក់បីដូចជាវាជាគ្រាប់បែកអញ្ចឹងដោយគេកំពុងគិតច្រើនពេកពីសកម្មភាពមួយនេះគេបើកប្រហុកនោះឃើញស្នៀតសក់ក៏សួរភ្លាមថាតើតួឯងយើងកំពុងតែតាមញ៉ៃស្រីណាឬយ៉ាងម៉េចក្លិនអាក្រក់របស់អាមនុស្សឈួតនេះហុយឡើងពេញបន្ទប់ស្របពេលគេនិយាយសរសើរឌឺដងពីភាពឆ្លាតវៃរបស់អ៊ីលម៉ាច់យកទៀតហើយតួឯងយើង
គេចាប់ផ្ដើមត្អូញត្អែអាណត្តិខ្លួនឯងថាខ្លួនគ្មានសមត្ថភាពហើយចង់តែស្លាប់ទេតែអាមនុស្សឈួតនេះស្រាប់តែបដូរចិត្តពីចង់សម្លាប់ខ្លួនមកជាចង់សម្លាប់មនុស្សវិញដោយសម្រេចចិត្តថានឹងសម្លាប់អ្នកគ្រប់គ្នាទាំងអស់តែម្ដងនេះហើយអារម្មណ៍ប្រែប្រួលលឿនប្រុសយើងចាប់គេជាប់ព្យាយាមនិយាយបញ្ចុះបញ្ចូលឲ្យគេបោះបង់គំនិតសម្លាប់មនុស្សចោលដូចជាអ្នកចរចារំដោះចំណាប់ខ្មាំងអញ្ចឹងអ៊ីលមចាក់បណ្ដោយដោយប្រាប់ថាឯងគឺជាមនុស្សទី2ហើយដែលខ្ញុំគោរពដែលនេះជាការប្រថុយប្រឋានដ៏ធំមួយពិតមែនខួរក្បាលរបស់អាបងសង្ស័យគឺកាំងលេងដើរតែម្ដងដោយសារចំហមាត់ដោយការសរសើរបែបចម្លែកនេះតួឯកយើងក៏ចាប់ផ្ដើមធ្វើបទបង្ហាញយ៉ាងក្បោះក្បាយថាហេតុអីបានជាអាមនុស្សឈួតនេះជាកម្លាំងចិត្តរបស់គេភូតកុហកភ្នែកស្រស់ដោយប្រាប់ការស្នៀតសក់នេះគឺសម្រាប់នារីម្នាក់ដែលគិតថាមនុស្សប្រុសដូចជាអាបងសង្ស័យនេះមានមុនស្នេហ៍អាបងសង្ស័យតក់ស្លុតយ៉ាងខ្លាំងហើយសួរថាតើតួឯកយើងគ្រាន់តែនិយាយលេងឬយ៉ាងណាត្រូវហើយគេមិនធ្លាប់មានអ្នកណាមកនិយាយសរសើររបៀបនេះពីមុនមកទេអ៊ីលមិនថែមមួយម៉ាត់ទៀតដោយប្រាប់ថាសូម្បីតែលោកតាឈួតក៏ធ្លាប់សរសើរគេដែរការកុហកមួយនេះកាន់តែរីកធំឡើងហើយក៏កាន់តែគ្រោះថ្នាក់ដែរប្រុសយើងក៏រំលឹកអតីតកាលដោយប្រាប់ថាមេធំតែងតែស្ដីបន្ទោសគេជានិច្ចដែលគេមិនចេះធ្វើចរិតកាយសហឲ្យបានគ្រប់គ្រាន់ហើយអ្វីដែលសំខាន់នោះលោកតាឈួតថែមទាំងប្រាប់គេឲ្យរៀនតាមអាបងសង្ស័យនេះទៀតផងនេះគឺជាកម្ពុជានៃសិល្បៈបញ្ចោយកចិត្តតែម្ដងហើយឥឡូវនេះគេកំពុងអួតសរសើរពីជំនាញធ្វើឃាតរបស់មនុស្សឈួតនេះដោយប្រាប់ថាអ្នកគ្រប់គ្នាមានអារម្មណ៍សុវត្ថិភាពពេលមានគេនៅក្បែរទឹកមុខអាបងសង្ស័យប្រែពីចង់សម្លាប់គេទៅជាចង់ស្ដាប់គេនិយាយបន្តទៀតអាមនុស្សឈួតនេះពិតជាលងនឹងពាក្យបញ្ចោនេះមែនប្រុសយើងចាប់ផ្ដើមបែកញើសភ្លាមៗដែលដឹងថាការកុហករបស់គេហាក់ដូចជាមានប្រសិទ្ធភាពជ្រុលបន្តិចហើយអាបងសង្ស័យក៏ទាញអាវុធដាក់គេភ្លាមៗតែម្ដងកបធូមិនថយភាពតានតឹងត្រូវបរាជ័យប្រុសយើងទើបតែដុតកំហឹងគេម្ដងទៀតអ៊ីនកំពុងភ័យស្លន់ស្លោដល់កម្រិតខណៈពេលល្មានរបស់ម្យ៉ាងធ្លាក់ទៅលើឥដ្ឋគេគិតថាខ្លួនឯងត្រូវស្លាប់ហើយតែវាគ្រាន់តែជាស្នៀតសក់ប៉ុណ្ណោះអាមនុស្សឈួតនោះបានធ្វើឲ្យកដោធ្លាក់ហើយតួឯកយើងកំពុងតែតាំងស្មារតីវិញដែលខ្លួននៅរស់អាបងសង្ស័យដកដាវរបស់គេចេញមកដើម្បីបង្ហាញក្បាច់ដាវដែលជាភាសារបស់មនុស្សឈួតមានន័យថាថ្ងៃនេះខ្ញុំមិនសម្លាប់ឯងទេគេប្រាប់តួឯកយើងឲ្យពិចារណាពីជំនាញដាវរបស់ខ្លួនឯងឡើងវិញដែលនេះគឺជាពាក្យប្រមាថប្រយោលដ៏ចាក់ដោតបំផុតដែលខ្ញុំធ្លាប់បានឮមកអាមនុស្សឈួតនេះនិយាយថាគេមានពេលវេលាដ៏រីករាយដែលវាជាពាក្យពេចន៍មិនសមសោះសម្រាប់ពណ៌នាពីហេតុការណ៍ស្ទើរតែមានមនុស្សស្លាប់នេះអ៊ីមអនក្បាលគ្រប់ខណៈពេលដែលបងសង្ស័យសន្យាថានឹងមកលេងញឹកញាប់តែជាការផ្លាស់ប្ដូររឿងនេះទៅជាបញ្ហាអ្នកតាមដានដ៏គួរឲ្យខ្លាចជាផ្លូវការប្រុសយើងនៅតែបែកញើសដោយដឹងថាពាក្យភូតកុហកបែបការងាររបស់គេទៅតែបង្កើតបានមិត្តសម្លាញ់ថ្មីដ៏គ្រោះថ្នាក់ម្នាក់តួឯកយើងដើរចេញទៅដោយសារភាពថាគេត្រូវទៅផ្លាស់ខោតំណប់ចេញហើយមើលទៅប្រហែលជាលិចនោមដាក់ខោមែនហើយសាច់រឿងក៏លោតទៅថ្ងៃបន្ទាប់ដោយសារប្រុសយើងត្រូវការពេលមួយយប់ពេញដើម្បីរងាប់អារម្មណ៍ពីសុបិនអាក្រក់នៃមិត្តរួមការងារម្នាក់នេះអ៊ីមប្រាប់ថាគេចង់ដើរលេងបន្តិចប៉ុន្តែយើងទាំងអស់គ្នាដឹងច្បាស់ថាគេចង់ទៅណាការគិតក្នុងចិត្តរបស់គេបានបញ្ជាក់យ៉ាងច្បាស់ទីបំផុតគេកំពុងតែជួបសៀណាហើយអាជីពមើលក្មេងលេងលាក់មុខក៏ត្រឡប់មកវិញប្រុសយើងបានខាត់ក្មេងស្រីម្នាក់មិនឲ្យចេញទៅហើយអ្នកក៏ដឹងដែរថាគេរៀបនឹងហុចកាដូដែលគេស្ទើរតែបាត់បង់ជីវិតដើម្បីវានោះទៅឲ្យនាងហើយមានបញ្ជាការដល់កែសាហាវបានមករាំងផ្លូវរបស់គេដោយប្រាប់ថាដល់ម៉ោងវឹកហាត់ការងារបន្ថែមទៀតហើយផែនការទៅមើលក្មេងរបស់តួឯកយើងត្រូវបានលុបចោលជាផ្លូវការតែម្ដងប្រុសយើងកំពុងស្រែកលោឡាក្នុងចិត្តព្យាយាមគិតថាហេតុអ្វីបានជាមេបញ្ជាការចិត្តព្រៃផ្សៃម្នាក់នេះមកឈររាំងផ្លូវបេសកកម្មតាមញ៉ារបស់គេទៅវិញនាងប្រាប់គេថាភាពរីកចម្រើនរបស់ឯងគឺជាអត្ថប្រយោជន៍របស់នាងខណៈពេលដែលគេគ្រាន់តែចង់គេចពីការងារដើម្បីទៅជួបក្មេងស្រីម្នាក់សោះមេបញ្ជាការកាយសាហាវនេះបានគៀបសង្កត់គេដោយសួរចំថាតើមានហេតុផលអ្វីផ្សេងទៀតដែលគេកំពុងព្យាយាមគេចចេញពីការវឹកហាត់ដែរឬទេប្រុសយើងកំពុងបែកញើសខិតខំប្រឌិតរឿងកុហកឲ្យមើលទៅសមហេតុផលភ្លាមៗនៅនឹងកន្លែងសម្ពាធគឺធ្ងន់ធ្ងរខ្លាំងណាស់គេក៏ព្រមចោះចាញ់ភ្លាមៗតែម្ដងដោយយកលេសថាខ្លួនហូបឆ្អែតពេកទើបធ្វើឲ្យងួយគេងកំឡោះតាមញ៉ែរបស់យើងបានលួចសុំទោសសៀនណានៅក្នុងចិត្តរបស់គេប្រុសយើងនៅតែបន្តសុំទោសនាងនៅក្នុងចិត្តដោយសន្យាថានឹងលួងនាងវិញសម្រាប់ថ្ងៃណាត់ជួបដែលបានបរាជ័យនៅថ្ងៃឯកគេได้ចេញទៅទាំងមានស្នៀកសក់នៅជាប់លើក្បាលនៅឡើយដែលវាជារង្វាន់ដ៏គួរឲ្យសោកស្ដាយចេញពីបេសកកម្មតាមញ៉ែដ៏បរាជ័យរបស់គេហើយគាត់ក៏ត្រឡប់មកអង្គុយនៅតុធ្វើការវិញបន្តខំប្រឹងធ្វើការងាររដ្ឋបាលដ៏គួរឲ្យធុញទ្រាន់ឲ្យពួកលទ្ធិទៀតគាត់កំពុងញីភ្នែកហត់នឿយខ្លាំងណាស់ទៅហើយដោយសារវប្បធម៌ការងារពេញ24ម៉ោងរបស់លទ្ធិនេះមេបញ្ជាការសួរថាគាត់ងងុយដេកដោយសារញ៉ាំឆ្អែតពេកមែនទេហើយគាត់ក៏ចេះតែឆ្លើយយល់ព្រមដើម្បីកុំឲ្យពិបាកបញ្យល់ពីរឿងមិត្តរួមការងារដ៏ឈួតលាលារបស់គាត់នេះសម្លឹងមើលគាត់ក្នុងន័យថាដឹងថាគាត់កំពុងកុហកប៉ុន្តែគាត់មិនចង់រីកាប្រាប់ផ្នែកធនធានមនុស្សពីរឿងមិត្តរួមការងារដែលកំពុងតែលប់សតិម្នាក់នោះទេគាត់ព្យាយាមលួចចេញក្រៅដើម្បីស្រុកចលអាកាសប៉ុន្តែនាងបែរជាប្រាប់ថានាងនឹងរងចាំដែលធ្វើឲ្យផែនការរត់គេចរបស់គាត់ត្រូវរលាយសូន្យយ៉ាងណាក៏ដោយគាត់នៅតែប្រឹងរត់គេចចេញព្រោះសុខភាពផ្លូវចិត្តរបស់គាត់សំខាន់ជាងការងារឯកសាររបស់លទ្ធិនេះគាត់ចាប់ផ្ដើមព្រួយបារម្ភថាអ្នកតាមដានដ៏ឈ្គូលីលាម្នាក់នេះនឹងមកតាមរំខានគាត់រយប់មិនខានគាត់កំពុងត្អូញត្អែថាមិត្តភក្តិដ៏ឈ្គូលលីលារបស់គាត់មិនខ្វល់ពីពេលវេលាគេយកកម្លាំងរបស់គាត់សោះឡើយគាត់នៅតែពាក់គៀបសក់នោះដែលជាអនុស្សាវរីយ៍ដ៏ក្រៀមក្រំនៃការព្យាយាមយកចិត្តដែលបរាជ័យរបស់គាត់កំពុងតែរអ៊ូថានឹកចង់ជួបស៊ីអាណាស្រាប់តែដើរបុកនាងតែម្ដងនិយាយដើមភ្លាមម្ដងផ្លេតមានគេចាប់ដៃគាត់ហើយពេលនេះការដើរខូចចិត្តតាមច្រករបៀងដ៏ស្ងាត់ជ្រងំរបស់គាត់ត្រូវបានបញ្ចប់ហើយគឺស៊ីអាណាប៉ុន្តែដូចជាមានអ្វីម្យ៉ាងខុសប្រក្រតីគាត់កំពុងឆ្ងល់ថាហេតុអ្វីបានជានាងមើលទៅដូចជាទើបតែដើរចេញពីរឿងខ្មោចបែបនេះស៊ីអាណាសម្លឹងមកគាត់ទាំងកែវភ្នែកគ្មានវិញ្ញាណធ្វើឲ្យគាត់ចាប់ផ្ដើមភ័យខ្លាចស្ថានភាពពេលនេះគឺមិនស្រួលទាល់តែសោះគាត់ព្យាយាមធ្វើធម្មតាដោយសួរថានាងរកគាត់ឃើញដល់របៀបណាហាក់ដូចជាគាត់មិនមែនកំពុងប្រឈមមុខនឹងក្មេងស្រីដែលតាមដានគាត់អញ្ចឹងគាត់ព្យាយាមធ្វើខ្លួនជាអាណាព្យាបាលដោយសួរថាតើម្ដាយរបស់នាងដឹងថានាងចេញមកក្រៅឬអត់គួរតែមើលកលៈទេសៈផងនាងក៏ចាប់បោចគាត់យ៉ាងខ្លាំងភ្លាមតែម្ដង
ភាពគួរឲ្យស្រឡាញ់ត្រូវបានបញ្ចប់ហើយនាងសួរគាត់ថាហេតុអីបានជាបោះបោនាងចោលព្រមទាំងមានពលឺចេញពីភ្នែករបស់នាងទៀតផង យើងមានក្មេងឥតកម្រិត5ម្នាក់ហើយគាត់ព្យាយាមបញ្យល់ថាមេបញ្ជាការមិនឲ្យគាត់ចេញក្រៅប៉ុន្តែលេសនេះហាក់ដូចជាមិនសូវសមទាល់តែសោះ ស៊ីយ៉ាណាមិនខ្វល់ស្ដាប់សោះឡើយពាក្យបដិសេធស្នាប់ទៅពិតជាប្លែកពេលដែលវាចេញពីមាត់ក្មេងដ៏ឈួតលីលាម្នាក់នេះ នាងក៏បដូរចរិតភ្លាមៗដោយប្រាប់ថាវាមិនមែនជាកំហុសរបស់គាត់ទេដែលនេះគឺជាសញ្ញានៃការបោកបញ្ឆោតកម្រិតកម្ពុជា នាងកំពុងរកហេតុផលថាមកពីគាត់ជាមនុស្សសំខាន់ទើបបាត់មុខបែបនេះការគិតរបស់ក្មេងនេះត្រូវលទ្ធិលៀងខួរអស់ហើយពីនេះនាងកំពុងតែសង្កាត់ពីលើគាត់ត្រៀមអូសគាត់ទៅកន្លែងណាមួយ ការងារមើលក្មេងរបស់គាត់ទៅតែខ្លាចជាការចាប់ចម្រិតទៅហើយស៊ីអាណាប្រាប់គាត់ថាគាត់ត្រូវតែទៅផ្ទះរបស់នាងដែលស្ដាប់ទៅដូចជាផែនការចាប់ចម្រិតយ៉ាងចឹង គាត់ព្យាយាមលួងលោមនាងប៉ុន្តែនាងកំពុងស្ថិតនៅក្នុងសភាពឈួតលីលាទាំងស្រុងដោយហៅគាត់ថាបងប្រុសព្រមទាំងចាប់ទាញមុខរបស់គាត់ទៀតផង ទីបំផុតអ៊ីមកគាត់ចាប់ផ្ដើមយល់រឿងគ្រប់យ៉ាងដោយដឹងថាក្មេងនេះមិនមែនជាមិត្តលេងដ៏គួរឲ្យស្រឡាញ់ដោយដែលគាត់ធ្លាប់គិតនោះទេ ហើយក៏ចេញមកច្បាស់តែម្ដងក្មេងស្រីដ៏គួរឲ្យស្រឡាញ់គឺជាសមាជិកលទ្ធិដ៏ឈួតលីលាគាត់លងស្រឡាញ់ក្មេងស្រីយ៉ាន់ដេរ៉េបាត់ទៅហើយ ភ្លាមៗនោះគាត់ក៏ត្រូវដួលទៅលើឥដ្ឋដោយត្រូវក្មេងស្រីដ៏ឈួតលីលានេះគ្រប់គ្រងបានទាំងស្រុង មេបញ្ជាការដើរចូលមកឃើញរឿងដ៏គួរឲ្យឈឺក្បាលនេះដោយឃើញគាត់កំពុងត្រូវអ្នកតាមដានថ្មីសង្កត់ពីលើ នាងសួរថាតើមានរឿងឈួតយកអីកាត់ឡើងហើយមើលទៅនាងច្បាស់ជាស្ដាយក្រោយដែលបណ្ដោយឲ្យគាត់ចេញមកស្រូបខ្យល់អាកាសមិនខាន គាត់មិនអាចធ្វើអ្វីបានសោះខណៈពេលដែលមេបញ្ជាការកំពុងព្យាយាមសង្កេតមើលថាតើក្មេងឈួតលីលាម្នាក់នេះជានរណា ស៊ីអាណាជ្រើសរើសប្រើហិង្សាភ្លាមៗដោយវាយប្រហារមេបញ្ជាការដែលមករំខានពេលវេលាដ៏មានក្តីសុខរបស់នាង ក្មេងស្រីដ៏ឈួតលីលានោះស្រែកថាមេបញ្ជាការកំពុងមករារាំងភ្លើងបងប្រុសរបស់នាងចរិតយ៉ាន់ដេរ៉េគឺចេញមកច្បាស់តែម្ដងហីមេបញ្ជាការមិនខ្វល់ឡើយដោយគម្រាមកំចាត់ក្មេងស្រីឈួតលីលានេះចោលដែលហ៊ានមករំខានការងាររបស់នាង នាងនឹងថានេះមិនមែនជាការខឹងរករឿងធម្មតានោះទេក្មេងនេះច្បាស់ជាមានវិញ្ញាណអាក្រក់ចូលសន្ធិដ្ឋជាមិនខាន គាត់ប្រញាប់ចេញមកការពារយ៉ាន់ដេរ៉េដែលទើបតែប៉ុនប៉ងចាប់ចម្រិតគាត់ចរិតលងស្រឡាញ់របស់គាត់ពិតជាខ្លាំងមែន គាត់នឹងវល់នាងឲ្យគ្រាន់តែចាប់ចងក្មេងនេះបានហើយដោយធ្វើជាមេធាវីការពារអ្នកតាមដានដ៏ឈួតលីលារបស់គាត់មេបញ្ជាការបញ្ចេញធម្មពលដោយបដូរពីការសម្លាប់មកត្រឹមតែការចាប់ខ្លួនដោយមិនប្រាធ័ក្តៅវិញ នេះចាប់ផ្ដើមវាយប្រហារហើយយើងក៏ឃើញមានឈុតប្រយុទ្ធគ្នាយ៉ាងកក្រោកនៅកណ្ដាលច្រករបៀងនេះតែម្ដង យ៉ាន់ដេរ៉េត្រូវមួយដៃឲ្យដួលទៅលើដេកទាំងស្រែកយំមើលទៅការដោះស្រាយបញ្ហារបស់មេបញ្ជាការហាក់ដូចជាមានប្រសិទ្ធភាពណាស់មេបញ្ជាការមកពិនិត្យមើលគាត់ប៉ុន្តែគាត់នៅតែបារម្ភពីក្មេងឈួតនោះគាត់ពិតជាមិនដឹងថាអ្វីគួរឲ្យអតិភិបជាងសោះ នេះបញ្យល់ថានាងគ្រាន់តែប្រើវេទមន្តបង្កក់ក្មេងនេះមួយរយៈសិនទេប៉ុន្តែវាបានតែមួយផ្លែប៉ុណ្ណោះ ភ្លាមនោះយ៉ាន់ដេរ៉េក៏ដឹងខ្លួនឡើងវិញហើយវាយប្រហារពួកគេទាំងពីរការបង្កក់ត្រូវបានបញ្ចប់ហើយ គាត់រងការវាយប្រហារនេះដោយនៅតែព្យាយាមធ្វើជាអ្នកសម្រុះសម្រួលរវាងអ្នកតាមដានដោយឈួតលីលានិងមេដកាយសាហាវរបស់គាត់ យ៉ាន់ដេរ៉េខឹងយ៉ាងខ្លាំងដែលគាត់ចេញមុខការពារមេបញ្ជាការដោយសួរថាហេតុអ្វីបានជាគាត់មករារាំងផ្លូវរបស់នាងបែបនេះនាងឈួតលីលាទាំងស្រុងដោយស្រែកថាគាត់កំពុងរារាំងនាងមិនឲ្យសម្លាប់អ្នកដែលមករំខានពួកគេក្មេងឈួតនោះទាញសេចក្តីសន្និដ្ឋានភ្លាមដោយសួរថាគាត់មានទំនាក់ទំនងស្នេហាជាមួយមេបញ្ជាការមែនទេដៃរបស់ស៊ីណាចាប់ផ្ដើមបញ្ចេញពលឺហើយអ្នកក៏ដឹងថានាងត្រៀមប្រើហិង្សាដោយសារតែរឿងស្នេហាត្រីកោណនេះហើយ ភ្នែករបស់នាងបញ្ជាក់ច្បាស់ថាបើនាងមិនបានគាត់ទេអ្នកផ្សេងក៏កុំសង្ឃឹមគាត់លងស្នេហ៍រហូតដល់យកខ្លួនទៅបដូរនឹងសេចក្តីស្លាប់ផែនការដ៏ឆ្លាតវៃរបស់អ៊ីលក្នុងការសម្រួលស្ថានភាពគឺស្ទុះទៅអោបក្មេងស្រីដ៏ឈួតលីលានោះនេះជាគំនិតដ៏ឆ្លាតវៃឬក៏ជាការធ្វើអត្តឃាតគាត់កំពុងសំទោសដែលបាត់មុខកន្លងមកដែលព្យាយាមលួងលោមនាងហាក់ដូចជានាងមិនមានវិញ្ញាណអាក្រក់ជួសន្ធិដ្ឋអញ្ចឹង គាត់បញ្យល់ថាគាត់ជាប់បំពេញបេសកកម្មសម្ងាត់ប៉ុន្តែស៊ីអាណានៅតែសម្លឹងមើលគាត់ហាក់ដូចជាចង់កាច់កគាត់យ៉ាងចឹងកំឡោះយើងនៅតែបន្តពីកលកាយដែលសំទោសចំពោះបញ្ហាផ្លូវចិត្តរបស់នាងលោកអើយនាងកំពុងតែព្យាយាមសម្លាប់គេតាយ៉ាន់ដេរ៉េបញ្យល់ថានាងទៅជាកាយសាហាវព្រោះមិនចង់ឲ្យពេលវេលារបស់ពួកគេត្រូវគេរំខាននេះជាកម្រិតតោងទីមដ៏ហួសហេតុនាងសួរគាត់ទាំងសំទោសថាតើពេលនេះឯងស្អប់ខ្ញុំទេចំណែកគ្រូបង្វឹកកំពុងតែឈរមើលមហន្តរាយនេះកើតឡើងគ្រូបង្វឹកឆ្លៃទៅទាំងមុខស្ងួតប្រហែលជាគិតថានេះជារឿងភាគឈួតលីលាបំផុតដែលនាងធ្លាប់ឃើញហើយស្រាប់តែយ៉ាន់ដេរ៉េត្រឡប់មកយំវិញធ្វើខ្លួនដូចជាជនរងគ្រោះបន្ទាប់ពីខឹងចង់សម្លាប់គេមិញនេះ នាងអោបគាត់សុំទោសពីរបួសនោះខណៈកំឡោះយើងថាមិនអីទេកម្រិតលងស្នេហ៍របស់គេគឺដល់ដំណាក់កាលធ្ងន់ធ្ងរហើយ គ្រូបង្វឹកទម្លាយរឿងធំមួយដោយសួរថាតើគេស្និទ្ធស្នាលជាមួយគ្រួសារមេធំតាំងពីពេលណាមកច្បាស់ការហើយពេលនេះក្មេងស្រីវិកលចរិតនេះគឺជាចៅស្រីតែមួយគត់របស់លោកតាវិកលចរិតកំឡោះយើងលងស្នេហ៍គុំស្រីរបស់មេធំទៅហើយគ្រូបង្វឹកស្ដីបន្ទោសគេដែលមិនដឹងអីសោះពីប្រពៃណីគ្រួសារមួយនេះរឿងនេះកំពុងតែប្រែជាចម្លែកមិនខានកំឡោះយើងឈរឲ្យព្រះនាងយ៉ាន់ដេរ៉េអូបខណៈដែលខួរក្បាលរបស់គេកំពុងតែព្យាយាមគិតពីព័ត៌មានថ្មីនេះ ហើយយើងឃើញស្ត្រីស៊ីវិល័យម្នាក់ម្ដងក្រោមដំណាក់ទឹកភ្លៀងអ្នកដឹងស្រាប់ហើយនាងនឹងធ្វើឲ្យរឿងកាន់តែស្មុគស្មាញ ស្ត្រីចំនួនថ្មីថានឹងបញ្យល់ពេលក្រោយតែទឹកមុខនាងបញ្ជាក់ថាមានគេត្រូវបណ្ដឹងចេញហើយគ្រូបង្វឹកក៏ទម្លាយរឿងនេះនេះជាគ្រួសារព្រះនាងយ៉ាន់ដេរ៉េគឺហាក្រយានហើយមេធំគឺម៉ាក់របស់សៀណាកំឡោះយើងរៀបនឹងជួបសាច់ខ្លាញ់មកពីនរកហើយអ៊ីលឹមដឹងថាការសម្លឹងដ៏សាហាវនេះជាដំណរពូជកូនឆ្កែមិនដែលដុសឆ្ងាយពីចង្កោមគ្រួសារសាហាវនេះទេសៀណាបញ្ជាក់ថាជាម៉ាក់របស់នាងហើយនាងប្រកាសជាត្រូវដាក់ទណ្ឌកម្មអស់មួយជីវិតព្រះនាងយ៉ាន់ដេរ៉េពេលនេះភ័យខ្លាចយ៉ាងខ្លាំងដោយសួរថាតើម៉ាក់នាងខឹងទេ ពិតមែនពាក្យថាខឹងគឺនៅតិចពេកកំឡោះយើងចូលគ្រប់គ្រងស្ថានភាពភ្លាមដោយព្យាយាមលួងលោមក្មេងតែគេទើបតែបង្ករឿងនេះគុំបើកសួរថាគេមានផែនការអ្វីព្រោះនាងដឹងថាគេកំពុងតែធ្វើឲ្យរឿងកាន់តែអាក្រក់ជាងមុនកំឡោះយើងបង្ហាញទឹកមុខថានឹងប្រើអំណាចក្រុមហ៊ុនរបស់គេដើម្បីធ្វើរឿងអាក្រក់ជាប់ជាមិនខាន
គេសម្រេចចិត្តប្រឈមមុខខណៈម៉ាក់យ៉ានដេរីនៅខាងក្រៅមើលទៅដូចជាត្រៀមវិតម្លៃការងារជាមួយដើមអញ្ចឹងកំឡុងយើងនឹងគ្រូបង្វឹកជួបក្រុមសហថ្មីក្រោមភ្លៀងហើយអ៊ីណាំកំពុងស្ថិតក្នុងស្ថានភាពដោះស្រាយបញ្ហាបាត់ទៅហើយគេរៀបរាប់ឋានៈក្រុមហ៊ុនរបស់គេពេញលេញដើម្បីមើលទៅសមរម្យខណៈគ្រូបង្វឹកគ្រាន់តែឈោមមើលរឿងភាគនេះកូនចាំងម៉ាក់យ៉ានដេរ៉េសួរភ្លាមថាគេមកទីនេះដើម្បីក្មេងនោះមែនទេការសួរចម្លើយចាប់ផ្ដើមជាផ្លូវការហើយម៉ាក់យ៉ានដេរ៉េទាញក្រាស់សិតសក់ចេញមកហើយថាមានសំណួរមួយនេះគឺជាការវាតម្លៃការងារមកពីនរុនាងសួរចាត់ដល់តែម្ដងថាតើគេមានគោលបំណងអ្វីការសម្លឹងដល់សាហាវគឺជាគេដំណើរគ្រួសារមែន កំឡោះយើងធ្វើពុតជាល្ងងភ្លាមដើរតួដូចជាកម្មសិក្សាការីវង្វេងដែលចូលខុសបន្ទប់ប្រជុំចឹងដែរម៉ាក់យ៉ាងនេះមិនខ្វល់ទេថែមទាំងប្រាប់ប្រជុំនិយាយផ្ដេសផ្ដាស់បណ្ដើកាច់ក្រាស់ក្នុងដៃបណ្ដើទៀតផងនាងបង្ហាញផុសតាំងដូចរត់អញ្ញាដោយបញ្ជាក់ថាកូននាងមិនចេះនិយាយលេងជាមួយប្រុសផ្ដេសផ្ដាស់ទេម៉ាក់យ៉ាន់ដារ៉េដើរចូលចិត្តហើយអ្នកអាចដឹងពីសម្ពាធដ៏ធ្ងន់ធ្ងរនាងខិតមកចំមុខគេចោតប្រកាន់ថាបានបំពេញច្បាប់គ្រួសារដើម្បីប្រយោជន៍ខ្លួនកំឡះយើងជាប់បាត់ទៅហើយអ៊ីមប្រាប់នាងថាគេគ្រាន់តែជាមិត្តដ៏ស្មោះត្រង់ម្នាក់ប៉ុណ្ណោះដោយព្យាយាមធ្វើខ្លួនឲ្យមើលទៅស្លូតត្រង់បំផុតម៉ាក់យ៉ាន់ដារ៉េសម្លឹងគេក្នុងន័យថាកុំមកបោកអីមិនមែនក្មេងទេកំឡោះយើងនៅតែរឹងរូបបញ្ជាក់ថាគេនិយាយការពិតមែនពិតជាហ៊ានមែនទល់នឹងស្ត្រីដែលកាច់ក្រាស់លេងនេះនាងបដូរសាច់រឿងដោយសួរពីប្រពៃណីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ប្រាណនោះឥឡូវនាងកំពុងធ្វើល្ងងម៉ាក់យ៉ាន់ដារ៉េទាញផ្លាត់ត្រៀមបង្រៀនបុគ្គលិកងងទាំងនេះពីគោលការណ៍របស់ក្រុមហ៊ុនហើយនាងងាកទៅគ្រូបង្វឹកសួរថាហេតុអ្វីបានជាកម្មសិក្សាការីថ្មីនេះមិនទទួលបានសេចក្តីជូនដំណឹងរបស់រដ្ឋបាលគ្រូបង្វឹកទទួលកំហុសភ្លាមៗថាជាកំហុសនាងកំពុងការពារភាពល្ងងខ្លៅរបស់កំឡោះយើងនាងបញ្ជាក់ថាការហ្វឹកហាត់គឺដើម្បីតែប្រឡងជាប់ទេមិនមែនរៀនពីរឿងគ្រួសារចម្លែកឡើយអ៊ីមសូមឲ្យម៉ាក់យ៉ាន់ដារ៉េបញ្យល់គេដោយដើរតួជាបុគ្គលិកថ្មីដែលចង់ចេះចង់ដឹងនេះទម្លាក់ផ្លិតចោះឲ្យកំឡោះយើងកំពុងរងចាំស្ដាប់សាច់រឿងដែលនឹងបំផ្លាញជីវិតរបស់គេហើយម៉ាក់យ៉ាន់ដារ៉េសូមនិយាយឯកជនព្រោះអ្នកមិនអាចពិភាក្សាឬបំពេញច្បាប់រដ្ឋបាលនៅមុខកម្មសិក្សាការីសាហាវនេះទេពួកគេកំពុងញ៉ាំតែជាមួយគ្នាខណៈកំឡោះយើងរងចាំការវាយតម្លៃការងារបុគ្គលឲ្យខ្លាចចាប់ដើមម៉ាក់យ៉ាន់ដារ៉េចូលរឿងតែម្ដងដោយសួរពីប្រពៃណីដែលធ្វើឲ្យគ្រប់គ្នាតានតឹងនាងក៏ទម្លាយសាច់រឿងនោះក្មេងស្រីគ្រប់រូបក្នុងគ្រួសាររាជវិជាសាហាវមួយដែលធ្វើឲ្យពួកគេខ្លាចជាមនុស្សកាចទីបំផុតអ៊ីមយល់ហើយផលប៉ះពាល់គឺការងប់ងល់ខ្លាំងពិតមែនហើយគេស្ទើរតែស្លាប់ដោយសារវាទៅហើយនាងបាត់ផ្លិតត្រៀមទម្លាយការពិតដែលនឹងបំផ្លាញជីវិតគេទាំងស្រុងប្រពៃណីនេះគឺត្រូវដាក់ឯកោក្មេងនោះរហូតដល់រកឃើញមនុស្សម្នាក់ដើម្បីលងស្នេហ៍ហើយកំឡោះយើងក៏ត្រូវឆ្នោតដល់សាហាវនេះអ៊ីមសួរថាតើនេះដើម្បីទប់ស្កាត់ក្មេងនោះកុំឲ្យដើរសម្លាប់គេមែនទេនិយាយតាមត្រង់នេះជាសំណួរសមហេតុផលម៉ាក់យ៉ាន់ដារ៉េឆ្លើយថាមិនមែនទេខណៈកូននាងនៅខាងក្រៅកំពុងកំសត់ក្រំភៀងនាងបញ្យល់ថាហេតុផលពិតគឺដើម្បីការពារក្មេងនោះកុំឲ្យគេធ្វើបាបនេះគឺជាការគ្រប់គ្រងកូនកម្រិតវិកលចរិតហើយម៉ាក់យ៉ាន់ដារ៉េបាននិយាយថាតាមពិតជីវិតមិនយុត្តិធម៌ទេដើម្បីដោះស្រាយចំពោះវិធីសាស្ត្រចិញ្ចឹមកូនដ៏រូបចិត្តរបស់នាងបញ្យល់ថាពេលមនុស្សជាទីស្រឡាញ់របស់កូនយ៉ាន់ដារ៉េស្លាប់វាបង្កើនឲ្យមានបញ្ហាបុគ្គលិកធ្ងន់ធ្ងរពេញបន្ទុកតែម្ដងហើយដោយសារពួកគេនៅក្នុងនិកាយមរណៈអាយុកាលរបស់មនុស្សជាទីស្រឡាញ់នោះគឺខ្លីដូចមិនបាច់សង្ឃឹមទៅហើយនាងទម្លាយអាចកំបាំងថាសត្រូវតែងប្រើចំណុចខ្សោយយ៉ាន់ដារ៉េនេះដើម្បីសម្លាប់គោលដៅនិងបន្សល់ទុករបួសផ្លូវចិត្តដល់ក្មេងៗលទ្ធផលគឺការបាក់ទឹកចិត្តទាំងស្រុងដែលវាហាក់ដូចជាអាក្រក់ជាងការបណ្ដោយឲ្យនាងមានមិត្តភក្តិទៅទៀតអង្គការអាកំបាំងមួយបានប្រើល្បិចនេះដើម្បីក្តោបគ្រួសារទាំងមូលនេះជាសង្គ្រាមអំណាចកម្រិតកំពូលហើយដូច្នេះការនៅឯកោនេះគ្រាន់តែជាយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យដែលបន្សល់ទុកពីម្ដាយរបស់នាងតែប៉ុណ្ណោះកំឡោះយើងក្តាប់ដៃយ៉ាងណែនទីបំផុតបានយល់ពីទំហំនៃរបួសផ្លូវចិត្តតចំនួនរបស់គ្រួសារមួយនេះម៉ាក់យ៉ាន់ដារ៉េរងចាំដល់បណ្ដោយឲ្យរឿងដ៏អាក្រក់នេះជ្រាបចូលក្នុងខួរក្បាលគេសិនរួចនាងក៏ដើរចេញព្រមទាំងនិយាយថាសូមស្វាគមន៍មកកាន់គ្រួសារយើងព្យាយាមកុំឲ្យគេសម្លាប់ឲ្យសោះម៉ាក់យ៉ាន់ដារ៉េបំរុងនឹងដើរចេញទៅហើយប៉ុន្តែកំឡោះយើងមើលទៅហាក់ដូចជារៀបចំបង្កើតបញ្ហាថ្មីមួយទៀតអញ្ចឹងមេវិជាការទម្លាក់ភ្នែកសម្លឹងគេដោយដឹងច្បាស់ថាគេប្រកាសជានិយាយអ្វីមួយដែលអាចធ្វើឲ្យគេស្លាប់មិនខានម៉ាក់យ៉ាន់ដារ៉េងាកមកវិញសួរថាតើគេដោះសាររួចហើយឬនៅនាងមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់បញ្ហាដែលគេរៀបនឹងបង្កើតនោះទេនាងទាំងនិយាយឡើងចេញដោយសួរថាគេទៅតែនិយាយអ្វីមែនហើយគេពិតជាមិនបានសុំទោសចំពោះវត្តមានរបស់គេឡើយមេបញ្ជាការព្យាយាមចូលឃាត់ដោយប្រាប់ឲ្យគេឆាប់សុំទោសទៅមុនពេលគេត្រូវបណ្តេញចេញឬត្រូវគេសម្លាប់ចោលកំឡោះយើងនៅតែរឹងរូសដែលសួរថានាងឈប់ដោះសាររឿងធ្វើបាបកូនខ្លួនឯងហើយឬនៅគេជ្រើសរើសយកការប្រឆាំងហើយគេរីគុណនាងចំរឿងបង្ខំសៀណាឲ្យរៀនក្បាច់គុណរោគចិត្តហើយថែមទាំងបោះបង់នាងចោលដោយសាររឿងនេះទៀតបុរសយើងកំពុងនិយាយការពិតអ៊ីមចូលទៅគៀកមុខនាងដោយសួរថាតើព្រះនាងយ៉ាន់ដារ៉េធ្លាប់មានជំរើសនៅក្នុងជីវិតរបស់យ៉ាប់យូនីដែរឬទេពេលនេះគេកំពុងស្រែកសួរថាតើនាងដឹងថាកូនស្រីចង់បានអ្វីដែរទេបុរសយើងកំពុងតវ៉ាដណ្ដើមសិទ្ធិមើលថែហើយម៉ាក់យ៉ាន់ដារ៉េកំពុងឈរនៅទីនោះទាំងខឹងសម្បាយ៉ាងខ្លាំងដែលបុគ្គលិកថ្មីម្នាក់នេះហ៊ានមករិះគន់ពីរបៀបចិញ្ចឹមកូនរបស់នាងម៉ាក់យ៉ាន់ដារ៉េវាយបកវិញសួរថាតើបុគ្គលិកថ្មីនេះដឹងស្អីខ្លះពីរឿងរ៉ាវក្នុងគ្រួសាររបស់នាងនាងវាយបកដោយប្រាប់ថាពួកយើងក៏ធ្លាប់ឈឺចាប់ដែរដើម្បីដោះសាររឿងបោះបង់កូនស្រីខ្លួនឯងចោលគំនិតនេះមិនអាចយកឈ្នះកំឡោះយើងបានទេជាទូទៅគេប្រាប់នាងថាគេមិនខកពីលេសរបស់នាងទេក្រសែភ្នែករបស់អែមបង្ហាញយ៉ាងច្បាស់ថាគេត្រៀមនឹងបញ្ចប់អនាគតស្ត្រីម្នាក់នេះហើយគេរិះគន់នាងចំថារឿងវឹកវរទាំងអស់នេះជាកំហុសនាងដែលគ្មានជំនឿម៉ែអើយគេចាក់ចំចំណុចខ្សោយតែម្ដងកង្ហាររបស់ម៉ាក់យ៉ាន់ដារ៉េក៏ចាប់ផ្ដើមបញ្ចេញពន្លឺឡើងនាងលែងស្ដាប់ការរិះគន់នេះទៀតហើយថែមទាំងជ្រើសរើសប្រើហិង្សាទៀតផងនាងបញ្ចេញចរិតរោគចិត្តពេញទីហើយស្ទុះទៅវាយគេដូចជាគេទើបតែប្រមាថពូជពងនាងអញ្ចឹងដែលតាមពិតគេពិតជាបានប្រមាថមែនម៉ាក់យ៉ាន់ដារ៉េរៀបនៅមិនជុំកំឡោះយើងទៅឋាននរុឲ្យដោយសារតែហ៊ានមកផ្ដោះលំបូមានរឿងចិញ្ចឹមកូនដល់នាងស្រាប់តែនាងឈប់ងក់ទៅមុខនាងដូចជាទើបតែឃើញខ្មោចអីអញ្ចឹងការសម្លាប់ត្រូវបានពន្យាពេលហើយ
អូលោកតារូបចិត្តទើបจะដើរចូលមកម៉ាក់យ៉ាន់ដេរ៉េក៏លុតជង្គង់ក្រាបដល់ដីភ្លាមមេធំបានមកដល់ហើយលោកតារូបចិត្តដើរចូលមកព្រមទាំងនិយាយពីរឿងបញ្ហាគ្រួសារដូចជាគាត់ទើបទៅចូលរួមអង្គប្រជុំដ៏វឹកវរមួយចឹងមេធំនិយាយថាគាត់មានសំណួរខ្លះចង់សួរឲ្យអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថានេះជាការសួរចម្លើយដូចនៅឋានរូបពិតគាត់ហៅឈ្មោះអ៊ីលមដែលកំពុងឈរនៅទីនោះដូចជាក្មេងដែលត្រូវគេចាប់បានពេលកំពុងគូគំនូលើជញ្ជាំងអញ្ចឹងមេធំក៏មិនចាញ់ចរិតបិសាចពេញទីដោយទាមទារចង់ដឹងថាហេតុអ្វីបានជាកំឡោះយើងហ៊ានសង្ស័យលើជំនឿរបស់សាសនានេះយើងងាកទៅមើលប្លង់ដ៏កំសត់របស់ព្រះនាងយេនដេរ៉េវិញដែលមើលទៅដូចជាកូនឆ្កែត្រូវគេទាត់ចោលកដាភ្លីអញ្ចឹងប្លង់កាមេរ៉ាថយក្រោយបង្ហាញឲ្យឃើញថាក្មេងកំសត់នេះឯកោប៉ុណ្ណានេះជាឈុតគៀបសង្កត់ភ្លើងអារម្មណ៍ដ៏សាហាវបំផុតហើយត្រឡប់មកខាងក្នុងវិញតុកដែលក្រឡាប់បង្ហាញពីការខឹងសម្បារបន្តិចបន្តួចរបស់ម៉ាក់យ៉ានេរ៉េមុនពេលមេធំបង្ហាញខ្លួនបន្ទប់ទាំងមូលកំពុងវឹកវរឲ្យគ្រប់គ្នាកំពុងរងចាំការសម្រេចក្តីចុងក្រោយពីមីធំលោកតារុកចិត្តក៏បង្គាប់ឲ្យគេនិយាយភ្លាមពាក្យបន្ទាប់របស់កំឡោះយើងនឹងកាត់ក្តីថាគាត់រស់ឬស្លាប់គាត់មើលទៅដូចត្រៀមខ្លួនរួចជាស្រេចដើម្បីការពារសារណាប្រាប់មេធំចំមុខថាការចិញ្ចឹមកូនរបស់ពួកគេគឺយ៉ាប់ខ្លាំងណាស់កំឡោះយើងកំពុងលេបទៅមាត់កាក់រៀបចំបទបង្ហាញដែលនឹងធ្វើឲ្យគាត់ឡើងឋានៈឬក៏ត្រូវគេសម្លាប់ចោលអ៊ីលទម្លាក់គ្រាប់បែកតែម្ដងដោយនិយាយថាផលប៉ះពាល់ផ្លូវចិត្តអាចដោះស្រាយបាននៃចំគឺនាប្រពៃណីគ្រួសារគេថាសុទ្ធតែរឿងកុហកតាឈួតនោះក៏នឹកឃើញអតីតកាលដែលគ្រូគាត់ធ្លាប់ប្រាប់រឿងដូចគ្នាបីបាត់នេះដែរមេធំពិតជាកំពុងពិចារណាដោយសួរថាហេតុអីបានជាទំនៀមទម្លាប់គ្រួសារគេបង្កើតឡើងដោយការចោះចាញ់អ៊ីលនៅតែនិយាយចំដោយប្រាប់ថាប្រពៃណីរបស់ពួកគេចាត់ទុកព្រះនាងយ៉ាន់ដេរ៉េថាអស់សង្ឃឹមទៅហើយគេបញ្ជាក់ថាគេមិនមែនចោទម្ដាយយ៉ាន់ដេរ៉េថាប្រឆាំងសាសនាទេគ្រាន់តែជាម្ដាយមិនល្អវាជាការបែងចែកយ៉ាងក្លាហានបំផុតកំឡោះយើងលុតជង្គង់ចុះព្យាយាមបញ្យល់ពីគោលបំណងរបស់គេមុនពេលម្ដាយយ៉ាន់ដេរ៉េសម្រេចចិត្តសម្លាប់គេចោលគេវាយលុកផ្លូវចិត្តនាងចំដោយសុំឲ្យនាងជឿជាក់លើកូនបង្ការរបស់ខ្លួនឯងបន្តិចទៅមើលគេកំពុងលើកកណ្បាំងព្រះនាងយ៉ាន់ដេរ៉េដោយប្រាប់ថានាងជាក្មេងអច្ឆរិយៈដែលអាចគ្រប់គ្រងធម៌ពលផ្លូវចិត្តខ្លួនឯងបានកន្លះយើងនៅតែកំពុងបន្តការទូន្មានរឿងចំកូនហើយអ្នកគ្រប់គ្នាក៏បណ្ដោយឲ្យគេនិយាយតាមចិត្តកន្លះយើងចង់ដានម្ដាយយ៉ាន់ដេរ៉េថានាងស្គាល់កូនច្បាស់ជាងគេដោយព្យាយាមធ្វើឲ្យនាងមានវិបាកដោយសារដើម្បីក្លាយជាម្ដាយដ៏ល្អម្នាក់ម៉ាក់យ៉ាន់ដេរ៉េកំពុងក្តាប់ដៃយ៉ាងណែនពេលដឹងថាបុគ្គលិកថ្មីនេះហ៊ានឌីលនាងនៅមុខ CEO ចំណែកលោកតាជើងការក៏សួរកំឡោះយើងថាហេតុអ្វីខំការពារក្មេងស្រីនេះខ្លាំងម្ល៉េះហើយអេមក៏ត្រៀមបង្ហាញ PowerPoint របស់គាត់រួចរាល់កំឡោះយើងញញឹមយ៉ាងជឿជាក់ដាក់ពួកគេដូចជាគេចិត្តបិទការលក់ដ៏ធំបំផុតក្នុងជីវិតអញ្ចឹងគេនិយាយលើកជើងថានាងមកពីតកូអភិជនដែលមានន័យថានាងពិតជាអស្ចារ្យជាងគេហើយកាប់ទៅព្រះនាងយ៉ាន់ដេរ៉េកំពុងលួចស្ដាប់ការប្រជុំ HR នេះតាំងពីដើមទីមកម្ល៉េះម៉ាក់យ៉ាន់ដេរ៉េក៏សម្លឹងមើលនាងដោយដឹងមុនទៅហើយថានាងលួចស្ដាប់នាងហត់នៅនឹងរឿងនេះណាក្មេងស្រីព្យាយាមនិយាយតែម៉ាក់យ៉ាន់ដេរ៉េចង់តែគេចចេញនិងបញ្ចប់ការជួបជុំគ្រួសារដ៏គួរឲ្យទើសទាល់នេះបាត់ទៅហើយភ្នាក់នាងយ៉ាន់ដេរ៉េសួរថាតើនាងនឹងត្រូវគេទុកចោលទៀតមែនទេទីបំផុតក្មេងស្រីក៏ហ៊ានតបតដោយនិយាយយ៉ាងដាច់អហង្ការថានាងព្រមហើយនាងបានជ្រើសរើសនៅជាមួយអ្នកមើលថែថ្មីជាជាងម៉ាក់ជើងកាងរបស់នាងយើងឃើញត្រឡប់ទៅអតីតកាលពីម៉ាក់យ៉ាន់ដេរ៉េនៅក្មេងសន្យាថានឹងញ៉ាំបន្លែនិងខំប្រឹងហ្វឹកហាត់នេះជាគំនាបផ្លូវចិត្តតាំងពីជំនាន់មុនមកម្ល៉េះម៉ាក់យ៉ាន់ដេរ៉េពេលនៅក្មេងធ្លាប់ត្រូវម្ដាយស្ដីបន្ទោសយ៉ាងខ្លាំងដូចគ្នាវាជាខ្សែជីវិតដែលបន្តគ្នាតែពោពេញដោយភាពខួខើជាងមុនយាយយ៉ាន់ដេរ៉េប្រាប់នាងឲ្យខំព្រៀនហើយក្មេងស្រីគ្រាន់តែញញឹមដោយមិនដឹងពីច្បាប់ HR គ្រួសារដ៏តឹងរឹងនេះសោះអ្នកតាពីរដើរចេញទៅមើលទៅហាក់ដូចជាគ្រួសារធម្មតាមួយអញ្ចឹងគ្រាន់តែស្ទើរតែដូចប៉ុណ្ណោះត្រឡប់មកបច្ចុប្បន្នម៉ាក់យ៉ាន់ដេរ៉េកំពុងតាមសម្អាតរឿងរបស់នាងស្របពេលដែលកន្លោះយើងទទួលបានការវាតម្លៃការងារចុងក្រោយពីមេលោកប៉ាជើងកាងនិយាយត្រង់តែម្ដងព្រះនាងយ៉ាន់ដេរ៉េបានជ្រើសរើសគេហើយមិនអាចដកពាក្យវិញបានទេមេបានប្រមានគេថាក្តីស្រឡាញ់របស់ព្រះនាងយ៉ាន់ដេរ៉េនេះអាចធ្វើឲ្យគេស្លាប់បានយ៉ាងងាយយើងពិតជាឃើញវាមែនអ៊ីមចុងសក់ឲ្យប្រាប់ថានាងមិនធ្វើបាបគេទេការលាក់កំបាំងខ្លួនឯងរបស់គេពិតជាខ្លាំងជាងចិត្តចង់រស់ទៅទៀតគេនៅតែបដិញ្ញាទ្រាំទ្រវាទោះបីជានាងប៉ុនប៉ងសម្រាប់គេក៏ដោយបរិះងប់ងន់ម្នាក់នេះបានយល់ព្រមទទួលយកលក្ខខណ្ឌជាផ្លូវការហើយលោកតាជើងកាងអស់សំណើចនឹងរឿងនេះដោយប្រាប់ថាឯងត្រៀមខ្លួនស្លាប់ទៅលោកតាជើងកាងក៏សរសើរដែលកំឡោះយើងហ៊ានរិះគន់ការចិញ្ចឹមកូនដ៏ឈ្គូកលីលារបស់កូនស្រីគាត់ហើយមេបញ្ជាការនោះក៏ទីងសក់គេប្រហែលជាវិធីអរគុណរបស់នាងសម្រាប់បញ្ហា HR នេះហើយកំឡោះយើងគ្រាន់តែគិតថាគេនៅរស់ពីការវាយតម្លៃការងារម្ដងនេះដោយមិនត្រូវគេសម្លាប់មេបញ្ជាក់ថាកំឡោះយើងទើបតែទទួលបានសម្ព័ន្ធមិត្តពេញមួយជីវិតជាមួយគ្រួសារជើងកាងនេះយើងរំលងពេលបន្តិចព្រោះគ្រប់គ្នាត្រូវការពេល 2-3 ថ្ងៃដើម្បីសម្រាកពីការជួបជុំគ្រួសារនោះហើយក៏ត្រឡប់មកការវឹកហាត់នរុនេះវិញខណៈដែលមេបញ្ជាការកំពុងលើកទម្ងន់កម្ដៅសាច់ដុំកំឡោះយើងកំពុងគិតពីភាពស្ងប់ស្ងាត់ស្រាប់តែព្រះនាងយ៉ាន់ដេរ៉េដែលតាមដានគេបានបង្ហាញខ្លួនយ៉ាងអស្ចារ្យព្រះនាងយ៉ាន់ដេរ៉េស្ទុះទៅអោបគេភ្លាមហើយមេបញ្ជាការគ្រាន់តែឈោមើលដោយធុញទ្រាន់នឹងការងារមើលក្មេងនេះកំឡោះយើងឥឡូវខ្លាចជាអ្នកមើលក្មេងដោយសួរក្មេងស្រីជើងកាងនោះថាបានធ្វើកិច្ចការផ្ទះទីព្រះនាងយ៉ាន់ដេរ៉េញញឹមបិទមាត់មិនចិត្តហើយកំឡោះយើងមានអារម្មណ៍ពេញចិត្តនឹងការក្តោបក្តាប់គ្រួសាររបស់នាងបានសមប្រកបព្រះនាងយ៉ាន់ដេរ៉េបញ្យល់ថាសូម្បីតែក្នុងក្រុមឃាតករក៏ការធ្វើបាបកុមារជារឿងដែលមិនអាចទទួលយកបានដែរនាងនិយាយថាពេលវេលាដ៏ល្អនេះជាអ្វីតែមួយគត់ដែលជួយនាងមិនឲ្យខ្លាចជាមនុស្សឈួតមួយរំពេចនោះនាងក៏ត្រឡប់ជាក្មេងស្រីដ៏រីករាយដោយសួរនាំពីការងារគេអារម្មណ៍នាងប្រែប្រួលលឿនណាស់កន្លះយើងក៏នឹកឃើញពីកាដូដែលស្ទើរតែធ្វើឲ្យគេស្លាប់នោះដល់ពេលបំពេញបេសកកម្មយកចិត្តទៅគេទាញកសៀតសក់ចេញមកឲ្យប្រាប់ថាបានទិញវាពេលទៅធ្វើការនៅក្រៅកន្លះយើងពិតជាប្រកែណាស់ព្រះនាងយ៉ាន់ដេរ៉េចាប់អារម្មណ៍នឹងរបស់លេងថ្មីដ៏ភ្លឺភ្លេចនោះការវិនិយោគយកចិត្តនេះទទួលបានផលហើយនាងសៀតវាលើសក់ភ្លាមតែមិនស៊ូច្រើននាងបានកំណត់ទឹកដីរបស់ខ្លួនទៅហើយ
នាងកាន់ប្រអប់នោះជាប់ដូចជារបស់ស័ក្តិសិទ្ធិហើយអៀនព្រាននឹងកដោថ្មីនេះណា កំឡោះយើងដាស់នាងពីការសម័យហើយនាងក៏អៀនឡើងក៏ហមមុខមេបញ្ជាការលួចមួយសកម្មភាពនេះគណៈកំឡោះយើងគិតថាព្រះនាងយ៉ាន់ដេរេលេងអីទៀតហើយនឹងហើយគិតទៅ កាលមួយក្មេងត្រូវបានរំខានដោយភ្ញៀវជាច្រើនទៀតគេមកបានសម្រាប់ទេហើយបុរសរវេរីនោះក៏ត្រឡប់មកជាមួយមិត្តភក្តិនាធំម្នាក់ ព្រមជាងការកាន់តារីធំហើយបុរសចំនួនថ្មីឈ្មោះបងធំបានសួរនាំពួកគាត់ថាហេតុអីមិត្តគេនៅទីនេះខណៈដែលគេជាអ្នកត្រូវធ្វើការងារ បុរសរវេរវីប្រាប់ថាគេជាអ្នកនាំបងធំមកដែលមើលទៅហាក់ដូចជាចង់នៅកន្លែងផ្សេង បងធំបានបញ្ចូលគេដោយនិយាយថាគេជាកំពូលអ្នកជំនួយដែលអាចដោះស្រាយបញ្ហា HR របស់គាត់បាន គេសុំជំនួយជាមួយស្នាមញញឹមដែលបញ្ជាក់ថានេះមិនមែនជាការស្នើសុំទេកំឡោះយើងកំពុងបែកញើសដោយដឹងថាការបដិសេធប្រហែលជាទីបញ្ចប់នៃការងារហើយ គេក៏យកព្រមជួយព្រោះផែនការដែលមិនចង់ធ្វើអ្វីសោះត្រូវបានបំផ្លាញម្ដងទៀតដោយសារតែគេឈ្មោះខ្លួនឯងអៀមកំពុងព្យាយាមដោះស្រាយបញ្ហាឈឺក្បាលនៅកន្លែងធ្វើការថ្មីនេះគេធ្វើពុតជាល្ងងហើយចង់ដៅចេញប៉ុន្តែបងធំមិនព្រមឲ្យទីប្រឹក្សាថ្មីនេះរួចខ្លួនបានងាយឡើយ កំឡោះយើងអបអរក្នុងចិត្តដែលគិតថាកិច្ចពីការងារបានសម្រេច គោលដៅតែមួយគត់របស់គេគឺមិនធ្វើអ្វីទាំងអស់បងធំក៏លេចឃើញព្រះនាងយ៉ាន់ដារីហើយអ្នកអាចមើលដឹងថាគេកំពុងរៀបផែនការថ្មីហើយ គេរៀបនឹងបង្កើតរឿងហើយគេចាប់ផ្ដើមនិយាយបន្ទាបព្រះនាងយ៉ាន់ឌីរេហើយនាងកំពុងសម្លក់គេក្នុងន័យថាឯងជាស្អីបងប្រុសធំសួរដេកដៅនាងឬមកលីងអ៊ីលហើយនាងបានត្រឹមអបប្រអប់កាដូទាំងវងវែងវងវាន់នឹងសំណួរនេះទាំងស្រុងអាធំសៃដុំនោះឆក់យកកាដូពីនាងដែលប្រាប់ថាគេនឹងបើកវារឿងនេះប្រកាសជាចាប់មិនល្អហើយអាមួយនេះកំពុងច្បាច់ប្រអប់អស់ទំហឹងហើយធ្វើពុតជាវារៀងតឹងបន្តិច ទាំងអ៊ីននិងព្រះនាងយ៉ាន់ឌីរេស្រែកប្រាប់ឲ្យគេឈប់មុនពេលគេបំបីពីរង្វាន់ថ្មីរបស់នាងហើយអាមនុស្សគ្មានខួរនេះក៏ច្របាច់ប្រអប់ក្នុងដៃខ្ទេចតែម្ដង ចរិតថោកទាបមែនខួរក្បាលព្រះនាងយ៉ាន់ដេរេគាំងលែងដំណើរការហើយភាពស្ងប់ស្ងាត់មុនពេលព្យុះសរសៃប្រសាទបានបញ្ចប់ជាផ្លូវការ មកដល់ហើយម៉ូតយ៉ាន់ដេរេបានបើកដំណើរការនាងរៀបនឹងលេងដៃបន្លាស់អាមួយនេះហើយដែលហ៊ានបំបីកាដូរបស់នាង កំឡោះយើងប្រញាប់ខ្ទប់មាត់យ៉ាន់ដេរេភ្លាមៗមុនពេលនាងចាប់ផ្ដើមសម្លាប់គេដោយសារតែប្រអប់មួយនឹង បងប្រុសធំសុំទោសខណៈអ៊ីលម៉ោតព្យាយាមលួងលោមក្មេងកាចនោះហើយបងប្រុសថងសៃបានត្រឹមឈរសម្លក់ពីក្រោយ មកចោលសក់មិនអីទេតែបងប្រុសធំសួរពីវាប្រៀបដូចជាសួរថាឡានមិនអីទេមែនទេបន្ទាប់ពីបើកបុកឆ្កែគេអញ្ចឹង អ៊ីលហូចំចូលសក់ឲ្យវិញយ៉ាងព្យាយាមនិយាយលួងលោមព្រះនាងយ៉ាន់ឌីរេកុំឲ្យសម្លាប់គេ នាងទទួលយកមកចូលសក់ហើយមួយសន្ទុះកំហឹងឈួតលីលីក៏បញ្ឈប់ជំនួសដោយការកាន់ដៃគ្នាយ៉ាងផ្អែមល្ហែមយ៉ាន់ឌីរេនៅតែយំខឹងរឿងប្រអប់ដែលគេឲ្យនាងជាងកាដូខាងក្នុងទៅទៀតភ្លើអារម្មណ៍ពិតជាសំខាន់ណាស់អ្នកទាំងអស់គ្នា កំឡោះយើងទាញនាងមកអោបស្របពេលបងប្រុសធំសរសើរពីទំនាក់ទំនងពិសេសរបស់ពួកគេមែនហើយនេះគេហៅថាចាប់ចម្រិតតាមេបញ្ជាការចូលមកគាត់ដោយប្រាប់បងប្អូនឈ្គូទាំងពីរឲ្យចេញទៅក្រោយមុនពេលរឿងរ៉ាវកាន់តែយ៉ាប់យឺនជាងនេះ បងប្រុសធំដើរចេញទាំងសុំទោសជំនួសដៃគូយ៉ាងខ្លាំងហើយសន្យាថានឹងត្រឡប់មកវិញប្រុសម្នាក់នេះមិនយល់សាច់រឿងសោះ អៀញញឹមហើយជួងពរពួកគេតែក្នុងចិត្តអង្វរកុំឲ្យពួកគេត្រឡប់មកវិញអីស្នាមញញឹមការទូតគឺជាអាវុធដ៏មានឥទ្ធិពលបងប្រុសសង្ស័យកំពុងគិតថាបងប្រុសធំស្លូតជាងអ្វីដែលគាត់រំពឹងទុកទៅទៀតមែនហើយអាម្នាក់ដែលទើបតែកំតិចកាដូក្មេងពិតជាធម្មតាណាស់ហើយភ្លាមនោះបងប្រុសសង្ស័យក៏ជាថាបងប្រុសធំជាមនុស្សល្ងង់ដែលមិនព្រមប្រើហិង្សាតែម្ដង អាចង្រៃនេះគ្រាន់តែសាក់លបងគេប៉ុណ្ណោះកំឡោះយើងកំពុងព្យាយាមប្រដៅព្រះនាងយ៉ាន់ដេរេដោយប្រាប់នាងកុំឲ្យជេរអាមនុស្សគ្មានខួរនោះចំមុខពេក ហើយប្រកាសណាបងប្រុសធំលឺទាំងអស់ការខិតខំទប់ទល់ស្ថានភាពរបស់កំឡោះយើងបារាជ័យទាំងស្រុងតែម្ដងបងប្អូនឈ្គួតទាំងនោះនៅតែដើរវេវុកនៅឡើយហើយបងប្រុសធំកំពុងងាកមកវិញត្រៀមចាប់ផ្ដើមឈុតនរកទឹកទី2ហើយបងប្រុសធំសួរគេថាឯងនិយាយថាម៉េចមិញព្រមទាំងញញឹមដូចឃាតករតគ្នាហ្នឹងហើយគេប្រកាសជាមិនស្លូតទេមេវិជាការកំពុងភ័យស្រន់ស្លូដោយប្រាប់ឲ្យអ៊ីលម៉ាចគ្រប់គ្រងយ៉ាន់ដេរេរបស់គេមុនពេលនាងនាំឲ្យពួកគេស្លាប់ទាំងអស់គ្នាអ៊ីលបាច់ញ៉ាំពុនក្រពូតព្យាយាមបង្ខំព្រះនាងយ៉ាន់ដេរេឲ្យសំទោសដែលហ៊ាននិយាយការពិតពីមនុស្សលងងនោះ បងប្រុសសង្ស័យឲ្យដំបូងមានយ៉ាងឆ្លាតវៃថាគ្រាន់តែបិទមាត់នាងទៅហើយកំឡោះយើងក៏យល់ព្រមភ្លាម ការសហការគ្នានៅមុនភាពជោគជ័យហើយយើងត្រឡប់មកឃើញអ៊ីវប្រើកម្លាំងខាត់ព្រះនាងយ៉ាន់ដេរេម្ដងទៀតនេះជាជីវិតគេឥឡូវហើយអ្នកមើលថែបញ្ញាស្មារតីអាជីពព្រះនាងយ៉ាន់ដេរេស្រែកថាបងប្រុសធំគឺជាអាលុងបំបីប្រអប់ហើយអ្នកគ្រប់គ្នារត់ខ្ចាត់ខ្ចាយដោយនាងទើបតែដកស្លាកគ្រាប់បែកមួយក្រុមនេះបែកញើសខ្ចាយដោយដឹងថាយ៉ាន់ដេរេទើបតែបញ្ឆេះសង្គ្រាមដោយសារតែប្រអប់កាតុងចង្រៃមួយនឹងសូម្បីតែបងប្រុសសង្ស័យក៏តក់ស្លុតពេលដឹងថាមិត្តភក្តិគ្មានខួររបស់ខ្លួនរៀបនឹងចូលវាយប្រហារហើយចំណែកបងប្រុសធំក៏វិញចេញអារម្មណ៍ឈួតលីលីអស់ថ្មឹងហ្នឹងហើយគេប្រកាសជាមិនមែនជាមនុស្សស្លូតដូចបងប្រុសសង្ស័យគេទេ អ្នកនិទានរឿងទម្លាយការពិតរបស់គេ គេអាចហៅខ្លួនឯងថាល្ងងបានតែបើសិនជាក្មេងហៅវិញដល់ពេលត្រូវសម្លាប់ហើយកំឡោះយើងបង្វែរស្ថានភាពភ្លាមដោយប្រាប់ថាគេមានដំណោះស្រាយហើយជំនាញដោះស្រាយវិបត្តិការទូតរបស់គេកំពុងដំណើរការហើយបងប្រុសធំបង្វេរស្មារតីទាំងស្រុងដោយសួរថាគេកំពុងនិយាយពីស្អីហ្នឹងយុទ្ធសាស្ត្រធ្វើឲ្យវង្វេងកំពុងមានប្រសិទ្ធភាពហើយអ៊ីមចាប់ផ្ដើមនិយាយពីការឡើងតំណែងការងារដោយកំពុងរៀបរៀងការដណ្ដើមភាគហ៊ុនមិនមែនបញ្ឈប់ឃាតកម្មទេ ក្នុងចិត្តគេបញ្ជាក់ថាគេគ្រាន់តែបំវាយសាច់រឿងដោយស្នើឲ្យអ្នកណាមិនដឹងឡើងតំណែងដើម្បីបន្លំភ្នែកអាម៉ាត់ធំតែប៉ុណ្ណោះ ហើយអាម៉ាត់ធំនឹងក៏កំពុងអេចការពិចារណាពីសំណើរៀបចំកម្លាំងពលកម្មនេះមែនអាំសៀនេះគួរតែស្អាតតែម្ដងវិធីនេះប្រហែលជាបានផលហើយព្រោះយើងកំពុងនិយាយលើកជើងអាម្នាក់នឹងដូចជាវាជាបុគ្គលិកឆ្នើមប្រចាំខែដើម្បីបញ្ចុះបញ្ចូលឲ្យអាម៉ាត់ធំនឹងតែចិត្ត អ៊ីមកំពុងបែកញើសដោយដឹងខ្លួនថាល្បិចរៀបចំបុគ្គលិកដ៏ឆ្លាតវៃរបស់គេអាចនឹងត្រូវគេយល់ច្រឡំថាជាការប្រមាថទៅវិញហើយ
ហើយមែនតើអាបងធំខឹងសម្បាតែម្ដងដោយគិតថាប្រុសយើងទើបតែដៀវវាថាអាលុងដែលត្រូវការមេដោះចាំមើលថែ អាបងធំរូបចិត្តជ្រើសរើសការប្រើហិង្សាភ្លាមៗដោយវាយប្រហារយ៉ាងឈួតលីលាព្រោះតែវាប៉ះពាល់ដល់អារម្មណ៍របស់គី ព្រោះយើងកំពុងភ័យស្លន់ស្លោដោយដឹងថាយុទ្ធសាស្ត្រសម្របសម្រួលរបស់គេទើបតែបង្កើតការវាយតប់គ្នាដោយប្រើដាវពិតប្រាកដគេព្យាយាមហូតដាវប៉ុន្តែរាងកាយរបស់គេគាំងដោយសារតែភាពភ័យខ្លាចយ៉ាងខ្លាំងព្រោះយើងខំទាញស្មារតីមកវិញដែរប៉ុន្តែអាបងធំរូបចិត្តនោះវាហក់មកស្ទើរតែដល់មុខរបស់គេទៅហើយគេនៅតែអាចទប់ស្កាត់ការវាយប្រហារនេះបានហើយកម្លាំងទង្គិចនោះមើលទៅហាក់ដូចជាធ្វើឲ្យបាក់ដៃរបស់គេចឹង អ៊ីមកំពុងខ្ញាក់ឈាមភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគេអាចរស់រានមានជីវិតពីការវាយប្រហារចំចង់ពីអាមិត្តរួមការងាររោគចិត្តរបស់គេ អាបងប្រុសរោគចិត្តនឹងនៅតែបញ្ចេញធម្មពលខណៈតួឯកយើងដេកខ្ទាល់ដីអង្វរឲ្យឈប់មើលទៅវិធីនឹងមិនដំណោយផលទេអាបងប្រុសរោគចិត្តនៅតែសម្រុកចូលហើយតួឯកយើងគ្រាន់តែព្យាយាមរស់រានមានជីវិតពីការវាយតម្លៃសមត្ថភាពភ្លាមៗនេះ ហើយអាមនុស្សឈួតនឹងវាចំកណ្ដាលមុខតែម្ដងអាការសម្របសម្រួលស្អីគេនឹងគឺចប់ត្រឹមនឹងហើយអ៊ីលខំថ្មិញទប់ការវាយប្រហារនេះប៉ុន្តែមុខរបស់គេច្បាស់ជាខូចទ្រង់ទ្រាមមើលលេងយល់ហើយ បងធំស្រែកប្រាប់ដៃគូអុយស្ងប់ស្ងាត់សិនខណៈទូឯយើងវាយបកវិញបានសម្រេចតែម្ដងគាត់លុតជង្គង់មួយចំហៀងមើលទៅហាក់ដូចជាទើបរត់ម៉ារ៉ាតុងចប់ចឹងប៉ុន្តែគេនៅតែអាចបន្តការប្រយុទ្ធបាន អាបងប្រុសរូបចិត្តខ្ទាតថយក្រោយមើលទៅខឹងសម្បាជាងការឈឺចាប់ទៅទៀតស្ថានភាពមិនស្រួលទេហើយបងធំបែរជាពេញចិត្តនឹងរឿងនេះព្រមទាំងញញឹមយ៉ាងព្រឺក្បាល មែនហើយអាម្នាក់នេះមិនដែលចេះស្ងប់ទេអ៊ីលបែកញើសពូនគ្រាប់ពោតទើបដឹងខ្លួនថាគេកំពុងប្រកួតយកស្លាប់រស់ជាមួយមិត្តរួមការងារឈួតពីរនាក់នេះ អាបងប្រុសរូបចិត្តហមមកវាយប្រហារពីលើអាកាសហើយតួឯកយើងបានត្រឹមតែឈួមមើលប៉ុណ្ណោះហើយគេធ្លាក់មកដល់ដីបង្កជាការផ្ទុះយ៉ាងសាហាវតួឯកយើងទើបតែត្រូវមិត្តសម្លាញ់ថ្មីវាខ្ទេចខ្ទីគ្មានសល់តួឯកយើងដេកនៅលើដីជូតមាត់ខ្លួនឯងបន្ទាប់ពីត្រូវមិត្តរួមការងាររូបចិត្តវាយឡើងទ្រុំខ្លួនគ្រូបង្វឹកចាប់ទាញគេឡើងហើយគាត់នៅតែព្យាយាមគិតថាតើមានរឿងចង្រៃអីកើតឡើងអំបញ្ញមិញនេះនាងសួរថាគេមិនអីទេដឹងប៉ុន្តែរឿងដំបូងដែលគេគិតដល់គឺប្រានាងយ៉ាន់ឌេរ៉េទៅវិញទេគ្រូបង្វឹកបញ្ជាក់ថានាងបានវាយសង្កត់សរសៃធ្វើឲ្យអាមនុស្សឈួតមានល្អិតនោះសន្លប់បាត់ទៅហើយពេលនេះនាងត្រៀមខ្លួនចូលទៅដោះស្រាយបញ្ហានេះដោយប្រើកណ្ដាប់ដៃផ្ទាល់តែម្ដងនាងប្រាប់តួឯកយើងឲ្យគេចខ្លួនសិនខណៈនាងចាំទប់ពួកគេដោយប្រើទម្រង់លះបង់ដូចវីរបុរសអញ្ចឹងអ៊ីលកំពុងភ័យស្លន់ស្លោដោយដឹងថាផែនការរបស់នាងគឺគ្រាន់តែធ្វើឲ្យខ្លួនឯងបាត់បង់ជីវិតប៉ុណ្ណោះគេដឹងច្បាស់ថាបើសិនជាគេរត់គ្រូបង្វឹកនឹងប្រញឹងយ៉ាន់ឌេរ៉េច្បាស់ជាត្រូវពួកវាសម្លាប់ចោលមិនខាន គាត់បាញ់យកចូលខ្លួនដោយដឹងថាជំរឿសតែមួយគត់របស់គេគឺស្លាប់ម្នាក់ឯងឬក៏ស្លាប់ទាំងអស់គ្នា បងធំបញ្ចេញចរិតរោគចិត្តពេញទំហឹងហើយមើលទៅតួឯកយើងចិត្តសម្រាប់ចិត្តប្រាំអំពើហិង្សាហើយបងធំចាប់ផ្ដើមវាយប្រហារហើយតួឯកយើងចិត្តនឹងត្រូវលុបចេញពីប្រព័ន្ធហ្គេមទៅហើយចំណែកអ៊ីលក៏ដួលខ្ទាតក្អួតឈាមយ៉ាងសាហាវតែម្ដងគាត់មិនមែនកើតមកសម្រាប់រឿងនេះទេអាសាច់ដុំធំហោះចូលមកដើម្បីផ្ដាច់សង្ខារគេតែម្ដងមើលទៅគ្មានការសម្លាប់ណាដែលសាហាវជាងនេះទេបងធំចាប់កោអារបស់គេប្រហែលជាចង់សួររកអ្នកគ្រប់គ្រងបន្ទាប់ពីការប្រយុទ្ធដ៏ទន់ខ្សោយនេះហើយមើលទៅ ហើយវាកំពុងតែចាប់ផ្ទះមុខទូឯយើងផ្ទប់នឹងដីនេះគឺជាការប្រជុំកាត់សេចក្តីតែម្ខាងច្បាស់ណាស់អាមនុស្សឈួតប្រឡាក់ពេញដោយឈាមស្រែកលោឡាថានឹងសម្លាប់គេចោល មែនហើយវាមិនស្ងប់ស្ងាត់ពិតមែនតួឯងយើងដេកហូរឈាមលើដីប៉ុន្តែគេបែកជាញញឹមចុងមាត់ដូចជាទើបតែបើកកាតអន្ទាក់បានសម្រេចអញ្ចឹង អ៊ីលចាប់កាន់ដាវរបស់គេហើយមើលទៅឥទ្ធិពលនៃធម្មពលរោគចិត្តចាក់ផ្ដើមបញ្ចេញរិទ្ធហើយ គាត់ក្រោកចូលឡើងរៀបចំនិយាយឌឺដងបន្តិចសិនមុនពេលត្រឡប់ទៅត្រូវគេវាយសន្លប់ម្ដងទៀតគេស្រែកហៅឈ្មោះពេញរបស់អាមនុស្សសាច់ដុំធំនោះតែម្ដងអូហូគេរៀបនឹងទម្លាយអត្តគប់ពីកំរៀងកំហែងហើយតួឯងយើងសកត់បងធំជាប់ហើយសួរថាតើវាមានទេដែលគេគួរនិយាយជាមួយនោះ ស្ថានភាពអំណាចដើមផ្លាស់ប្ដូរជាផ្លូវការហើយអ៊ីលបោះសម្ដីសួរថាឯងលំងមែនទេធ្វើឲ្យអាសាច់ដុំធំនឹងភ័យញ័រខ្លួននឹងភាពជឿជាក់ភ្លាមៗនេះ បងធំខឹងយ៉ាងខ្លាំងប៉ុន្តែអ៊ីលសម្លឹងមើលបែបឌឺដងឲ្យចុះមកលបងមើលចរិតរោគចិត្តរបស់តួឯងយើងបានបង្ហាញចេញមកហើយពេលនេះអាបងប្រុសរោគចិត្តកំពុងតែឈួតវង្វេងស្រែកលោឡាថានឹងសម្លាប់គេបានភាពស្មោះត្រង់របស់អាមួយនេះគឺសាហាវមែនទែនគ្រូបង្វឹកកំពុងស្រែកប្រាប់តួឯងយើងឲ្យរត់ដោយដឹងច្បាស់ថាគេចិត្តនឹងត្រូវសម្លាប់ចោលទៅហើយអាបងប្រុសរោគចិត្តស្ទុះចូលមកយ៉ាងលឿនហើយតួឯងយើងចិត្តនឹងបានស្គាល់ហើយថាការបំពេញច្បាប់ដ៏ពិតប្រាកដគឺវាបែបណាគ្រូបង្វឹកត្រូវរងគ្រោះដោយសារការព្យាយាមការពារគេនាងគឺជាមេគឺដ៏ល្អបំផុតនិងអាក្រក់បំផុតជាផ្លូវការតែម្ដង តួឯងយើងដាក់ដៃលើស្មារបស់នាងមើលទៅហាក់ដូចជាគេរៀបនឹងធ្វើរឿងដ៏ល្ងង់ខ្លៅបំផុតឬក៏ក្លាហានបំផុតមិនខាន គេប្រាប់នាងឲ្យសម្រាកសិនហើយឈិនជើងចូលទៅដោះស្រាយជាមួយអាឈួតនេះដោយខ្លួនឯងពេលនេះតួឯងយើងមានចរិតជាវីរបុរសបាត់ទៅហើយ អ៊ីលព្យាយាមរត់គេចខ្លួនដើម្បីទាក់ទាញអាមនុស្សឈួតនោះឲ្យចេញឆ្ងាយពីអ្នកដទៃការដេញតាមបានចាប់ផ្ដើមហើយតួឯងយើងកំពុងនិយាយម្នាក់ឯងពីផែនការដ៏ឆ្លាតវៃក្នុងការរត់គេចដោយសង្ឃឹមថានឹងអាចអូសទាញអាឈួតនោះឲ្យរត់តាមដោយឥតប្រយោជន៍អាបងប្រុសរោគចិត្តចុះមកដល់ដីដោយវីរបុរសធ្វើឲ្យដីប្រេះស្រាំដើម្បីតែអួតប៉ុណ្ណោះអាឈួតនេះកំពុងស្ថិតនៅកម្រិតខឹងសម្បាខ្លាំងមើលទៅដូចជារៀបនឹងបញ្ចប់ជីវិតតួឯងយើងអញ្ចឹងហើយវាក៏បញ្ចេញការវាយប្រហារដ៏ធំធ្វើឲ្យអ៊ីលហោះទៀតចេញទៅយុទ្ធសាស្ត្ររត់គេចគឺចប់ទាំងនឹងអ៊ីលក៏លេចមើលទៅក្រោយឃើញដើមឈើមួយដើមត្រូវកំទេចមាត់តែម្ដងមែនហើយគោលដៅពិតប្រាកដគឺមុខរបស់គេតើតួឯងយើងបែកញើសប៉ុនក្របពោតទើបដឹងថាគេកំពុងស្ថិតក្នុងការប្រយុទ្ធដែលហួសពីសមត្ថភាពរបស់ខ្លួនអាបងប្រុសរូបចិត្តហោះចូលមកដើម្បីផ្ដាច់សង្ខារតែម្ដងតួឯងយើងរៀបនឹងត្រូវលុបចោលទៅហើយស្រាប់តែមេក្រុមចៅដែលគេទើបនឹងជួលហោះចូលមកជួយសង្គ្រោះទាន់ពេលបុគ្គលិកចំណូលថ្មីចាប់ផ្ដើមធ្វើការថែមម៉ោងបាត់ទៅហើយមេក្រុមចៅកំពុងស្រែកសួរគេយ៉ាងខ្លាំងខាតើឯងមានផែនការចម្រៃអីឲ្យប្រកាសទៅ ជាសំណួរដ៏ត្រឹមត្រូវមួយតួឯងយើងហៅគាត់ថាលោកគ្រូ
ហើយមើលទៅកូនឈ្នួលក្រុមចៅថ្មីនេះក៏ជាគ្រូវិជ្ជាគុណថ្មីរបស់គេផងដែរ មេក្រុមចៅស្រ័យប្រាប់តួឯងយើងឲ្យរត់ខណៈដែលអ៊ីលកំពុងតែរត់បាត់ជើងសោព្រាតសម្ដៅទៅទីទួលបាត់ទៅហើយ គាត់កំពុងរត់យកប្រាអាយុទើបតែយកដំណួរនេះរបស់លោកគ្រូថ្មីមកអនុវត្តជាការពិតម្ដងនេះឯង សមាជិកក្រុមចៅដែលនៅសល់បានបង្ហាញខ្លួនដើម្បីស៊ីប្រាក់ខែដោយលោតចូលទៅវាយពួកអាឆ្កួតផ្សេងទៀត មេក្រុមចៅគិតថាមានតែតួឯងយើងទេដែលអាចលួងអាឆ្កួតនេះឲ្យស្ងប់បានលោកអើយគេនេះហើយជាអ្នកចាប់ផ្ដើមរឿងរញ៉េរញ៉ៃនេះ អប្ររោគចិត្តកំពុងវាយសមាជិកថ្មីឡើងខ្ទេចខណៈមេក្រុមចៅដឹងថាត្រូវទីងគោលដៅវាយប្រហារមករកខ្លួនវិញ មេក្រុមចៅបានត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្ដើមថ្ងៃដំបូងក្នុងនាមជាអ្នកចាប់មនុស្សឆ្កួតអាជីព អប្ររោគចិត្តនោះបានលូតតយ៉ាងខ្លាំងបំរុងនឹងបញ្ជូនសមាជិកថ្មីម្នាក់ឲ្យទៅកាន់យមលោកតែម្ដង មេក្រុមចៅរាងការវាយប្រហារឲ្យជេរអាឆ្កួតនោះថាអាលងុំចំមុខអាប្រុសរោគចិត្តសួរថាម៉េចមកធ្វើបាបមនុស្សដែលគ្មានកំហុសការមិនដឹងខ្លួនឯងពិតជាគួរឲ្យហួសចិត្តមែនកំឡោះយើងឈប់រត់ហើយស្រែកដាក់អាឆ្កួតនោះដើម្បីទាញចំណាប់អារម្មណ៍មកកាន់ខ្លួនវិញដោយតួទប់ទល់ក្នុងហ្គេមអញ្ចឹង កម្ល៉េះយើងមានមោទនភាពចំពោះខ្លួនឯងដែលទាញចំណាប់អារម្មណ៍បានសម្រេចគាត់គិតថានេះគឺជាហ្គេមវាយប្រហារមួយអញ្ចឹង អប្ររោគចិត្តកំពុងនិយាយតែឯងពីរបៀបទុកឲ្យសមាជិកថ្មីរវល់ខណៈពេលដែលគេទៅចាត់ការអើម ហើយផែនការដ៏អស្ចារ្យរបស់គេគឺគ្រាន់តែគប់ដាវចេញទៅដូចជាគ្រាប់មីស៊ីលតែម្ដងអាឆ្កួតនោះពិតជាបានគប់ដាវមែនហើយកំឡោះយើងកំពុងដឹងថាផែនការរត់គេចរបស់ខ្លួនមានចម្លោះប្រហោងហើយអ៊ីមកំពុងឃើញជីវិតខ្លួនឯងភ្លឺភ្លេងនៅមុខភ្នែកខណៈដាវឆ្កួតនោះហោះសម្ដៅមករកគេកំឡោះយើងកំពុងគិតថារឿងនេះមិនមែនស្ថិតក្នុងផែនការទាល់តែសោះ ច្បាស់ណាស់ដាវធ្លាក់បុកដីបង្កជាការផ្ទុះយ៉ាងធំវាហាក់ដូចជាធ្វើលើសពេកហើយ បងប្រុសធំកំពុងស្រែកហៅដៃគូខ្លួនប្រហែលជាដឹងថាមិត្តរបស់គេទៅតែបាត់បង់ស្មារតីហើយ អាប្រុសរោគចិត្តកំពុងចូលថ្មឹងទីនោះមើលទៅដូចជាគួរក្បាលគេទៅតែដើរឡើងវិញបន្ទាប់ពីការខឹងសម្បារួច អ៊ីមចូលមកសម្របសម្រួលដោយប្រាប់គ្រប់គ្នាឲ្យស្ងប់ស្ងាត់ធ្វើដូចជាគេមិនបានបង្កបញ្ហានេះអញ្ចឹង កន្លោះយើងកំពុងជួតយើងមុខដោយគិតថាគេពិតជាអាចនិយាយលួងលោមអាឆ្កួតនោះឲ្យឈប់សម្លាប់គេបានមែន ហើយយើងក៏ឃើញអតីតកាលពេលនរណាម្នាក់ទទួលការវាយតម្លៃការងារដ៏សាហាវព្រមទាំងមានអូរ៉ារោគចិត្តទៀតផង លោកដារោគចិត្តកំពុងទាញសក់ខ្លួនឯងមើលទៅដូចជារៀបនឹងដាច់សរសៃឈាមដោយសារភាពតានតឹងខ្លាំងពេកមេធំរៀបនឹងប្រហារជីវិតនរណាម្នាក់ជាមួយដាវភ្លឺចាញ់ចាំងខណៈអ៊ីមវ័យក្មេងកំពុងឈរមើលហើយគោលដៅនោះគឺជាអាប្រុសរោគចិត្តមុខកាចសាហាវកាលនៅក្មេង អូខេនេះបញ្ជាក់អ្វីៗច្រើនណាស់លោកតារោគចិត្តហៅគេថាជាសិស្សច្បងមើលទៅដូចជាគាត់រៀបនឹងសម្លាប់ឆ្កែឆ្កួតរបស់ខ្លួនឯងអញ្ចឹង មេធំបញ្ជាកូនចៅឲ្យចាប់ចងអាឆ្កួតនោះដែលត្រូវគេចង់ចង្វាក់រួចទៅហើយដូចជាមេធំចុងក្រោយអញ្ចឹង ត្រឡប់មកបច្ចុប្បន្នវិញអាប្រុសរោគចិត្តកំពុងបញ្ចេញធម៌ពលម្ដងទៀតត្រៀមខ្លួនសម្រាប់វគ្គទី3នៃសុបិនអាក្រក់នេះ ប៉ុន្តែគេត្រូវបានសង្កត់ផ្ទប់នឹងដីដោយកម្លាំងអាចកំបាំងធ្វើឲ្យបាត់បង់ម្ចាស់ការទាំងស្រុងហើយប្រកាសណាស់គឺលោកតារោគចិត្តទើបតែលេចមុខមកដើម្បីយកក្មេងទំនើងគាត់ត្រឡប់ទៅក្នុងទ្រុងវិញ លោកតារោគចិត្តនិយាយដាក់គេថាតាត្រូវឲ្យខ្ញុំនិយាយម្ដងទៀតទេហើយអាប្រុសរោគចិត្តត្រូវបានសង្កត់យ៉ាងជាប់ដោយអូរ៉ារបស់មេធំ អាប្រុសរោគចិត្តកំពុងខំប្រឆាំងនឹងវាមើលទៅដូចជាសត្វឆ្កួតដែលរៀបនឹងត្រូវគេសម្លាប់ចោលអញ្ចឹង អាឆ្កួតនឹងកំពុងស្រែកឡើងបែកកប៉ុន្តែគេចាញ់ព្រៀបវត្តមានដ៏ខ្លាំងក្លារបស់មេធំចុងក្រោយទាំងស្រុង ភ្នែកលោកតារោគចិត្តភ្លឺឡើងហើយអ្នកដឹងស្រាប់ថាគាត់នឹងមិនសួរលើកទី2ទេមេធំអារម្មណ៍លេងសើចទៀតហើយ អាប្រុសរោគចិត្តនៅតែព្យាយាមទប់ទល់ប៉ុន្តែសម្ពាធរបស់មេធំពិតជាកំពុងសង្កត់គេឲ្យលិចទៅក្នុងដីតែម្ដង ហើយទីបំផុតគេក៏ចោះចាញ់ដោយហៅលោកតារោគចិត្តថាស្ដេចបិសាចត្រូវហើយពេលនេះគេស្គាល់សមត្ថភាពខ្លួនឯងហើយកំឡោះយើងគ្រាន់តែអង្គុយនៅទីនោះអស់កម្លាំងរលីងពីការប្រយុទ្ធហើយសន្លឹងមើលក្រុមការងារសម្អាតកំពុងបំពេញការងារ ក្រុមចៅកំពុងចោលឲ្យឆ្កួតនោះខណៈបងប្រុសធំគ្រាន់តែឈរមើលធ្វើដូចជាខួរក្បាលដ៏តិចតួចរបស់គេទើបតែខ្លាំងអញ្ចឹង សមាជិកថ្មីកំពុងស្ងើយសរសើរដោយដឹងថាចៅវាយថ្មីរបស់គេអាចបំបែកផែនដីបានគ្រាន់តែគាត់ខឹងប៉ុណ្ណោះគ្រាន់តែអញ្ចឹងអ្នកនិទានរឿងបញ្ជាក់ថាកំហឹងអាឆ្កួតនោះបានបញ្ចប់ហើយល្មមដល់ពេលធ្វើបាយការហេតុការហើយក ន្លះយើងត្រូវដីលើក្រេបន្ទាប់ពីត្រូវវាយដំខណៈអាប្រុសរោគចិត្តទទួលបានត្រឹមការពិន័យបន្តិចបន្តួចចំពោះការស្ទើរតែសម្លាប់គេទាំងហើយ អ្នកនិទានរឿងបញ្ជាក់ថាគ្រួសារខាងម្ដាយមិនប្រកាន់ទេព្រោះកូនឆ្កួតរបស់គេជាអ្នកចាប់ផ្ដើមរឿងនេះមុនកំឡោះយើងកំពុងព្យាយាមសម្រាកស្រាប់តែមានភ្ញៀវមករកតែម្ដង បុរសនេះមិនអាចសម្រាប់បានសោះឡើយគេបង្ហាញទឹកមុខធុញទ្រាន់នឹងរឿងនេះបាត់ទៅហើយតាំងពីពួកវាមិនទាន់ដើរចូលមកដល់ម្លេះ ហើយនោះគឺគ្រូបង្វឹកដែលរងរបួសដូចគ្នាត្រៀមចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលបុគ្គលិកមួយទៀតនាងប្រាប់ឲ្យគេបើកសៀវភៅខណៈគេកំពុងរំបងរបួសពេញខ្លួនទៅហើយកន្លែងនេះពិតជាគ្មានថ្ងៃឈប់សម្រាកទេ កំឡោះយើងព្យាយាមតវ៉ាដែលប្រាប់ថាគេសូម្បីតែកាន់សៀវភៅក៏មិនរួចផងនេះពិតជាការត្អូញត្អែងដ៏សមហេតុផលមែនគ្រូបង្វឹកសួរថាឯងចង់ឲ្យវងជំនួសវិញទេដោយដឹងច្បាស់ថាគេមិនអាចកម្រើកបានគេចោះចាញ់ភ្លាមៗដោយដឹងថាជំរឿតែមួយគឺរៀនឬក៏ត្រូវរងទុក្ខបន្ថែម នេះជាសុបិនអាក្រក់របស់បុគ្គលិកនាងមិនខ្វល់ពីការឈឺចាប់គេទេហើយសួរថាឯងយ៉ាងម៉េចហើយដោយត្រៀមចាប់ផ្ដើមមេរៀនតែម្ដង ពិតជារោគចិត្តមែនហើយលោកតារោគចិត្តក៏បង្ហាញខ្លួនយ៉ាងសង្ហាដូច្នេះកំឡោះយើងនឹងគ្រូបង្វឹកក៏ចាប់ផ្ដើមភ័យញាប់ញ័រតែម្ដង មេធំប្រាប់បុគ្គលិករងរបួសទាំងពីរឲ្យសម្រាកសិនធ្វើដូចជាគាត់មិនបានឃើញពួកគេត្រូវគេវាយឡើងទុកអញ្ចឹង កន្លះយើងកំពុងបែកញើសព្យាយាមបញ្ចុះបញ្ចូលមេធំថាគេមិនអីទេខណៈមើលទៅដូចជាទើបតែត្រូវម៉ាស៊ីនកាត់ស្មៅគិនពីលើអញ្ចឹង លោកតារោគចិត្តគ្រាន់តែអេពុកចការប្រហែលកំពុងសប្បាយចិត្តដែលបុគ្គលិកគាត់នៅដកដង្ហើមរួចមើលទៅ មេធំប្រាប់ថាគាត់មកទីនេះដើម្បីឲ្យរង្វាន់ដល់កំឡោះយើងដែលរង្វាន់នោះប្រហែលជាមានតែការងារបន្ថែមប៉ុណ្ណោះ អ៊ីម៉ុងកំពុងតែភ័យបារម្ភយ៉ាងខ្លាំងនៅក្នុងចិត្តអំពីការទទួលបានប្រាក់រង្វាន់សម្រាប់ការដែលគាត់ស្ទើរតែបាត់បង់ជីវិតបុរសម្នាក់នេះពិតជាមានអាការៈដូចជាអ្នកជំងឺបម្រើការងារក្រុមហ៊ុនមែនហើយរង្វាន់ដែលទទួលបាននោះគឺជាថ្នាំគ្រាប់បីសាច់ដ៏គួរឲ្យខ្លាច
ស្ដាប់ទៅវាមិនដូចជាឆ្នាំពើកម្លាំងនោះទេតែវាដូចជារឿងក្តីឡើងតឡាការដែលរងចាំតែពេលផ្ទុះឡើងប៉ុណ្ណោះ ទឹកមុខរបស់បងប្រុសយើងបានស្រប៉ោមភ្លាមៗពេលដែលគាត់ដឹងថារង្វាន់នោះគ្រាន់តែជាការសន្យាដើម្បីឲ្យគាត់ធ្វើការកាន់តែធ្ងន់ធ្ងរជាងមុនតែប៉ុណ្ណោះនេះពិតជាការបោកប្រាស់កេងប្រវ័ញ្ចបែបក្រុមហ៊ុនសុទ្ធសាធតែម្ដង លោកគ្រូបង្វឹកកំពុងតែសម្រត់ទឹកភ្នែកដោយក្តីរំភើបរីករាយហើយបងប្រុសយើងក៏ទើបតែដឹងខ្លួនថាគាត់កំពុងតែជាប់ភុងនៅក្នុងបន្ទប់ជាមួយពួកមនុស្សដែលត្រូវគេលៀងខួរអស់ទៅហើយ លោកតាចិត្តសាហាវបានទម្លាក់គ្រាប់បែកប្រាប់គាត់រឿងមួយទៀតហើយអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថាជោគវាសនាថ្ងៃនេះរបស់បងប្រុសយើងគឺនឹងកាន់តែអាក្រក់ជាងមុនទៅទៀតមិនខាន លោកតាចិត្តសាហាវនិយាយថាប្អូនចិត្តសង្ស័យចង់ឲ្យមានភ្ញៀវទៅលេងធ្វើហាក់បីដូចជាវាមិនធ្លាប់ប៉ុនប៉ងសម្រាប់បងប្រុសយើងពីមុនមកអញ្ចឹងដែរ លោកមីកុយស្មាចារៀបចំការប្រជុំនេះធ្វើហាក់បីដូចជាវាជាកម្មវិធីពង្រឹងស្មារតីក្រុមរបស់ក្រុមហ៊ុនយ៉ាងចឹងដែរ បងប្រុសយើងកំពុងបាច់ញើសប៉ុនក្របពូតខិតខំកាត់រកវិធីបដិសេធយ៉ាងគួរសមចំពោះគម្រោងការសុំទៅស្លាប់ដែលរៀបចំដោយផ្នែកធនធានមនុស្សមួយនេះ គាត់កំពុងតែព្យាយាមគិតរកហេតុផលព្រោះគាត់ដឹងច្បាស់ថាគាត់មិនអាចគេចមុខពីមិត្តរួមការងារដ៏ឈួតលីលាម្នាក់នោះបានរហូតឡើយបងប្រុសយើងចាប់ផ្ដើមបាក់ទឹកចិត្តហើយក៏សុកចិត្តបោះបង់ការតស៊ូចោលខណៈពេលដែលលោកមេកើឈោមើលធ្វើប្រងើយដូចជាកំពុងទស្សនារឿងកំសាន្តយ៉ាងចឹង គាត់បានសួរថាតើបន្ទប់ឃុំឃាំងរបស់ឈួតនោះរឹងមាំដែរឬទេដែលនេះគឺជាសំណួរដ៏សមហេតុផលបំផុតមួយដែលគាត់បានសួរពេញមួយថ្ងៃនេះ